ផ្ដាំសាច់រឿងហ្នឹងយើងក៏បានឃើញដែរថាលីជីអុនក៏បានចោទទៅកាន់ហ៊ូហ្គោថាគឺជាជនក្បត់ទាំងដែលហ៊ូហ្គោហ្នឹងកំពុងតែធ្វើការតវ៉ាឯងថាយើងជនក្បត់ហើយឯងមិនដឹងទេមែនថាយើងនឹងព្រួយបារម្ភអំពីឯងនឹងខ្លាំងប៉ុណ្ណានៅពេលដែលឯងនឹងជាប់ក្នុង Tower មួយហ្នឹងតែលីជីអុនក៏បាននិយាយដែរថាគាត់និយាយចឹងខំមែនហើយខ្ញុំនឹងគឺបានជាប់នៅក្នុង Tower មួយហ្នឹងហើយឯងវិញបែរទៅជារៀបការមានគ្រួសារជាមួយនឹងគ្នាពេញចិត្តទៅនឹងជីវិតផ្ទាល់ខ្លួនរបស់ឯងមិនខ្វល់ពីសុខទុក្ខរបស់គាត់នៅក្នុង Tower ហ្នឹងទៅវិញហើយក៏បានទៅល្អូងងុយមូខ្ចៅនឹងជាមួយនឹងអាសេសឈើហ្នឹងឯងដោយនិយាយថាអូយនរណាគេតែដឹងទៅថាខ្ញុំហ្នឹងគឺជាមនុស្សតែម្នាក់គាត់ហ្នឹងដែលបានជាប់នៅក្នុង Tower មួយហ្នឹងហើយកំពុងតែព្យាយាមធ្វើការប្រយុទ្ធគ្នាជាមួយ Calamity ហ្នឹងដើម្បីស្វែងរកផ្លូវចាកចេញហើយគាត់ហ្នឹងធ្វើវាហ្នឹងតែឯងទេគឺថាគ្មាននរណាគេហ្នឹងមកជួយគាត់ទេចំណែកមិត្តភក្តិដ៏ល្អរបស់គាត់វិញគេហ្នឹងបែរទៅជាពេញចិត្តទៅនឹងជីវិតដ៏រីករាយរបស់ខ្លួនឯងទៅវិញហើយរៀបការមានគ្រួសារមានមិត្តភក្តិគ្រប់បែបយ៉ាងហើយមើលទៅគាត់ហ្នឹងគឺមានមិត្តភក្តិដូចជា Hugo នេះហ្នឹងគឺពិតជាធ្វើឲ្យគាត់ហ្នឹងខកចិត្តមែនហើយមិនត្រឹមតែប៉ុណ្ណោះទេគឺថាគេហ្នឹងគឺមិនដាក់ការសង្ស័យទៅកាន់ក្រុមបរិសុទ្ធហ្នឹងផ្សេងទៀតទាំង12អ្នកផ្សេងទៀតនោះសោះនៅពេលដែលគាត់ហ្នឹងគឺបានជាប់នៅក្នុង Tower មួយហ្នឹងហើយបានបាត់ខ្លួនហ្នឹងគេនឹងធ្វើដូចជាបង្ងើយកតែមិនខ្វល់អំពីសុខទុក្ខរបស់គាត់អីមិនតិចមើលទៅគាត់ឲ្យប៉ັດជាគួរអាណិតខ្លាំងប៉ັດមែនដែលមានមិត្តភក្តិហ្នឹងចិត្តដាច់ហ្នឹងខ្លាំងបែបហ្នឹងនោះ Hugo ហ្នឹងគាត់លឺពាក្យសម្ដីមួយហ្នឹងគឺខឹងទៅកាន់ Legion ហ្នឹងខ្លាំងប៉ັດមែនរងវាយក្បាល Legion ហ្នឹងកំតែនៅពេលហ្នឹង Legion ហ្នឹងក៏បានងើបឡើងហើយក៏បាននិយាយទៅកាន់ Hugo ទៅថាគាត់ហ្នឹងសង្ឃឹមថា Hugo ហ្នឹងមិនដេញគាត់ហ្នឹងចេញពីផ្ទះហ្នឹងឆាប់ទៅចោះតែ Hugo ក៏បានប្រាប់ទៅវិញដែរថាมันមានបញ្ហាអ្វីនោះទេឯងហ្នឹងអាចស្នាក់នៅទីនេះបានហើយឯងនៅហ្នឹងយូរប៉ុណ្ណាក៏នៅទៅវាហ្នឹងគឺមិនខ្វាយខ្វល់អំពីបញ្ហាទាំងអស់ហ្នឹងទេដោយសារតែគាត់ហ្នឹងគឺនៅទីនេះហ្នឹងតែឯងនៅពេលហ្នឹង Legion ហ្នឹងនឹកស្មានថា Hugo ហ្នឹងគឺលេងលះជាមួយនឹងប្រពន្ធខ្លួនឯងហើយស្នាក់នៅទីហ្នឹងតែឯងក៏បាននិយាយដែរថាអូមិត្តភក្តិខ្ញុំហ្នឹងគឺប្រើពាក្យសម្ដីហ្នឹងលើសលប់ពេកហើយសុំទោសផងក៏តែឯងហ្នឹងត្រូវតែរឹងមាំឡើងណាកុំបាក់ទឹកចិត្តឲ្យសោះក៏បានរុញ Hugo ឡើងហ្នឹងទៅតែ Hugo ហ្នឹងមិនរងនឹងធ្វើការបកស្រាយអំពីរឿងប្រពន្ធរបស់ខ្លួនឯងហ្នឹងដែរក៏តែក៏យកដៃអេសក្បាលរបស់ខ្លួនឯងវិញទៅហើយក៏និយាយដែរថាអូរឿងទាំងអស់ហ្នឹងគឺថាយើងនឹងមិនយកទុកនៅក្នុងចិត្តរបស់យើងតទៀតទេឥឡូវហ្នឹងគឺចូលសាច់រឿងយើងហ្មងទៅតើឯងហ្នឹងគឺមានរឿងអ្វីហ្នឹងកើតឡើងខ្លះនៅពេលដែលឯងហ្នឹងនៅក្នុង Tower មួយហ្នឹងហើយមូលហេតុអ្វីទៅឯងហ្នឹងជាប់នៅក្នុង Tower មួយហ្នឹងហើយសូមឯងហ្នឹងកុំយករឿងរ៉ាវតាក់ទងទៅនឹងការវិលត្រឡប់របស់ឯងហ្នឹងប្រាប់ទៅកាន់សុងជេហើយនឹងជីមីនអេសោះណាតាក់ទងទៅនឹងរឿងរបស់ឯងដោយសារតែពួកគេនឹងគឺជា fan ផ្កាប់មករបស់ឯងអាចឲ្យគេនឹងមានចលាចលនឹងកើតឡើងបានក៏តែនៅក្នុងពេលពីមុនហ្នឹងគឺថានៅពេលដែលឯងចូលទៅក្នុង Tower មួយហ្នឹងគឺខ្ញុំនឹងបានធ្វើការប្រយុទ្ធគ្នានឹងជាមួយនឹង Calamity ដែលវានឹងគឺធ្វើដំណើរចេញមកពី Tower មួយហ្នឹងមកខាងក្រៅហ្នឹងហើយខ្ញុំនឹងគឺមិនដឹងទេថាតើមានរឿងអ្វីកើតឡើងខ្លះនៅក្នុង Tower មួយហ្នឹងហើយហេតុអ្វីបានជាអ្នកដែលយកក្បាលរបស់ Crimson Eye ហ្នឹងគឺជាក្រុមបរិសុទ្ធទាំង11អ្នកនោះទៅវិញមិនមែនជាឯងគឺជាអ្នកធ្វើការសម្លាប់ទៅកាន់វាអញ្ចឹងគាត់ហ្នឹងគឺឆ្ងល់នៅចម្ងល់ទាំងអស់ហ្នឹងខ្លាំងពិតមែនក៏តែនៅពេលហ្នឹង Legion ហ្នឹងក៏បានប្រាប់ទៅកាន់ Hugo ទៅថាអូនៅពីក្រោយរឿងហ្នឹងការប៉ັດហ្នឹងគឺវានឹងមិនអញ្ចឹងទេហើយការប៉ັດវិញនោះគឺថាគាត់ហ្នឹងគឺត្រូវបានក្រុមបរិសុទ្ធទាំង11អ្នកហ្នឹងគឺបានយកដាវមកចាក់គាត់ហ្នឹងពីក្រោយខ្នងហើយបំរុងនឹងធ្វើឃាតគាត់ហើយរុញគាត់ហ្នឹងធ្លាក់នៅក្នុងជ្រោះមួយហ្នឹងឲ្យជាប់នៅក្នុងអន្ទាក់មួយហ្នឹងហើយស្តាក់នៅក្នុង Tower មួយហ្នឹងអស់រយៈពេលនេះជាយូរមកនេះហើយនៅក្នុង Tower ដ៏ជ្រៅមួយហ្នឹងគឺថាមាននៅ Calamity ជាច្រើនហ្នឹងវាហ្នឹងក៏បានលេចរូបរាងឡើងនៅក្នុងហ្នឹងហើយគាត់ហ្នឹងក៏បាននឹកស្មានថា Crimson Eye ហ្នឹងគឺងាប់បាត់ទៅហើយក៏តែនរណាគេទៅដឹងទៅថាអា Crimson Eye មួយហ្នឹងគឺវាហ្នឹងបានត្រឡប់មកវិញធ្វើការប្រយុទ្ធគ្នាជាមួយនឹងគាត់ហ្នឹងនៅខាងក្នុងហ្នឹងម្ដងទៀតនោះធ្វើឲ្យ Hugo ហ្នឹងក៏បានភ្ជាប់បាននឹងខ្លាំងពេកហើយក៏និយាយថាក្រែង Crimson Eye ហ្នឹងគឺបានងាប់ហើយតែពួកយើងហ្នឹងគឺបានកាត់ក្បាលវាហ្នឹងយកជីវិតវាហើយតែLegion ហ្នឹងក៏បាននិយាយថាវាត្រឹមត្រូវណាស់ថា Legion ហ្នឹងគឺវាហ្នឹងគឺមិនតន់ស្លាប់នោះទេគឺថា Crimson Eye ដែលយើងឃើញនៅខាងលើហ្នឹងគឺគ្រាន់តែជាសម្បករាងកាយ Crimson ខ្លាំងៗហ្នឹងតែប៉ុណ្ណោះនោះទេ Crimson Eye ពិតប្រាកដហ្នឹងគឺថាវាហ្នឹងនៅក្នុង Tower ហ្នឹងយ៉ាងជ្រៅដែលយើងហ្នឹងមិននឹកស្មាននៅទេថាវាហ្នឹងនៅលាក់ខ្លួននៅទីហ្នឹងមុនដំបូងហ្នឹងគឺខ្ញុំគិតថាខ្ញុំនឹងមិនអាចធ្វើការប្រយុទ្ធឈ្នះនឹងជាមួយនឹងបេស្នាយ Crimson Eye នឹងបាននោះទេក៏តែបញ្ហាហ្នឹងគឺថាគាត់នឹងអាចដោះស្រាយជាមួយនឹង Crimson Eye នៅពេលដែលគាត់នឹងបានជាប់នៅក្នុង Tower មួយហ្នឹងបញ្ហាដ៏ធំមួយទៀតនោះគឺថាគាត់នឹងគឺពិបាកក្នុងការធ្វើការដោះស្រាយនេះជាមួយនឹងពពួក Calamity ហ្នឹងគឺដោយសារតែមាននៅ Calamity មួយរូបទៀតហ្នឹងដែលវានឹងមាននៅសមត្ថភាពដ៏ខ្លាំងក្លាដែលវានឹងគេហៅឈ្មោះវាថាគឺជាអ្នកគ្រប់គ្រងទៅកាន់ Tower មួយហ្នឹងឯងហើយអាអ្នកគ្រប់គ្រង Tower មួយហ្នឹងឯងគឺវានឹងគឺបានជប់ទៅកាន់ Calamity ដែលគាត់នឹងបានធ្វើការសម្លាប់វាហ្នឹងឲ្យវានឹងគឺរស់រៀនមានជីវិតហ្នឹងឡើងមកវិញហ្នឹងគឺមិនចេះចាំមិនចេះហើយនឹងឯងក៏តែនៅក្នុងកំឡុងពេលដែលគាត់នឹងជាប់នៅក្នុង Tower មួយហ្នឹងគាត់នឹងគឺបានធ្វើការប្រយុទ្ធជាមួយនឹង Calamity ដែលវានឹងកើតមកនឹងមិនចេះចាំមិនចេះហើយធ្វើការសម្លាប់វារហូតដល់គាត់នឹងអាចធ្វើដំណើរទៅជួបទៅកាន់អ្នកគ្រប់គ្រងទៅកាន់ Tower មួយនឹងបានហើយធ្វើការប្រើកម្លាំងរបស់គាត់នឹងអស់ពីខ្លួនហើយដើម្បីធ្វើការប្រយុទ្ធគ្នានឹងជាមួយនឹងពួកគេរហូតដល់គាត់នឹងអាចធ្វើការសម្លាប់ទៅកាន់អ្នកគ្រប់គ្រង Tower មួយនឹងបានទីបំផុតនឹងគាត់នឹងក៏អាចយកជ័យជំនះនឹងទៅកាន់ពួកវាបានហើយមិនត្រឹមតែប៉ុណ្ណោះទេនៅក្នុងកំឡុងពេលហ្នឹងគាត់នឹងក៏គិតថាខ្លួនគាត់នឹងគឺបានបាត់បង់ជីវិតទៅហើយដោយសារតែគាត់នឹងចំណាយកម្លាំងរបស់គាត់នឹងអស់យ៉ាងច្រើនហើយក៏បានដួលនៅទីហ្នឹងទៅ
ក៏ប៉ុន្តែនរណាគេតែដឹងទៅថានៅពេលដែលគាត់នឹងបានភ្ញាក់ឡើងមកវិញហ្នឹងគឺមិនមែននៅទីតាំងកន្លែងនោះដែលមាននៅសាកសពរបស់ Calamity ដែលគាត់នឹងបានធ្វើការសំណប់យ៉ាងច្រើនទៅវិញហើយគាត់នឹងក៏អាចទទួលបាននៅធម៌ពលពិសេសអ្វីម្យ៉ាងទេគឺវានឹងដាស់ឡើងនៅក្នុងខ្លួនរបស់គាត់រហូតដល់គាត់នឹងអាចប្រើប្រាស់វាបាននឹងមកដល់ពេលឥឡូវនេះក៏ប៉ុន្តែរឿងមួយដែលគាត់នឹងគឺខឹងខ្លាំងជាងគេដែលគាត់នឹងប្រកាសក្នុងចិត្តរបស់គាត់នឹងគឺថាពួកអាឡងងទាំងអស់នោះគឺថាវានឹងគឺបានយកកបិតនឹងមកចាក់គាត់នឹងពីក្រោយខ្នងហើយធ្វើឲ្យគាត់នឹងគឺជាប់នៅក្នុង tower មួយហ្នឹងដែលមើលទៅហាក់បីដូចជាទង្វើរបស់វានឹងធ្វើបែបហ្នឹងហាក់ដូចជាពួកវានឹងបានដឹងថានៅក្នុង tower មួយហ្នឹងគឺមានការកើនឡើងរបស់ពពួក Calamity ហ្នឹងមិនចេះចាប់មិនចេះហើយវានឹងគឺបានដឹងរឿងរ៉ាវទាំងអស់ហ្នឹងហើយទៅវានឹងហ៊ានធ្វើរឿងហ្នឹងដាក់គាត់នោះហើយប្រកាសខ្លាំងណាស់ថាខ្ញុំនឹងធ្វើការដោះស្រាយនឹងជាមួយនឹងពពួកអាងងទាំងអស់ហ្នឹងដែលវានឹងហ៊ានធ្វើរឿងទាំងអស់ហ្នឹងមកដាក់ខ្ញុំហើយខ្ញុំនឹងធ្វើការតបស្នងទៅកាន់វានឹងម្ដងបន្តិចម្ដងម្នាក់ហ្នឹងរហូតដល់អស់ហើយនឹងតាមរកអាជនក្បត់មួយដែលបានយកក្បិតហ្នឹងមកចាក់គាត់ហ្នឹងបំរុងនឹងធ្វើឃាតគាត់ហ្នឹងនៅក្នុងហ្នឹងតែខ្ញុំនឹងធ្វើបែបហ្នឹងគឺត្រឹមត្រូវដែរឬទេទៅពេលហ្នឹង Hugo ហ្នឹងក៏បាននិយាយដែរថាខ្ញុំគិតថាណាវានឹងក៏ត្រឹមត្រូវដែរតែ Legion ហ្នឹងគាត់នឹងក៏បាននិយាយដែរថាខ្ញុំនឹងគឺត្រូវការប្រើប្រាស់បង្កើតនៅរបស់មួយចំនួនហើយដើម្បីធ្វើការប្រើប្រាស់វានឹងទប់ទល់នឹងជាមួយនឹងពួកបរិសុទ្ធហ្នឹងទាំងអស់ហ្នឹងហើយគាត់នឹងក៏បានយកអាសេសជើងអង្គុយមូបដាលអូបដាហ្នឹងធ្វើការបើកដល់ workshop របស់គាត់ workshop ហ្នឹងគឺជាកន្លែងដែលធ្វើការសមន់នៅរបស់ដែលល្អៗចឹងណាដែលគាត់នឹងប្រើប្រាស់នៅ material ដើម្បីបង្កើតហើយ workshop ហ្នឹងវានឹងគឺប្រៀបដូចជាកន្លែងបង្កើតនៅ divine artifact ចឹងហ្នឹងហើយនៅពេលហ្នឹង Gion ហ្នឹងក៏បានបើកនៅ workshop របស់គាត់ចំណាយនៅ material ហ្នឹងជាច្រើនដើម្បីធ្វើការបង្កើតនៅ divine artifact គាត់ហ្នឹងដោយធ្វើការរំលាយនៅ divine artifact material ផ្សេងៗហ្នឹងធ្វើការឲ្យវានឹងចូលទៅក្នុង access ឈើដែលគាត់ហ្នឹងបានបង្កើតហ្នឹងហើយ material ដែលគាត់ហ្នឹងទទួលបានផ្សេងៗហ្នឹងគឺការចេញមកពីការប្រយុទ្ធគ្នាជាមួយនឹងបិសាចម្ចាស់ស្ត្រី Calamity ពីងពីងហ្នឹងហើយនឹងការលួចចេញពីផ្ទះហ្នឹងរបស់អាប៉ែយ៉ាងហ្វេហ្នឹងឯងគាត់ហ្នឹងក៏បានរំលាយវានឹងទាំងអស់ចូលទៅក្នុង access ឈើរបស់គាត់ហ្នឹងហើយវានឹងក៏បានឃើញថាពលឺនឹងក៏បានសាយភាហ្នឹងជាពីពេញហ្នឹងផ្ទះរបស់ Hugo ហ្នឹងហើយការសម្មត់របស់គាត់ហ្នឹងគឺវានឹងទទួលបានជោគជ័យហើយវានេះគឺជា divine artifact មួយដែលវានឹងមានសមត្ថភាពនឹងគ្រាន់បើដែរហើយវានឹងគឺមានឈ្មោះថា ego នេះនឹងគ្រាន់តែជារហស្សនាមរបស់វាដែលវានឹងមិនទាន់មានឈ្មោះដែលម្ចាស់វាដាក់ឲ្យនៅទេក៏ប៉ុន្តែអានុភាពរបស់ ego មួយហ្នឹងគឺថាវានឹងគឺដូចជាវត្ថុមួយដែលមានជីវិតដែរអញ្ចឹងក៏ប៉ុន្តែអានុភាពរបស់ ego ដែល Legion បង្កើតនេះហ្នឹងគឺនឹងវានឹងស្ថិតនៅក្នុង rank B ហើយវានឹងគឺអាចស្រូបយកនៅធម្មពលរបស់សត្រូវនៅពេលដែលសត្រូវនឹងធ្វើការប៉ះនឹងទៅកាន់វាហើយបង្កើននៅធម្មពលនឹងទៅឲ្យម្ចាស់របស់វាបានហើយនៅពេលហ្នឹង Legion នឹងពិតជាសប្បាយចិត្តនឹងខ្លាំងពិតមែនដែលឃើញថាគាត់នឹងអាចបង្កើតនៅ divine artifact នឹងដែលវានឹងមាននៅសមត្ថភាពនឹងល្អបែបនេះមិនត្រឹមតែប៉ុណ្ណោះទេគឺថា divine artifact មួយនេះហ្នឹងវានឹងអាចធ្វើការបង្កើននៅសមត្ថភាពផ្ទាល់ខ្លួនរបស់វាហ្នឹងដែលខ្លួនវាផ្ទាល់ទៀតមិនចាំបាច់ចំណាយ material របស់គាត់ហ្នឹងតទៀតទេក៏តែនៅក្នុងពេលហ្នឹង Hugo ហ្នឹងក៏បានដើរមកចិត្តហើយក៏និយាយថាអ្វីត្បិតតែវាហ្នឹងគឺជា divine artifact មួយមែនក៏តែវាហ្នឹងមិនអាចប្រៀបធៀបគ្នាហ្នឹងបានជាមួយនឹង divine artifact ហ្នឹងកម្រិតខ្ពស់ដែលពួកបរិសុទ្ធហ្នឹងមាននោះទេនៅពេលហ្នឹង Legion ហ្នឹងក្រោយពីលើកពាក្យសម្ដីមួយហ្នឹងហើយក៏ខឹងទៅកាន់ Hugo ហ្នឹងខ្លាំងបាត់មែនជេរម៉ាច់ហើយក៏ថាទៅថាឯងហ្នឹងនិយាយថាម៉េចហ่าឯងហ្នឹងមិនដឹងទេមែនថាយើងនឹងចំណាយនៅ material ហ្នឹងច្រើនប៉ុណ្ណាដើម្បីបង្កើតរបស់មួយហ្នឹងឯងហ្នឹងនិយាយបែបហ្នឹងដូចជាមើងងាយទៅកាន់គាត់ហ្នឹងខ្លាំងណាស់ក៏តែគាត់ហ្នឹងក៏បានស្ងាត់មកវិញទៅហើយក៏និយាយថាអូខ្ញុំនេះមិនដំបងគិតថាខ្ញុំហ្នឹងគឺប្រើប្រាស់នៅ material ទាំងអស់ហ្នឹងធ្វើការបង្កើតនៅវត្ថុខ្លះៗហ្នឹងសម្រាប់អ្នកក៏តែនរណាគេទៅដឹងទៅថាអូខ្ញុំនេះឥឡូវហ្នឹងគឺមិនចង់បង្កើតវាទេសម្រាប់អ្នកទេខ្ញុំហ្នឹងគឺបដូរចិត្តវិញហើយ Hugo ហ្នឹងក្រោយពីពាក្យសម្ដីមួយហ្នឹងហើយហ្នឹងគាត់ហ្នឹងក៏បានទៅលួងចិត្តហ្នឹង Legion យកមកថា Legion ហ្នឹងពិតជាអស្ចារ្យ Legion ហ្នឹងពិតជាអស្ចារ្យខ្លាំងណាស់គឺថាអាចបង្កើតនៅ divine artifact បានគាត់ហ្នឹងគឺគ្មានសមត្ថភាពហ្នឹងស្មើនឹង Legion ទេ Legion ហ្នឹងអាចធ្វើរឿងទាំងអស់ហ្នឹងបានហើយ Legion ហ្នឹងក៏ខឹងទៅកាន់ Hugo ពេកប៉ោកពងក្បាលប៉ុណ្ណានៃឡើយហ្នឹងហុយសែងចុកទៅហើយ Legion ហ្នឹងក៏បានអោនរើសនៅ hub មួយហ្នឹងចេញពីវ៉ាលីរបស់គាត់ដែលបានលួចចេញពីផ្ទះរបស់យ៉ាងហ្វៃមួយហ្នឹងហើយក៏ឃើញដែរថា hub មួយហ្នឹងគឺវាហ្នឹងមានឈ្មោះថា hub រោមមាសហ្នឹងឯងហើយ hub រោមមាសមួយនេះហ្នឹងគឺ hub រោមមាសតំណាងឲ្យតារានិកអេរីរបស់អប៉ែយ៉ាងហ្វៃមួយហ្នឹងហើយវាហ្នឹងគឺអាចផ្ទុកនៅវ៉ាន់ហ្នឹងបានគ្រប់ប្រភេទមកដែលយើងហ្នឹងចង់ផ្ទុកគាត់ថាមានតម្លៃហ្នឹងអាចផ្ទុកនៅក្នុងហ្នឹងបានហើយវាហ្នឹងគឺជាវត្ថុមួយដែលមានតម្លៃខ្លាំង Hugo ហ្នឹងក្រោយពីឃើញថានេះហ្នឹងគឺជា divine artifact ដែលស្ថិតនៅក្នុងកម្រិតខ្ពស់ហើយហ្នឹងគាត់ហ្នឹងគឺពិតជាភ្ញាក់ផ្អើលហ្នឹងខ្លាំងបាត់មែនហើយក៏និយាយសួរទៅកាន់ Legion ទៅថាហេតុអ្វីបានជាអ្នកហ្នឹងនាំអាហ្នឹងមកជាមួយនឹងខ្លួនអ្នកអញ្ចឹងតែក្រៃអ្នកហ្នឹងគឺមិនអាចប្រើប្រាស់វាបានណាអីតែ Legion ហ្នឹងក៏បាននិយាយទៅវិញដែរថាអូខ្ញុំនេះគឺបានឮដំណឹងតាក់ទងទៅនឹងការប្រើប្រាស់របស់មួយនេះហ្នឹងជាមួយនឹងពពួកបរិសុទ្ធដែរគឺដោយសារថាពពួកបរិសុទ្ធហ្នឹងអាចប្រើប្រាស់របស់ទាំងអស់ហ្នឹងហើយទើបខ្ញុំហ្នឹងគឺនាំវាហ្នឹងមកឡើងហ្នឹងទៅហើយដោយសារតែឯងហ្នឹងគឺជាមនុស្សដែលក្រីក្រដែរអញ្ចឹងណាខុសពីពពួកបរិសុទ្ធហ្នឹងទាំង11អ្នកផ្សេងទៀតអញ្ចឹងហើយគាត់ហ្នឹងយកអាហ្នឹងឲ្យឯងទៅដើម្បីឯងហ្នឹងមានលុយចាយគេឯងខ្លះតែ Hugo ហ្នឹងក៏បានថាឲ្យ Legion ហ្មងទៅថាយើងហ្នឹងមិនមែនក្រីក្រណាអានេះវ័យក៏មើលងាយពេកមើលហើយ Legion ហ្នឹងក៏បានបកស្រាយតាក់ទងទៅនឹង divine artifact ផ្សេងទៀតហ្នឹងដែលគាត់ហ្នឹង
ធ្លាប់ស្គាល់អញ្ចឹងតាក់ទងទៅនឹង device artifact ដែលស្ថិតនៅក្នុងកម្រិតកំពូលគឺវានឹងត្រូវការចំណាយនៅ material ហ្នឹងអស់យ៉ាងច្រើនអញ្ចឹងតម្លៃរបស់វានឹងគឺថ្លៃនឹងតាមនឹងដែរដោយសារតែ material ដែលត្រូវធ្វើការបង្កើតទៅកាន់វានឹងគឺសុទ្ធតែ material ដែលមានកម្រិតនឹងកំពូលទាំងអស់ទៅបង្កើតនៅ device artifact ហ្នឹងស្ថិតនៅក្នុងកម្រិតកំពូលនឹងដែរហើយ device artifact ស្ថិតនៅក្នុងកម្រិតកំពូលហ្នឹងគឺថាវានឹងគឺល្អខ្លាំងណាស់ដែលអនុញ្ញាតឲ្យ Legion ហ្នឹងប្រើប្រាស់វាធ្វើការប្រយុទ្ធប្រឆាំងនឹងជាមួយនឹងពពួកបរិសុទ្ធហ្នឹងធ្វើការកម្ចាត់ទៅកាន់ពួកវាហ្នឹងអស់យកហ្មង Hugo នឹងក្រោយពីលើពាក្យសម្ដីអស់ហ្នឹងហើយ Hugo នឹងក៏បានសួរទៅកាន់ Legion ទៅថាអញ្ចឹងឯងនឹងចង់ធ្វើអ្វីចំពោះអារបស់មួយហ្នឹងហើយគ្មាននរណាគេម្នាក់ដែលនៅក្នុងចំណោមពួកយើងទេអាចប្រើប្រាស់នៅអាហឹបមួយហ្នឹងបាននោះតែ Legion នឹងក៏បានសួរទៅកាន់ Hugo ដែរថាក្រែងឯងនេះគឺអាចប្រើប្រាស់វាបានហើយមិនអញ្ចឹងហើយ Hugo នឹងក៏បានថាឲ្យ Legion ញ៉ាញយកហ្មងថាស្អីគេឯងនឹងក៏គិតថាយើងនឹងគឺជាតារានគរ Ares មែនអាហឹបមួយហ្នឹងហឹបតំណាងឲ្យតារានគរ Ares ហើយមានតារានគរ Ares ទេទើបអាចប្រើប្រាស់វាបានហើយយើងនេះគឺជាតារានគរ Sagittarius ហើយឯងនឹងមិនដឹងទេមែនហើយ Legion នឹងទៅភ្ញាក់ខ្លួនហើយក៏និយាយដែរថាអូត្រឹមត្រូវតាក៏ភ្លេចអញភ្លេចឆឹងអើយភ្លេចមានតារានគរ Ares ទេចឹងប៉ុន្តែ Legion នឹងក៏បាននិយាយម្ដងទៀតទៅថាតែខ្ញុំនឹងគឺគិតថាឯងនឹងគឺអាចប្រើប្រាស់វាបានណាតាមការគិតរបស់ខ្ញុំតែ Hugo នឹងនៅតែនិយាយថាខ្ញុំនឹងមិនអាចទេឲ្យខ្ញុំនឹងសុំទោសផងហើយឥឡូវនេះគឺថាយើងនឹងមានតែគួរតែស្វែងរកនៅផ្លូវផ្សេងទៀតដែរដើម្បីធ្វើការដោះស្រាយជាមួយនឹងវាក៏តែទៅពេលហ្នឹង Hugo នឹងក៏ដូចជាចាប់អារម្មណ៍ទៅកាន់អ្វីម្យ៉ាងអញ្ចឹងដូចជាដឹងទៅកាន់ Legion អញ្ចឹងហើយនៅពេលហ្នឹងក៏សួរទៅកាន់ Legion ទៅថា Legion នឹងមានធ្វើការបញ្ជូននៅសារអ្វីម្យ៉ាងទៅកាន់ទីតាំងកន្លែងណាមួយហ្នឹងដែរឬក៏អត់នៅពេលហ្នឹង Legion នឹងក៏បាននិយាយថាអូខ្ញុំនឹងគឺគ្មានចម្រេះទេអញ្ចឹងហើយគាត់នឹងគួរតែស្វែងរកនៅផ្លូវផ្សេងដើម្បីធ្វើការជ្រើសរើសហើយនៅពេលហ្នឹងយើងក៏បានឃើញដែរថា Hugo នឹងក៏បានភ្ញាក់ផ្អើលហ្នឹងខ្លះប្រមែនដែលសត្វ Legion ហ្នឹងគឺគាត់នឹងគឺបានបញ្ជូននៅសារមួយទៅកាន់ស្ថានីយ៍ដើម្បីឲ្យទៅកាន់អ្នកព័ត៌មានធ្វើការផ្សាយធ្វើ Hugo នឹងកំពុងតែថាឲ្យ Legion នឹងថាគឺជាមនុស្សឈួតឈួតឯនេះពិតជាឈួតមែនហើយសាររឿងហ្នឹងក៏បានកម្មការផ្ទះពណ៌ខៀវនេះវិញដែលគឺស្ថិតនៅក្នុងប្រទេសកូរ៉េហ្នឹងដែលមានឈ្មោះថា Blue House ហ្នឹងក៏ឃើញថាមាននៅក្រុមកម្មាធិការដែលស្ថិតនៅក្នុងកម្រិត F2 ដងហ្នឹងពួកគេនឹងកំពុងតែធ្វើការប្រជុំគ្នាតាក់ទងទៅនឹងការប្រយុទ្ធគ្នាសម្រាប់ទៅកាន់ម្ចាស់ស្ត្រីពីងពាននឹងឯងកំតែទៅពេលនឹងបងោលដែលស្ថិតនៅក្នុងក្រុមកម្មាធិការរបស់តារានិករ Leo ហ្នឹងកំពុងតែធ្វើការ deal ទៅកាន់កម្មាធិការនៃក្រុមតារានិកររបស់ Ares នឹងឯងហើយថាទៅថាស្អីគេឯងនេះគឺកតោមនឹងខ្លាំងប៉ុន្មានឯងនេះគិតថាតើសមាជិកនៃក្រុមរបស់ឯងហ្នឹងគឺមានសមត្ថភាពខ្លាំងប៉ុន្មានមានការផ្គប់ផ្គងចេញពីចវាយរបស់ឯងហ្នឹងគ្រប់គ្រាន់ផងហ្នឹងហើយគិតថាខ្លួនឯងហ្នឹងគឺមានសមត្ថភាពអាចធ្វើការសម្លាប់ទៅកាន់ម្ចាស់ស្ត្រីពីងពានហ្នឹងបានដល់របៀបណាទៅហើយអាប៉ែមួយនោះហ្នឹងក្រោយពីពាក្យសម្ដីមួយហ្នឹងហើយក៏ខឹងហ្នឹងខ្លាំងប៉ុន្មានហើយក៏អួតដែរថាដោយសារតែគេនឹងចំណាយនៅជីវិតរបស់អ្នកដែលស្ថិតនៅក្នុងកម្រិត S rank S របស់គេហ្នឹងគឺម្នាក់ហ្នឹងហើយទៅពួកគេនឹងអាចធ្វើការកម្ចាត់ទៅកាន់ម្ចាស់ស្ត្រីពីងពានហ្នឹងបាននោះធ្វើអាប៉ែមនុស្សហ្នឹងក៏បានសើចហាឡើងទៀតហើយហើយក៏និយាយដែរថាស្អីគេអ្នកកម្ចាត់បិសាចដែលស្ថិតនៅក្នុងកម្រិត S ហើយឥឡូវហ្នឹងគឺថាវានៅណាវាហ្នឹងស្ថិតនៅក្នុងពោះរបស់ម្ចាស់ស្ត្រីហ្នឹងមែនធ្វើឲ្យពួកគេទាំងពីរហ្នឹងក៏បានខឹងគ្នានឹងខ្លាំងប៉ុន្មានសូម្បីតែបរិសម្នាក់នោះក៏បានគាំងទៅនឹងពួកគេទាំងពីរហ្នឹងដែរហើយក៏និយាយដែរថាមើលទៅផ្ទះរបស់គាត់ហ្នឹងខ្លាចជាសបុកចោលតាំងពីពេលណាទៅកំតែនៅពេលហ្នឹងយើងក៏បានឃើញថាមានអង្គរៈម្នាក់ហ្នឹងក៏បានដើរចូលមកក៏ប្រាប់ទៅថាឥឡូវហ្នឹងគឺមានរឿងធំហើយមានរឿងដ៏ធំមួយគឺបានកើតឡើងហើយអញ្ចឹងហើយគាត់ហ្នឹងគឺសំណូមពរឲ្យអ្នកទាំងអស់គ្នាឆាប់មើលទៅកាន់ព័ត៌មាននៅក្នុងពេលឥឡូវហ្នឹងភ្លាមទៅយើងក៏បានឃើញថាព័ត៌មានហ្នឹងក៏បានផ្សាយតាក់ទងទៅនឹងសម្បត្តិមួយដែលបញ្ជូនមកហ្នឹងពីជនមិនស្គាល់មុខមកកាន់ពួកគេដើម្បីធ្វើការចាប់ផ្សាយហ្នឹងឯងនេះគឺជារូបភាពរបស់យ៉ាងហ្វៃហ្នឹងដល់ខ្ញុំនៅអក្សរមួយដែលនិយាយថាខ្ញុំត្រឡប់មកវិញហ្នឹងឯងហើយបើតាមការស្រាវជ្រាវរបស់អ្នកកំសែទាំងអស់ហ្នឹងគឺថាអក្សរដែលទៅសេនៅលើกระดาษហ្នឹងគឺវានឹង 99% ហើយគឺវានឹងដូចគ្នាទៅនឹងអក្សររបស់ Legion ហ្នឹងពិតប្រាកដមែនហ្មងកន្លែងនេះ Hugo ហ្នឹងក្រោយលើសម្ដីរបស់អ្នកសារព័ត៌មានហើយហ្នឹងក៏ខឹងទៅកាន់ Legion ហ្នឹងខ្លាំងពិតមែនហើយក៏និយាយថាឯងនេះគឺពិតជាឈួតខ្លាំងពិតមែនហើយតែឯងហ្នឹងគិតថាឯងហ្នឹងគឺបញ្ជូននៅព័ត៌មានទាំងអស់ហ្នឹងគឺគិតឯងហ្នឹងកំពុងតែគិតស្អីហាក៏តែនៅពេលហ្នឹង Legion ក៏បាននិយាយថាមុនពេលដែលបើកសង្គ្រាមហ្នឹងគាត់ហ្នឹងគួរតែបញ្ជូននៅការព័ត៌មានខ្លះៗទៅកាន់ពួកគេមុនពេលដែលគាត់ហ្នឹងទៅកាត់ក្បាលពួកវាហ្នឹងយកមកនោះហើយ Hugo ហ្នឹងក៏និយាយថាអូឯងនេះគឺពិតជាឈួតខ្លាំងពិតមែនហើយហេតុអ្វីបានជាឯងនឹងធ្វើបែបហ្នឹងឯងនឹងគ្រាន់តែធ្វើការសម្លាប់ទៅការយ៉ាងហ្វៃមួយហ្នឹងគឺថាវាហ្នឹងគឺជាបញ្ហាមួយដែលធំហើយដែលពួកយើងនឹងមិនអាចធ្វើការដោះស្រាយបានផងហើយហេតុអ្វីបានជាឯងមិនលាក់នៅវត្តមានរបស់ខ្លួនឯងនៅក្នុងការធ្វើការសម្លាប់ទៅការយ៉ាងហ្វៃហ្នឹងអញ្ចឹងនៅពេលហ្នឹង Legion ហ្នឹងក្រោយពីលើឈ្មោះថាយ៉ាងហ្វៃហ្នឹងក៏ភ្ញាក់បើខ្លាំងពិតមែនហើយនិយាយថាអូយ៉ាងហ្វៃយ៉ាងហ្វៃវាមិនតន់ងាប់ឯណានៅពេលហ្នឹង Hugo ហ្នឹងក៏ខ្យល់ថាស្អីគេវាមិនតន់ងាប់ទេតែ Legion ក៏បាននិយាយថាអូគាត់ហ្នឹងគ្រាន់តែធ្វើវាហ្នឹងរស់មិនដូចជារស់ហ្នឹងតែប៉ុណ្ណោះទេវាហ្នឹងមិនតន់ងាប់ទេហើយ Hugo ហ្នឹងនៅតែឆ្ងល់ថាស្អីគេហើយនៅពេលហ្នឹង Legion ហ្នឹងក៏បានដកយកតុក្កតាទន្សាយមួយចេញមកហើយនិយាយថានេះណែគឺជាអាយ៉ាងហ្វៃវានៅទីនេះហើយយើងក៏បានឃើញថាយ៉ាងហ្វៃនៅពេលឥឡូវហ្នឹងគឺវានឹងប្រែខ្លួនខ្លាចទៅជាតុក្កតាទន្សាយហើយដោយសារតែ Legion ហ្នឹងគឺបានប្រែរូបរាងរបស់វាហ្នឹងទៅជាគឺបានបញ្ចូលពលាំងរបស់វាហ្នឹងទៅក្នុងតុក្កតាទន្សាយហ្នឹងដែលប្រើប្រាស់នៅជំនាញផ្ទាល់ខ្លួនរបស់គាត់ក៏តែនៅក្នុងចុង chapter ទី12នេះគេក៏បានបង្ហាញតាក់ទងទៅនឹង skill មួយចំនួនហ្នឹងរបស់ Legion ហើយគាត់ហ្នឹងអាចប្រើប្រាស់បានដែរហើយ skill ទី1ដែលគាត់ហ្នឹងមានឈ្មោះថា creation sword នេះឯង creation sword នេះគឺគាត់ហ្នឹងអាចប្រើប្រាស់វាបានធ្វើការបង្កើតនៅវត្ថុអ្វីគ្រប់យ៉ាងដែលគាត់ហ្នឹងចង់បង្កើតអញ្ចឹងដូចជា device artifact ឬក៏អាវុធដែលគាត់ប្រើប្រាស់នៅសពថ្ងៃហ្នឹងឲ្យវា
នឹងខ្លាចទៅជា divine artifact ដែលស្ថិតក្នុងកម្រិតខ្ពស់អាវុធធម្មតាមិនក៏ដោយដែរបើសិនជាគាត់នឹងចង់បង្កើតឲ្យគាត់ចំណាយតែ material ទៅគឺគាត់នឹងអាចបង្កើតនៅសមត្ថភាពរបស់អាវុធមួយនឹងបានហើយ skill ទី2វិញគឺមានឈ្មោះថាការសម្លឹងមើលរបស់ព្រះវានឹងអាចសម្លឹងមើលទៅកាន់ចលនារបស់ភាវៈមានជីវិតទាំងអស់នៅលើផែនដីនឹងបានហើយ skill ទី3វិញគឺមានឈ្មោះថា 13 sen នឹងឯងឬក៏ភាសាខ្មែរខ្ញុំហៅថាចក្ខុវិស័យនឹងទី13នឹងឯងគាត់នឹងអាចមើលឃើញនៅចំណុចខ្សោយរបស់ភាវៈមានជីវិតទាំងអស់នៅពេលដែលគាត់នឹងចង់ធ្វើការពិបាកទៅកាន់ពួកវាហើយ skill ទី4របស់គាត់នឹងគឺមានឈ្មោះថា super regeneration អ្នកទាំងអស់គ្នាស្គាល់ហើយថាវានឹងគឺជាជំនាញព្យាបាលមួយដែលមានស្ថិតនៅក្នុងកម្រិតនឹងខ្ពស់ខ្លាំងប៉ុន្មានហើយវានឹងទោះបីជាមានរបួសនឹងខ្លាំងប៉ុណ្ណាក៏ដោយដែរវានឹងអាចជាសះស្បើយឡើងវិញនឹងបានលឿននឹងខ្លាំងមែនទែនហើយ skill ទី5របស់គាត់នឹងគឺមានឈ្មោះថា body of 100 poison នឹងឯងហើយអាឡ័យហ្នឹងគឺគាត់នឹងធន់នឹងជំងឺធន់នឹងជាតិពុលនឹងគ្រប់ប្រភេទគឺថាជាតិពុលនឹងមិនអាចប៉ះពាល់ដល់រូបរាងកាយរបស់គាត់នឹងបានទេហើយ skill មួយទៀតហ្នឹងគឺមានឈ្មោះថា the battle of instant គឺថា skill មួយហ្នឹងគឺគាត់នឹងអាចប្រើប្រាស់នៅសមត្ថភាពរបស់គាត់នៅសេសសល់ប្រមាណនឹងធ្វើការបញ្ចូលទៅក្នុងរាយការណ៍របស់គាត់ហ្នឹងគឺគាត់នឹងអាចបង្កើនសមត្ថភាពរបស់គាត់នឹងខ្លាំងប្រៀបដូចជាអាទិទេពអញ្ចឹងហើយនេះហើយគឺជាជំនាញមួយចំនួនហ្នឹងដែល Legion ហ្នឹងគឺគាត់នឹងអាចប្រើប្រាស់បានស្ទើរតែជាជំនាញកម្ពុជារបស់គាត់នឹងឯងបន្ទាប់ពី Hugo នឹងបានដឹងថាបេយ៉ាងហ្វេម្នាក់ហ្នឹងគឺបលឹងរបស់វាហ្នឹងគឺនៅក្នុងតុក្កតាទុនសាយមួយហ្នឹងហើយធ្វើគាត់នឹងក៏បានភ័យតក់ស្លុតដែរក៏តែនៅពេលនោះអាតុក្កតាទុនសាយហ្នឹងក៏បានប្រាប់ឲ្យ Legion ហ្នឹងឆាប់ដោះលែងវិញ្ញាណរបស់វាហ្នឹងចេញពីតុក្កតាទុនសាយមួយនេះភ្លាមទៅហើយ Legion ហ្នឹងក៏បានប្រាប់ទៅវិញដែរថាជំនាញដែលយើងនឹងអាចធ្វើការផ្ដោះប្ដូរបលឹងរបស់ឯងជាមួយនឹងតុក្កតាទុនសាយមួយនេះបាននឹងគឺការឡើងដោយសារតែការប្រយុទ្ធគ្នាជាមួយនឹងឯងនឹងហើយអញ្ចឹងហើយគាត់នឹងក៏អាចប្រើប្រាស់នៅវេទមន្តមួយនឹងធ្វើការផ្ដោះប្ដូរបលឹងជាមួយនឹងឯងនឹងជាមួយនឹងរបស់នេះមកទៅហើយក៏បានចាប់ទាញលោកជាអតុនសាយមួយនឹងម្ដងវានឹងក៏ស្រែកជេរចាយឡើងយ៉ាងដែរតែ Hugo នឹងក៏បាននិយាយទៅកាន់ Gion វិញទៅថាតើមើលរឿងអ្វីកើតឡើងនឹងសូម្បីតែមនុស្សនៅលើផែនដីទាំងអស់នេះនឹងគឺគ្មាននរណាគេម្នាក់ដែលអាចមានសមត្ថភាពនោះដូចជា Legion ទេដែលអាចធ្វើការផ្ដោះប្ដូរបលឹងនឹងជាមួយនឹងតុក្កតាបែបនេះបាននោះតែ Legion បានប្រាប់ទៅកាន់ Hugo វិញដែរថារឿងមួយនេះនឹងគឺលោកនោះមិនចាំបាច់ខ្វល់ខ្វាយទេហើយក៏បានហត់គុណក្បិតមួយទៅឲ្យ Hugo ឡើងនឹងដែរ Hugo នឹងក៏ឆ្ងល់ដែរថារបស់នេះនឹងគឺជារបស់គេហ្នឹង Legion នឹងក៏បានប្រាប់ដែរថាក្បិតមួយនឹងហើយដែលជាក្បិតមួយដែលបានចាក់គាត់ពីក្រោយខ្នងហើយរុញគាត់នឹងទម្លាក់ចូលនៅក្នុងអន្ទាក់ជាប់នៅក្នុង Tower អស់រយៈពេល20ឆ្នាំហ្នឹង Hugo នឹងក្រោយពីលើដំណឹងមួយនឹងហើយហ្នឹងគាត់នឹងក៏តក់ស្លុតខ្លាំងមែនហើយក៏នឹកមិនស្មានដល់ដែរថាគ្រាន់តែក្បិតមួយនឹងសោះវានឹងអាចយកអាយុជីវិតរបស់ Legion បាននៅក្នុង Tower មួយនឹងបាត់ទៅហើយក៏បាននិយាយទៅកាន់ Legion មិនតិចទៅថាអញ្ចឹងចង់មានន័យថាបរិយាហ្វៃហ្នឹងគឺគេនឹងមិនមែនជាមនុស្សដែលយកក្បិតមួយនឹងចាក់ឯងពីក្រោយខ្នងទេមែនត្រូវអត់តែ Legion ហ្នឹងដូចជាខផាញ់ពោះសម្ដីរបស់ Hugo ទេហើយ Legion ហ្នឹងក៏បានចាប់ទាញដល់កជារបស់អតុនសាយមួយហ្នឹងម្ដងវានឹងជួយចាប់ជាខ្លាំងឡើងហ្នឹងដែរហើយ Legion ហ្នឹងក៏បានប្រាប់ទៅកាន់ Hugo ទៅថាឥឡូវហ្នឹងគឺគាត់ហ្នឹងគឺចង់ទៅកន្លែងលក់នៅ Divine Artifact ហ្នឹងមិនតិចចឹងតែមានណា Hugo ក៏បាននិយាយដែរថាឯងទៅទីហ្នឹងដើម្បីធ្វើអ្វីឯងនឹងមាន Divine Artifact សម្រាប់លក់នៅទីហ្នឹងមែនតែ Legion ហ្នឹងក៏បានប្រាប់ទៅវិញដែរថាដោយសារតានេះអាយ៉ាងហ្វេម្នាក់នេះហ្នឹងគឺវានឹងបានដឹងពីរបស់ដែលមានឥទ្ធិពលនៅកន្លែងហ្នឹងចឹងហើយគាត់ហ្នឹងក៏ចង់ទៅឆែកមើលនៅកន្លែងហ្នឹងបន្តិចទៅក៏តែមុនទៅហ្នឹង Legion ហ្នឹងក៏បាននិយាយទៅកាន់ Hugo ដែរថាវានឹងអីទេតើឯងនឹងអនុញ្ញាតឲ្យខ្ញុំនឹងខ្ចីសម្លៀកបំពាក់របស់ឯងនឹងពាក់បន្តិចសិនបានអត់តែ Hugo ក៏បាននិយាយទៅវិញដែរថាឯងនឹងយកឲ្យមួយណាពាក់យកទៅមិនចាំបាច់ក្រែងចិត្តអីទេចង់យកអីយកទៅអ្វីៗគឺជារបស់ឯងហើយ Legion ហ្នឹងក្រោយពីគាត់នឹងយកសម្លៀកបំពាក់ហ្នឹងមកធ្វើការស្លៀកពាក់ហើយហ្នឹងគាត់នឹងក៏បានប្រាប់ទៅកាន់ពួកគេទាំងពីរហ្នឹងទៅថាឥឡូវហ្នឹងគឺគាត់ហ្នឹងគឺចាក់ចេញហើយឲ្យពួកគេទាំងពីរហ្នឹងគឺធ្វើការយាមផ្ទះហ្នឹងឲ្យបានល្អណាស់ទេសកលទាំងពីរពេលហ្នឹង Hugo នឹងក៏ឆ្ងល់ដែរថាអីគេទេសកលទី1ទី2ក្រែងមានតែម្នាក់តែទេសកលយកហើយនិយាយថាអញទេសកលផងអាប្រហើនតែមានណា Legion ហ្នឹងក៏បានលាពួកគេហ្នឹងចាក់ចេញហើយគាត់ហ្នឹងនៅត្រឡប់មកវិញក្នុងពេលចាប់នេះអាទេសកលទី1 Hugo ហ្នឹងនៅតែខឹងទៅកាន់ Legion អញ្ចឹងហៅខ្លួនឯងថាគឺជាទេសកលហើយសាច់រឿងហ្នឹងក៏បានកម្មកម្មទីស្នាក់ការរបស់យ៉ាងហ្វៃបន្ទាប់ពី Legion ហ្នឹងបានធ្វើការពុះវាអាយ៉ះជាពីរខ្ទេចខ្ទីដូចខ្ទឹមអស់ហើយហ្នឹងក៏បានឃើញថាមានអង្គរៈប្រមាណអ្នកមកធ្វើការឆាយឆេរនៅកន្លែងហ្នឹងដែរពួកគេហ្នឹងក៏បានពិនិត្យទៅកន្លែងហ្នឹងទៅហើយក៏បានរាយការណ៍ដំណឹងទាំងអស់ហ្នឹងទៅកាន់នារីបរិសុទ្ធរបស់គេដែរថាឥឡូវហ្នឹងគឺថាតារានេះក៏អេរីហ្នឹងគឺគេហ្នឹងមិននៅទីនេះទេសូម្បីតែ The Household ក៏របស់គេហ្នឹងក៏គ្មានអធិពលឬក៏មាននៅចំហាយធម្មពលនៅទីនេះហ្នឹងសូម្បីតែមិនតិចដែរនារីបរិសុទ្ធម្នាក់ហ្នឹងក៏បាននិយាយថាអូវាដូចនេះហើយក៏បាននិយាយបន្ថែមទៀតទៅថាឥឡូវហ្នឹងគឺគាត់ហ្នឹងគិតថាប្រហែលជាអបិម្នាក់ហ្នឹងគឺវានឹងធ្វើដំណើរទៅកាន់ទីតាំងណាផ្សេងទៀតហ្នឹងចាក់ជាមិនខាននោះទេហើយនារីម្នាក់នេះហ្នឹងកុំឆ្ងល់អីថាចេញមកហើយអ្វីបានជានាងនៅក្នុងអាងទឹកចឹងដោយសារតែនាងហ្នឹងគឺជាតារានៃកោ Aquarius នឹងឯងហើយនាងមានឈ្មោះថា Sophie Madis ក៏តែនៅពេលហ្នឹងអង្គរៈរបស់នារីបរិសុទ្ធម្នាក់ហ្នឹងក៏បាននិយាយប្រាប់ទៅកាន់នារីបរិសុទ្ធហ្នឹងទៅថាក៏តែអបិម្នាក់ហ្នឹងគឺគេនឹងមិនត្រឹមតែបាត់ខ្លួនហ្នឹងចេញពីទីស្នាក់ការរបស់គេទេសូម្បីតែ Divine Artifact និងទ្រព្យសម្បត្តិរបស់គេហ្នឹងទាំងមូលហ្នឹងក៏ត្រូវបានហ្នឹងបាត់ចេញហ្នឹងពីទីស្នាក់ការរបស់គេដែរក៏តែនារីបរិសុទ្ធហ្នឹងបែរជានិយាយថាប្រហែលជាអបិម្នាក់ហ្នឹងចងសម្ព័ន្ធជាមួយនឹងក្រុមបរិសុទ្ធហ្នឹងម្នាក់ផ្សេងទៀតហើយតែនៅពីក្រោយខ្នងរបស់នាងមិនឲ្យនាងដឹងហើយវាហ្នឹងគឺចង់ធ្វើរឿងមួយហ្នឹងលាក់បាំងហ្នឹងចេញពីនាងហើយបានជាវាហ្នឹងបាត់ខ្លួនចេញពីទីស្នាក់ការរបស់វាហ្នឹងយ៉ាងអត់កំបាំងបែបនេះនោះហើយកម្មការនារីបរិសុទ្ធឯនេះវិញក៏បាននិយាយក្នុងចិត្តរបស់នាងដែរថាតើអបិកធាត់ម្នាក់ហ្នឹងគឺវាហ្នឹងទៅទីណាទៅក៏តែនៅពេលនោះយើងក៏បានឃើញថាអង្គរៈរបស់នាងដែលនៅទីស្នាក់ការរបស់អបិយ៉ាងហ្វៃហ្នឹងក៏បានរាយការណ៍មក
មកតាមទៀតដែរថាឥឡូវហ្នឹងគឺថាតារានិកបរិសុទ្ធអបិយ៉ាងហ្វេម្នាក់ហ្នឹងគឺថាវាហ្នឹងគឺមិនអាចទៅរួចទេតើវានឹងអាចទៅរួចដែរឬទេថាអបិលីជីអនហ្នឹងគឺបានត្រឡប់មកវិញហើយធ្វើការដោះស្រាយបញ្ហាហ្នឹងជាមួយអបិយ៉ាងហ្វេហើយបង្កនៅហេតុការណ៍ដែលការបាត់ខ្លួនរបស់យ៉ាងហ្វេនេះចេញមកនោះក៏តែទៅពេលហ្នឹងនារីបរិសុទ្ធម្នាក់ហ្នឹងក៏បានសើចហានៅក្នុងអាងទឹករបស់នាងដែរហើយក៏បានហៅនារីម្នាក់ទៀតហ្នឹងនៅក្បែរខ្លួនរបស់នាងហ្នឹងបើចេញកំផឹងដាក់នារីម្នាក់ហ្នឹងធ្វើនាងហ្នឹងពិបាកដកដង្ហើមជាខ្លាំងដោយសារតែវេទមន្តទឹករបស់នាងក៏តែមាននារីអង្គរៈម្នាក់ដែលចង់មកធ្វើការស្រាវជ្រាវនៅទីស្នាក់ការរបស់យ៉ាងហ្វេម្នាក់ហ្នឹងក្រោយពីលើដំណឹងមួយហ្នឹងហើយនាងហ្នឹងក៏បានធ្វើការសុំទោសទៅកាន់នារីបរិសុទ្ធរបស់នាងដែលនាងហ្នឹងបានធ្វើការនិយាយហ្នឹងដោយខ្វះការពិចារណាដោយមិនមាននៅហេតុផលហ្នឹងច្បាស់លាស់បែបនេះហើយនារីបរិសុទ្ធហ្នឹងក៏បាននិយាយប្រាប់ទៅកាន់អង្គរៈរបស់នាងទៅថាវានឹងមិនអីនោះទេឥឡូវហ្នឹងគឺនាងហ្នឹងមានគោលបំណងក្នុងការធ្វើដំណើរទៅកាន់កន្លែងលក់នៅ Divine Artifact ដោយមិនមានការក្រុងទុកចឹងហើយឲ្យនាងហ្នឹងធ្វើការត្រៀមខ្លួនឲ្យបានល្អផងនាងហ្នឹងទៅទីហ្នឹងក៏ព្រោះតែនាងហ្នឹងមាននៅ Divine Artifact ខ្លះៗសម្រាប់ធ្វើការដាក់លក់ហ្នឹងដើម្បីយកថវិកាបង្កើតនៅមូលនិធិនៃការដេញថ្លៃមួយដែលមានឈ្មោះថាតារាឆ្មានេះឯងប៉ុន្តែទៅពេលហ្នឹងមានអង្គរៈស្រីម្នាក់ទៀតហ្នឹងក៏បានបើកទ្វារហ្នឹងចូលមកហើយក៏បាននិយាយថាឥឡូវហ្នឹងគឺថាមានបញ្ហាហ្នឹងធំកើតឡើងហើយឥឡូវហ្នឹងគឺថាតារានិកផ្សេងទៀតពួកគេហ្នឹងកំពុងតែធ្វើការចោះឈ្មោះហ្នឹងចូលទៅក្នុងកម្មវិធីនៃការដេញថ្លៃតារាឆ្មាហ្នឹងជាមួយនឹងពួកគេដែរនារីម្នាក់ហ្នឹងក្រោយពីឮដំណឹងមួយហ្នឹងហើយពិតជាភ្ញាក់ផ្អើលហ្នឹងខ្លាំងប្រមែនហើយក៏និយាយថាតើវាគឺមានរឿងអ្វីកើតឡើងហ្នឹងយើងក៏បានឃើញថាសាច់រឿងហ្នឹងក៏បានកម្មកាន់កន្លែងវឹកហាត់សាច់ដុំរបស់តារានិកលីអននៅវិញយើងក៏បានឃើញថាតារានិកលីអនហ្នឹងកំពុងតែលើកអាក់តែនហ្នឹងទម្ងន់ប្រមាណ100គីឡូនោះទេនៅលើខ្លួនប្រាណរបស់នាងរបស់គាត់ហើយគាត់ហ្នឹងគឺមានឈ្មោះថា Steven នេះឯងពេលហ្នឹងអង្គរៈរបស់គាត់ហ្នឹងក៏បាននិយាយប្រាប់ទៅកាន់គាត់ដែរថាឥឡូវហ្នឹងគឺថាពួកគេហ្នឹងគឺបានលេចរូបរាងគឺពួកគេហ្នឹងគឺបានលើដំណឹងលេចរឿងមកថា Divine Artifact របស់ Legion ហ្នឹងគឺអាចលេចរូបរាងឡើងនៅក្នុងកម្មវិធីដេញថ្លៃតែមួយដែលមានឈ្មោះថា Drashma នេះឯង Steven ហ្នឹងក្រោយពីលើពីដំណឹងមួយហ្នឹងហើយគេហ្នឹងពិតជាភ្ញាក់ផ្អើលហ្នឹងខ្លាំងប្រមែនហើយក៏ទម្លាក់អត្តរបស់គេហ្នឹងផាំងកន្លែងហ្នឹងហើយក៏និយាយទៅកាន់កូនចៅរបស់គេទាំងអស់សំណើចទៅថាឥឡូវហ្នឹងគឺថាទីបំផុតគឺវានឹងបានបង្ហាញខ្លួននេះចេញមកហើយ Divine Artifact របស់ Legion គឺជារបស់យើងទាំងអស់ហើយយើងក៏បានឃើញថានេះហ្នឹងគឺជាតារានិកហ្នឹង Leo ដែលមានឈ្មោះថា Steven Marker កម្មកាន់កន្លែងបន្តទៀតយើងក៏បានឃើញថាមានខ្លោងទ្វារវេទមន្តមួយក៏បានបើកចេញមកហ្នឹងហើយនេះហ្នឹងគឺជា Legion ហើយនឹងសុងជេនឹងឯងក៏បានដើរចាក់ចេញមកពីកន្លែងហ្នឹង Legion ហ្នឹងក៏បានទៅសារទៅកាន់ខ្លោងទ្វារហ្នឹងដែរក៏តែសុងជេនឹងក៏បាននិយាយទៅថាខ្លោងទ្វារមួយនេះហ្នឹងគឺធ្វើទៅវាល្អមែនក៏តែតម្លៃរបស់វាហ្នឹងគឺថ្លៃខ្លាំងណាស់ជាសំណាងល្អដែលគាត់ហ្នឹងគឺជាសិស្សនៅក្នុងក្រុម Gemini ចឹងហើយគេហ្នឹងក៏អាចប្រើប្រាស់នៅទ្វារមួយនេះហ្នឹងបានយ៉ាង free ដែលមិនអស់ថវិកាហើយយើងក៏បានឃើញថាពួកគេហ្នឹងក៏បានដើរតាមផ្លូវបដាហើយនិយាយគ្នាបដាដែរដែល Gion ហ្នឹងក៏បាននិយាយទៅកាន់សុងជេទៅថាខ្ញុំហ្នឹងគឺអរគុណទៅកាន់ឯងហើយដែលឯងហ្នឹងគឺស្វែងរកនៅអ្នកវិតម្លៃទៅកាន់ Divine Artifact របស់គាត់ហ្នឹងហើយនាំគាត់ហ្នឹងទៅធ្វើការលក់ទៅកាន់ Divine Artifact ហ្នឹងហើយឯងនេះគឺជាអ្នកដែលមានកម្រិតហ្នឹងអេរ៉េងឯណោះអញ្ចឹងហើយឯងហ្នឹងគឺអាចនឹងមានឥទ្ធិពលខ្លាំងអញ្ចឹងនៅក្នុងការលក់ទៅលើ Divine Artifact ហ្នឹងសម្រាប់គាត់នៅពេលហ្នឹងសុងជេហ្នឹងក្រោយពីលឺរឿងទាំងអស់ហ្នឹងហើយគាត់ហ្នឹងក៏បាននិយាយទៅថាវាហ្នឹងគឺមិនមែនជាបញ្ហាអ្វីហ្នឹងធំដុំនោះទេហើយក៏បានឃើញទៅពីសម្ដីរបស់មេគាត់ហ្នឹងកាលពីមុនអញ្ចឹងក្រោយពីគាត់ហ្នឹងគឺបានធ្វើការចាក់ចេញមកហ្នឹងពីការវិបាករបស់ Calamity នៅក្នុងផ្សារមួយហ្នឹងហើយមេរបស់គាត់ហ្នឹងពិតជាសរសើរទៅកាន់គាត់ហ្នឹងខ្លាំងពិតមែនហើយក៏បានតម្លើងតំណែងហ្នឹងទៅកាន់គាត់ឲ្យកាន់តែខ្ពស់ហើយថែមទាំងជួយ support គាត់ហ្នឹងពីក្រោយខ្នងជារឿងរហូតទៀតហើយនៅពេលហ្នឹងមេរបស់គាត់ហ្នឹងក៏បានតាក់ទងមកហើយគាត់ហ្នឹងក៏បានមើលទៅកាន់សាររបស់មេហ្នឹងទៅតែនៅពេលហ្នឹងលីចអនហ្នឹងក៏បានមកចាប់ស្មាទៅកាន់អបេសុងជេហ្នឹងហើយក៏បាននិយាយថាតើមេរបស់ឯងហ្នឹងគឺតាមរំខានឯងហ្នឹងទៀតហើយមែននៅពេលដែលឯងគឺបានចាក់ចេញមកពីបញ្ហានៃការវិបាករបស់ Calamity នៅក្នុងផ្សារមួយហ្នឹងក៏តែនៅពេលហ្នឹងសុងជេហ្នឹងក៏បានឆ្លើយទៅថានោះហ្នឹងគឺក៏តែនៅពេលហ្នឹងលីចអនក៏បានកាត់ពីសម្ដីរបស់សុងជេដល់ហិចនៅកូនក្បិតមួយទៅឲ្យសុងជេឡើងហ្នឹងហើយគាត់ហ្នឹងក៏បាននិយាយដែរថានេះហ្នឹងគឺឯងហ្នឹងអាចយកវាហ្នឹងត្រឡប់ទៅវិញបានហើយពីមុនហ្នឹងគាត់ហ្នឹងគឺបានធ្វើការយកវាហ្នឹងធ្វើការវិបាកជាមួយនឹងអាសត្វល្អិតហ្នឹងនៅក្នុងផ្សារមួយហ្នឹងគឺគាត់ហ្នឹងគឺយកវាហ្នឹងចេញពីផ្ទះបាយរបស់ឯងហ្នឹងហើយក្បិតមួយហ្នឹងគឺថាឥឡូវហ្នឹងគឺវាហ្នឹងមិនមែនជាក្បិតធម្មតាហ្នឹងដូចពីមុនទេដែលវាហ្នឹងមានឈ្មោះថា Genos Deezer ដែលស្ថិតនៅក្នុងកម្រិតហ្នឹង rank A ហើយ skill របស់វាហ្នឹងគឺធ្វើការ summon ហ្នឹងទៅកាន់ទាហានហ្នឹងចំនួន2រូបទាហានមួយហ្នឹងគឺពណ៌ក្រហមទាហានមួយទៀតគឺពណ៌ខៀវហើយ skill របស់វាហ្នឹងគឺ random ផ្សេងហ្នឹងខុសពីគ្នានៅពេលដែលយើងធ្វើការ summon ម្ដង skill ចេះ summon ម្ដង skill ចោះហ្នឹងទៅកាន់អា soldier 2នាក់ហ្នឹងទាហានទាំង2រូបហ្នឹងនៅពេលហ្នឹងតុងជេហ្នឹងក៏បាននិយាយទៅថាតើនេះហ្នឹងគឺមិនមែនជារបស់ដែលលោកហ្នឹងគឺយកវាហ្នឹងចេញពីផ្ទះបាយរបស់ខ្ញុំដែលជាកបិតច្រេះចាំហ្នឹងកាលពីមុនហ្នឹងទេមែនប៉ុន្តែនៅពេលហ្នឹង GR ហ្នឹងក៏បានប្រាប់ទៅវិញដែរថាឥឡូវហ្នឹងគឺគាត់នឹងធ្វើការជួសជុលទៅកាន់វាហើយមើលទៅឥទ្ធិពលរបស់វានេះគឺមិនមែនធម្មតាហ្នឹងដូចពីមុននោះទេវានឹងគឺមានឥទ្ធិពលហ្នឹងលើសពីមុនថែមទៀតចឹងហើយគាត់ហ្នឹងគឺប្រកាសថាតម្លៃរបស់វាហ្នឹងក៏មិនដូចជាពីមុនដែរសុងជេហ្នឹងក៏បានអរគុណទៅកាន់ Legion ដែលបានបកគលនៅរបស់មួយហ្នឹងទៅឲ្យគេតែនៅពេលហ្នឹង Legion ហ្នឹងក៏បានធ្វើដំណើរមកដល់ទីតាំងមួយហើយនេះហ្នឹងគឺជាទីកន្លែងនៃការវិតម្លៃទៅកាន់ Divine Artifact នៅពេលដែលពួកគេហ្នឹងគឺមានគោលបំណងមកដល់ទីនេះហ្នឹងធ្វើការលក់នៅ Divine Artifact ហ្នឹងឯងហើយពួកគេហ្នឹងគឺដោយសារតែសុងជេហ្នឹងគឺជាអ្នកដែលមានកម្រិត S rank អញ្ចឹងដែលមានកម្រិត S rank អញ្ចឹងហើយបានជាគេហ្នឹងអាចចូលមកកាន់ទីហ្នឹងបានយ៉ាងងាយស្រួលហើយធ្វើការវិតម្លៃដល់ម្ចាស់ហាងមួយហ្នឹងគឺមិនអនុញ្ញាតឲ្យណាគេហ្នឹងធ្វើការឃើញទៅកាន់ពួកគេនោះទេហើយសាររឿងនេះក៏បានកម្មកាន់ពេលបន្តទៀតយើងក៏បានឃើញដែរថាមនុស្សគ្រប់គ្នាកំពុងតែភ្ញាក់ផ្អើលហើយដែលឃើញថាមាននារីម្នាក់ដែលមានសម្រស់ហ្នឹងញ៉ាំស្រស់ស្អាតហ្នឹងកំពុងតែដើរមកហើយមានអង្គរៈជាច្រើន
ហ្នឹងដើរតាមនាងទៀតហើយពួកគេហ្នឹងក៏ដឹងដែរថានេះហ្នឹងគឺជាតារានិករអាខ្វារុនឯងគឺជានារីបរិសុទ្ធដែលមានឈ្មោះថា Sophie នាងហ្នឹងក៏បានដើរមកដល់ទីហ្នឹងដែរមានគោលបំណងនៅក្នុងការចូលទៅកាន់ទីកន្លែងលក់នៅ Divine Artifact នឹងឯងក៏តែនៅក្នុងពេលហ្នឹងនាងហ្នឹងក៏បានសួរហ្នឹងទៅកាន់អង្គរៈដែលយាមនៅខ្លងទ្វារចូលទៅកាន់កន្លែងលក់ Divine Artifact ហ្នឹងទៅថានាងហ្នឹងគឺមកទីនេះហ្នឹងដើម្បីយកវត្ថុ Divine Artifact ខ្លះៗមកទុកទីនេះហ្នឹងមុនពេលដែលមានការដេញថ្លៃហ្នឹងគឺបានកាត់ឡើងសម្រាប់ឲ្យម្ចាស់ហាងធ្វើការវិតម្លៃហ្នឹងថាអាចដាក់ធ្វើការដេញថ្លៃហ្នឹងបានដែរឬក៏ក៏តែទៅពេលហ្នឹងអង្គរៈម្នាក់ហ្នឹងក៏បាននិយាយទៅថាគេហ្នឹងសុំទោសផងឥឡូវហ្នឹងគឺថាមាននៅមនុស្សម្នាក់ដែលមានកម្រិត SS ហ្នឹងកំពុងតែធ្វើការយកវត្ថុ Divine Artifact របស់គេហ្នឹងធ្វើការលក់ហើយអញ្ចឹងឲ្យអ្នកនាងសូមរងចាំនៅកន្លែងហ្នឹងបន្តិចបានដែរឬក៏ពេលហ្នឹងនារីម្នាក់ហ្នឹងពិតជាខឹងនឹងខ្លាំងប៉ុន្មានហើយក៏និយាយដែរថាឯងប្រហែលខ្លាំងដែលឲ្យនារីបរិសុទ្ធដោយចំពោះគេហ្នឹងធ្វើការរងចាំនោះក៏តែនាងមិនអាចចេញសន្តានពិតរបស់នាងបាននោះទេក៏បាននិយាយទៅកាន់អង្គរៈម្នាក់ហ្នឹងទៅថាវាហ្នឹងគឺមិនអីទេខ្ញុំហ្នឹងគឺនៅរងចាំឡើយនេះរហូតហ្នឹងដល់គេហ្នឹងអាចធ្វើការបញ្ចប់នៅការវិតម្លៃទៅកាន់ Divine Artifact ហ្នឹងរបស់មនុស្សម្នាក់នោះចប់ហើយនាងហ្នឹងក៏បាននិយាយថាតើនរណាគេទៅនៅខាងក្នុងហ្នឹងបានជាឲ្យនាងហ្នឹងអាចរងចាំនៅខាងក្រៅហ្នឹងបានអញ្ចឹងក៏តែយើងមើលមកកាន់ផ្នែកខាងក្នុងដែលវិញលីជីអនហ្នឹងកំពុងតែធ្វើការពិនិត្យទៅកាន់ Divine Artifact ហ្នឹងនៅក្នុងហាងមួយហ្នឹងពីកន្លែងផ្សេងទៀតហើយក៏តែនៅពេលហ្នឹងម្ចាស់ហាងហ្នឹងក្រោយពីឃើញ Divine Artifact ដែលពួកគេនឹងពីរហ្នឹងយកមកលក់ហ្នឹងហើយគាត់ហ្នឹងក៏បានសួរទៅថាសងជេតើនរណាគេគឺជាអ្នកបង្កើតនៅរបស់មួយនេះទៅហើយលីជីអនហ្នឹងក៏បាននិយាយថាគឺខ្ញុំហ្នឹងហើយគឺជាអ្នកបង្កើតវាម្ចាស់ហាងហ្នឹងក្រោយពីលើពីសម្ដីហ្នឹងហើយក៏បានញាក់ផ្អើលនឹងជាខ្លាំងហើយក៏និយាយថាអ្នកហ្នឹងគឺជាអ្នកបង្កើតវាហើយវាហ្នឹងគឺជាប្រភេទ Divine Artifact មួយហ្នឹងដែលអាចមានទំនាក់ទំនងជាប់គ្នាហ្នឹងជាមួយនឹង Legion កាលពីមុនដែលគាត់ហ្នឹងគឺធ្វើការវិតម្លៃទៅកាន់វាក្នុងពេលហ្នឹងហើយគាត់ហ្នឹងគឺជាអ្នកដែលស្ថិតនៅក្នុងកម្រិត S rank ហ្នឹងដូចជាប៉ែអង្គជេក្នុងពេលឥឡូវហ្នឹងដែរហើយគាត់ហ្នឹងគឺជាអ្នកចាត់ការនៅក្នុងក្រុមកម្មាធិការនៅក្នុងដាណានិក Vigo ហ្នឹងឯងដែលគាត់ហ្នឹងមានឈ្មោះថាជីនមីយ៉ុងនៅពេលហ្នឹងសុងជេហ្នឹងក៏បាននិយាយទៅថាអាប៉ែម្នាក់នេះគឺវាហ្នឹងមានឈ្មោះថាហ៊ីយ៉ុងវាហ្នឹងគឺតែងតែអះអាងទៅកាន់ខ្លួនវាហ្នឹងថាគឺជា Legion ហើយក៏ប៉ុន្តែវាហ្នឹងគឺជាមនុស្សខ្លាំងបន្លំទេក៏តែនៅពេលហ្នឹងអ្នកវាលំៃទៅកាន់ Divine Artifact ហ្នឹងក៏បាននិយាយទៅកាន់សុងជេទៅថាឥឡូវហ្នឹងគឺគាត់ហ្នឹងគឺចង់មាននៅពាក្យសម្ដីមួយចំនួនធ្វើការសន្ទនាជាមួយនឹងពួកគេហ្នឹងដោយសម្ងាត់ក៏តែនៅពេលហ្នឹងម្ចាស់ហាងក៏បាននិយាយទៅថាសុងជេគាត់ហ្នឹងគឺមាននៅគោលបំណងក្នុងការធ្វើការសន្ទនាគ្នានេះជាមួយនឹងបរិសម្នាក់នេះហ្នឹងមិនតិចតួចចឹងហើយគាត់ហ្នឹងគឺចង់សួរទៅកាន់គេមិនតិចតួចចឹងហើយលោកហ្នឹងអាចចាក់ចេញបានដែរក៏អត់ហើយសុងជេហ្នឹងក៏បានដល់ចាក់ចេញកន្លែងហ្នឹងទៅហើយគាត់ហ្នឹងក៏បានសួរទៅកាន់ Legion ដែរថា Legion ណាអ្នកហ្នឹងគឺបរិសម្នាក់នេះហើយតើអ្នកហ្នឹងគឺមានតំណែងអ្វីទៅជាមួយនឹង Legion នោះហើយនៅពេលហ្នឹង Legion ហ្នឹងក៏បានសួរទៅកាន់ម្ចាស់ហាងនោះវិញដែរថាហេតុអ្វីទៅបានជាគាត់ហ្នឹងចាំបាច់ប្រាប់នោះក៏តែនៅពេលហ្នឹងម្ចាស់ហាងហ្នឹងក៏បាននិយាយដែរថាមនុស្សជាច្រើនហ្នឹងគឺមិនបានដឹងអំពីបរិសម្នាក់ហ្នឹងទេគឺថាគេហ្នឹងគឺជាមនុស្សដែលល្បីល្បាញខ្លាំងប៉ុន្មានដោយសារតែគេហ្នឹងគឺមានអំណាចហ្នឹងខ្លាំងក្លាណាស់តែកម្លាំងរបស់គាត់ហ្នឹងគឺខ្លាំងក្លាលើសពីក្រុមតារានិករហ្នឹងផ្សេងទៀតហ្នឹងទាំង12អ្នកផ្សេងទៀតឯណោះប៉ុន្តែគាត់ហ្នឹងក៏ជាមនុស្សម្នាក់ហ្នឹងដែលគឺជាអ្នកដែលបង្កើតនៅ Divine Artifact មួយដែលមានអំណាចហ្នឹងខ្លាំងក្លាហ្នឹងលើសពីគេលើសពីឯងដែលគ្មាននរណាគេហ្នឹងអាចធ្វើបានដែរហើយមើលទៅ Divine Artifact ដែលលោកហ្នឹងធ្វើការយកមកឲ្យខ្ញុំធ្វើការមើលនេះគឺខ្ញុំហ្នឹងហ៊ានធ្វើការវិតម្លៃទៅកាន់វាហ្នឹងប្រកាសថាវាហ្នឹងគឺជាស្នាដៃដែលបង្កើតឡើងដោយ Legion ហ្នឹង 100% ហ្មងហើយវានេះគឺជាស្នាដៃរបស់ Legion គាត់ហ្នឹងមិននិយាយហ្នឹងក៏ហត់ទៅកាន់គេនោះទេតែនៅពេលហ្នឹង Legion ក៏បាននិយាយទៅថាអូហូអ្នកហ្នឹងគឺបានដឹងច្រើនខ្លាំងណាស់តាក់ទងទៅនឹង Legion នៅពេលហ្នឹងម្ចាស់ហាងក៏បាននិយាយទៅថាប្រកាសថាខ្ញុំហ្នឹងគឺណែហើយក៏បានចេញទឹកមុខក្រហមទៅគាត់ហ្នឹងក៏ប៉ិតទៅគឺពីមុនមកហ្នឹងគឺជាអ្នកក្រមបង្គាប់របស់ Legion នោះទេពេលហ្នឹង Legion ហ្នឹងពិតជាគាំងនឹងខ្លាំងប៉ុន្មានហើយក៏និយាយថាហេតុអ្វីបានជាម្ចាស់ហាងនេះនិយាយជាមួយនឹងគាត់ឲ្យស្រួលទៅមិនចាំបាច់ចេញទឹកមុខមកក្រហមដូចជាលងស្រឡាញ់តែកាន់ Legion ហ្នឹងខ្លាំងម៉េចហើយគាត់នឹងភ្ញាក់ផ្អើលនឹងខ្លាំងបាត់មែនតែផ្ដើមសាច់រឿងនៅក្នុង chapter ទី14នេះ Legion ហ្នឹងក៏បានគិតក្នុងចិត្តរបស់គាត់ហើយថាស្អីគេនេះអាងថាគេហ្នឹងគឺជាកូនសិស្សតខ្លួនរបស់គាត់ហើយតាំងពីមុនមកហ្នឹងគាត់ហ្នឹងគឺមិនដែលយកព្រមទទួលកូនសិស្សម្នាក់ផងហ្នឹងហើយអ្វីបានជាគេហ្នឹងនិយាយបែបហ្នឹងអញ្ចឹងតែពេលហ្នឹងអ្នកវាតម្លៃម្នាក់ហ្នឹងក៏បាននិយាយថាយោងតាមសមត្ថភាពរបស់ Legion ឬក៏អាយុរបស់ Legion ក្នុងពេលបច្ចុប្បន្នហ្នឹងគឺថាវាហ្នឹងមិនអាចទៅរួចនោះទេថាគេហ្នឹងគឺជាកូនសិស្សតខ្លួនហ្នឹងរបស់ Legion នោះក៏តែមើលទៅតាមស្នាដៃរបស់ឯងក្នុងពេលឥឡូវហ្នឹងគឺថាធ្វើឲ្យគាត់ហ្នឹងកំពុងតែយកច្រឡំគ្នាហើយអំពីស្នាដៃឯងនិងស្នាដៃរបស់ Legion ហ្នឹងតែ Legion ហ្នឹងក៏បានខឹងទៅកាន់ម្ចាស់ហាងហ្នឹងខ្លាំងប៉ុន្មានបំរុងដាល់មុខទៅកាន់គាត់ហើយក៏តែគាត់ហ្នឹងក៏បានដកយកនៅកូនសភៅមួយក៏បាននិយាយដែរថាខ្ញុំនេះគឺបានឃើញហើយសភៅមួយក្បាលនេះហ្នឹងគឺគាត់នឹងទទួលបានចេញពី Legion នៅពេលដែលគាត់នឹងខ្លាចទៅជាមនុស្សនៅក្រោមបង្គាប់របស់ Legion ហ្នឹងកាលពីមុន Legion ហ្នឹងក្រោយពីឃើញសភៅមួយហ្នឹងហើយគាត់ហ្នឹងក៏បាននិយាយដែរថាអូនេះហ្នឹងគឺជាសភៅកំណត់ត្រាដែលគាត់ហ្នឹងគឺបានបាត់ទៅហើយវានឹងអាចទៅរួចដែរទេថាគេនេះគឺណែគាត់ហ្នឹងក៏បានចងចាំនៅកាន់អ្នកវាតម្លៃម្នាក់ហ្នឹងហើយថាគេនេះគឺជាមនុស្សដែលដើរតាមគាត់ហ្នឹងកាលពីមុនហ្នឹងនៅជុំវិញនឹងប្រទេសចិនហ្នឹងឯងនៅពេលដែលគាត់ហ្នឹងធ្វើដំណើរទៅកាន់ទីហ្នឹងហើយមើលទៅបរិសម្នាក់នេះហ្នឹងគឺថាពីមុនគាត់គិតថាគេហ្នឹងគឺជាមនុស្សដែលគួររំខានតែណាគេទៅដឹងទៅថាឥឡូវហ្នឹងគឺគេហ្នឹងគឺបានប្រែរូបរាងហ្នឹងខ្លាចជាបែបនេះធ្វើឲ្យគាត់ហ្នឹងមើលទៅកាន់គេហ្នឹងសឹងតែមិនស្គាល់ហ្នឹងបាត់ទៅហើយចំណែកអ្នកវាតម្លៃម្នាក់នេះវិញយើងក៏បានឃើញដែរថាគាត់ហ្នឹងក៏បានអោបសភៅមួយហ្នឹងហើយក៏ហូរទឹកភ្នែកហ្នឹងចេញមកដែរដោយនិយាយថាសភៅមួយនេះគឺជាសភៅដ៏អស្ចារ្យហ្នឹងខ្លាំងណាស់ដែលវានេះគឺបានកត់ត្រាអំពីរបស់ល្អហ្នឹងជាច្រើនហើយគាត់ហ្នឹងគឺទទួលបានព័ត៌មានហ្នឹងចេញពី Legion ហ្នឹងច្រើនដែរតែទុំទៅនឹង Divine Artifact ហ្នឹងទៅធ្វើគាត់ហ្នឹងអាចធ្វើការវិតម្លៃទៅកាន់វាហ្នឹងបានយ៉ាងល្អណាស់ខ្លាំងបែបនេះហើយក៏បានលើកសភៅហ្នឹងឡើងទៅលើហើយក៏និយាយដែរថាក៏តែនៅក្នុងថ្ងៃមួយហ្នឹងគឺថា
Legion ហ្នឹងគឺបានចាក់ចេញពីកន្លែងស្នាក់នៅរបស់គាត់ហើយមិនត្រឹមតែប៉ុណ្ណោះទេគឺថា Legion ហ្នឹងគឺគាត់នឹងបានទុកសភៅកំណត់ត្រារបស់គាត់នេះចោលនៅកន្លែងស្នាក់នៅរបស់គាត់នឹងទៀតតែ Legion នៅក្នុងពេលនេះវិញគាត់នឹងក៏បានគិតដែរថាអូកាលពីមុនហ្នឹងគាត់នឹងគិតថាគាត់នឹងគឺបានជ្រុះវាហ្នឹងបាត់ទៅក៏តែនរណាគេទៅដឹងទៅថាអាប៉ែម្នាក់នេះនឹងគឺធ្វើការលួចវាសោះក៏តែបរិះអ្នកធ្វើការវិតម្លៃម្នាក់ហ្នឹងក៏បាននិយាយថាស្វ័យត្បិតតែអក្សរដៃរបស់ Legion ហ្នឹងគឺគាត់មិនអាចអានវានឹងដាច់សំបីតែមួយពាក្យក៏ដោយដែរក៏តែគាត់នឹងគឺបានដឹងថានៅក្នុងសភៅទាំងអស់នេះនឹង Legion ហ្នឹងគឺបានសរសេរនៅរឿងរ៉ាវអ្វីគ្រប់យ៉ាងដែលគាត់នឹងគឺបានជួបថាមិនត្រូវនឹងរបស់ទាំងអស់ហ្នឹងគឺជារបស់ដែលល្អៗនឹងជាមិនខានទេដែល Legion ហ្នឹងគឺបានជួបពីមុនមកតែ Legion ហ្នឹងក៏បាននិយាយថាអូអានេះនឹងគឺជាកំណត់របស់គាត់សោះហ្នឹងមានអីណាហើយ Legion ហ្នឹងក៏បាននិយាយក្នុងចិត្តរបស់គាត់ហ្នឹងបន្ថែមទៀតដែរថាបើសិនជាគាត់នឹងធ្វើការវាទៅកាន់មុខរបស់ម្នាក់នេះក្នុងពេលបច្ចុប្បន្ននេះប្រហែលជាគាត់អាចបាត់បង់នៅព័ត៌មានមួយចំនួនចឹងហើយគាត់នឹងមិនចង់វាទេក៏ដោយគាត់នឹងគឺចង់ទទួលបានព័ត៌មានបន្ថែមនេះចេញពីអបិអ្នកវាតម្លៃទៅកាន់ Divine Artifact ម្នាក់នេះនៅពេលហ្នឹងអ្នកវាតម្លៃទៅកាន់ Divine Artifact ហ្នឹងក៏បានហុចសភៅមួយហ្នឹងទៅឲ្យ Legion ហើយភ្ជាប់នៅពាក្យសម្ដីថាទោះបីជាយ៉ាងណាក៏ដោយដែរសភៅកំណត់ត្រាមួយនេះហ្នឹងវានឹងគួរតែនៅជាមួយនឹងមនុស្សដែលមានទេពកោសល្យហ្នឹងដូចជាលោកហើយចឹងហើយលោកនឹងសូមយកវាហ្នឹងទៅតាមខ្លួនរបស់លោកទៅហើយធ្វើការថែទាំវាហ្នឹងក៏បានល្អផងបន្ទាប់ពី Legion ហ្នឹងគឺទទួលបានសភៅរបស់គាត់ហ្នឹងត្រឡប់មកវិញហើយហ្នឹងគាត់ហ្នឹងក៏បាននិយាយថាអូគាត់ហ្នឹងគឺបានខិតខំធ្វើការសរសេរវាហ្នឹងរយៈពេលហ្នឹងជាយូរមកហើយរហូតដល់គាត់ហ្នឹងអាចបង្កើតវាហ្នឹងបានប៉ុណ្ណាហើយពីមុនមកហ្នឹងគឺគាត់ហ្នឹងបាត់វាហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងក៏មានការអន់ចិត្តហ្នឹងមួយចំនួនដែរហ្នឹងតែឥឡូវហ្នឹងគឺថាគាត់ហ្នឹងបានវាត្រឡប់មកវិញហើយ Legion ហ្នឹងគឺកាន់វាមិនបានយូរប្រហែលផងយើងក៏បានឃើញថាប្រព័ន្ធរបស់ Legion ហ្នឹងក៏បានលោកចេញមកដោយនិយាយថាសភៅដែលបានដេកលងលក់អស់រយៈពេលជាយូរនេះហ្នឹងគឺវាហ្នឹងត្រូវបានផ្ញើឡើងដោយសារតែធម្មពលនៃម្ចាស់របស់វាព្រោះកំណត់ត្រាមួយនេះហ្នឹងឥឡូវហ្នឹងគឺវាហ្នឹងបានប្រែរូបរាងរបស់វាហ្នឹងទៅជា Divine Artifact ហ្នឹងពេញសិតហើយដោយសារតែឥទ្ធិពលរបស់តារានិកហ្នឹងទី13របស់ Legion ហ្នឹងឯងហើយធម្មពលដែលធ្វើការ upgrade វាខ្លាចទៅជា Divine Artifact ហ្នឹងគឺ Magic Power របស់តារានិក Octopus នេះឯងនៅពេលហ្នឹងអ្នកវាតម្លៃមែនហ្នឹងក៏បានភ្ញាក់ផ្អើលនឹងខ្លាំងមែនហើយក៏និយាយថាវានឹងក៏អស់ខ្លាំងណាស់ហើយខ្ញុំនឹងមិនស្មានទេថាអ្វីៗដែលបានកត់ត្រានៅខាងក្នុងនេះគឺសុទ្ធសឹងតែជាប់ពាក់ព័ន្ធគ្នានឹងជាមួយនឹង Divine Artifact ហើយខ្ញុំនឹងគឺបានមើលក្នុងពេលឥឡូវនេះគឺថាខ្ញុំនឹងមិនស្មានទេថានៅលើលោកនេះហ្នឹងគឺមានអ្នកដែលមាន skill ដូចជា Legion បែបនេះនោះក៏តែនៅពេលហ្នឹងយើងក៏បានឃើញថាមានមនុស្សនឹងរត់ចេញពីកណ្ដាលហាងមកដែលប្រាប់ទៅកាន់អ្នកវាតម្លៃនឹងថាឥឡូវហ្នឹងគឺថាមានរឿងធំហើយកើតឡើងឥឡូវហ្នឹងនៅខាងក្រៅហ្នឹងគឺនៅពេលហ្នឹងអ្នកវាតម្លៃទៅកាន់វត្ថុបុរាណ Divine Artifact ហ្នឹងក៏បាននិយាយថាមានអ្វីមែនតែមនុស្សម្នាក់នោះក៏បាននិយាយថាឥឡូវហ្នឹងគឺថានារីបរិសុទ្ធហ្នឹងគឺកំពុងតែនៅខាងក្រៅរងចាំពួកយើងណាក៏តែនៅពេលហ្នឹងអ្នកវាតម្លៃហ្នឹងក៏បាននិយាយថាអូពួកគេនឹងនៅខាងក្រៅហើយចាំបាច់អីធ្វើឯងនឹងសន់ស្លាប់បែបហ្នឹងឲ្យគេនៅខាងក្រៅនៅទៅពេលហ្នឹង Legion ក៏បាននិយាយថាស្អីគេពួកបរិសុទ្ធមែនយើងកាត់មកមើលទស្សនវិជ្ជានៅខាងក្រៅម្ដងវិញក៏បានឃើញថា Sophie ហ្នឹងកំពុងតែធ្វើការរងចាំទៅកាន់អតិថិជនរបស់អ្នកវាតម្លៃម្នាក់ហ្នឹងគឺធ្វើការចេញឲ្យដល់វេននាងចូលម្ដងក៏តែនាងហ្នឹងគឺបានចំណាយពេលហ្នឹងនៅនឹងអស់យ៉ាងច្រើនហើយក៏ធន់ជាមួយនឹងមនុស្សជុំវិញខ្លួននឹងដែរតែតែតាមរោមនាងហ្នឹងដូចជារយរោមអាចចឹងហើយវាហ្នឹងគឺការឡើងហ្នឹងរាល់ពេលដែលនាងហ្នឹងគឺបានចាក់ចេញមកខាងក្រៅហ្នឹងម្ដងហើយសូម្បីតែប៉ែសុងជេហ្នឹងក៏ឆ្ងល់ដែរហេតុអ្វីបានជា Sophie បង្ហាញខ្លួននៅទីហ្នឹងចឹងក្រៃនាងហ្នឹងបង្ហាញខ្លួនតែនៅក្នុងពេលវេលាមួយដែលបានកំណត់ជាក់លាក់តើអីហើយវាហ្នឹងគឺពិតជាធ្វើនាងហ្នឹងវេទនាជាក់ជាមិនខាននោះទេសូម្បីតែនាងហ្នឹងចាក់ចេញមកពីព្រះវិហារហ្នឹងគឺថាមានមនុស្សជាច្រើនហ្នឹងរោមនាងដូចជារយរោមអាចដែរហ្នឹងនៅពេលហ្នឹង Sophie ហ្នឹងដោយរងចាំទៅកាន់ Legion ហ្នឹងអស់រយៈពេលជាយូរមកហើយហ្នឹងនាងហ្នឹងក៏មិនអាចទ្រាំហ្នឹងតទៀតបាននោះទេនាងហ្នឹងក៏ចង់ចូលទៅខាងក្នុងហ្នឹងធ្វើការជជែកគ្នាហ្នឹងជាមួយនឹងអតិថិជនរបស់អ្នកវាតម្លៃម្នាក់ហ្នឹងដល់ផ្ទាល់ខ្លួនរបស់នាងហើយគឺថានាងរងចាំហ្នឹងយូរខ្លាំងណាស់ហើយក៏បានគិតក្នុងចិត្តរបស់នាងដែរថាប្រកបខ្លាំងណាស់ថាអ្នកវាតម្លៃទៅកាន់ Divine Artifact ហ្នឹងនឹងទិញ Divine Artifact របស់នាងហ្នឹងស្ថិតនៅក្នុងតម្លៃមួយដែលខ្ពស់ដើម្បីឲ្យនាងហ្នឹងយកថវិកាទាំងអស់ហ្នឹងដើម្បីបើកទៅកាន់កម្មវិធីហ្នឹងធ្វើការដេញថ្លៃមួយដែលនាងនឹងមានកម្រងក្នុងការបង្កើតវានៅថ្ងៃខាងមុខក៏តែនរណាគេទៅដឹងទៅថាមើលទៅអ្នកវាតម្លៃម្នាក់នេះហ្នឹងគឺឲ្យនាងហ្នឹងរងចាំនៅខាងក្រៅនេះអស់រយៈពេលជាយូរមកនេះហើយហ្នឹងហើយនាងហ្នឹងក៏បានដើរទៅបើកទ្វារនៅក្នុងហាងមួយហ្នឹងទៅក៏តែនៅពេលហ្នឹងអង្គរៈម្នាក់ហ្នឹងក៏បានប្រាប់ដែរថាឥឡូវនេះអតិថិជនរបស់គេហ្នឹងគឺមិនទាន់លក់ Divine Artifact របស់គេហ្នឹងគឺបានរួចរាល់ហើយនោះទេក៏តែនៅពេលហ្នឹង Sophie ហ្នឹងដោយមិនខ្វល់នោះទេនាងហ្នឹងនឹងចូលទៅខាងក្នុងហ្នឹងធ្វើការមើលទៅកាន់មុខរបស់មនុស្សម្នាក់ហ្នឹងហើយអ្វីបានជាឲ្យនាងហ្នឹងរងចាំនៅខាងក្រៅហ្នឹងយូរដល់ណាទៀតនាងហ្នឹងចង់ឃើញមុខជាមួយហ្នឹងឲ្យច្បាស់ដល់ពេលដែលនាងហ្នឹងគឺបានបើកទ្វារចេញមកហ្នឹងក៏បានឃើញថាអ្នកវាតម្លៃហើយនឹង Legion ហ្នឹងកំពុងតែស្នាក់នៅខាងក្នុងហ្នឹងឯងកំពុងតែមើលគ្នាទៅវិញទៅមកក៏តែ Sophie ក្រោយពីឃើញ Legion ហ្នឹងក៏បាក់ក្នុងលងស្នេហ៍របស់ Legion ហ្នឹងបាត់ទៅហើយក៏ទៅសារទៅកាន់ Legion ហ្នឹងថាគឺជាសភាពបារោះហើយនាងហ្នឹងក៏ចង់ទៅចិត្ត Legion ធ្វើការរាក់ទាក់គ្នាក៏តែនរណាគេទៅដឹងទៅថាតារានិករបស់ Legion ហ្នឹងវានឹងក៏បានផុសខ្លួនហ្នឹងចេញមកប៉ុណ្ណាធ្វើ Sophie ហ្នឹងក៏បានគាំងទៅនៅទស្សនវិជ្ជាហ្នឹងខ្លាំងប៉ុណ្ណេះហើយក៏បានទន់ជង្គង់ដួលក្រឹបអង្គរៈរបស់នាងហ្នឹងក៏បានសួរទៅកាន់នាងហើយថានាងហ្នឹងគឺមិនអីទេមែន Sophie ហ្នឹងក៏និយាយថាតើនោះហ្នឹងគឺជាអ្វីហ្នឹងហេតុអ្វីបានជាធម្មពលវេទមន្តរបស់វាហ្នឹងធ្វើឲ្យនាងហ្នឹងមានអារម្មណ៍ដូចជាភ័យខ្លាចនឹងខ្លាំងម៉េចក្នុងពេលឥឡូវហ្នឹងហើយនាងហ្នឹងដោយមិនអាចទ្រាំជាមួយនឹងធម្មពលរបស់ Legion បានហ្នឹងហើយធម្មពលរបស់ Legion ហ្នឹងគឺវានឹងប្រៀបដូចជាសត្វពស់ serpent ហ្នឹង1000ក្បាលធ្វើការរុំខ្លួនរបស់នាងអញ្ចឹងហើយវាហ្នឹងគឺពិតជាធ្វើនាងមានសម្ពាធនឹងខ្លាំងពិតមែនហើយអ្នកទាំងអស់គ្នាហ្នឹងប្រហែលជាស្គាល់សត្វពស់ serpent ហ្នឹងចាជាមិនខាននោះទេរូបរាងរបស់វាហ្នឹងគឺអាចពាត់នឹងទៅកាន់ផែនដីរបស់យើងហ្នឹងទាំងមូលបានហ្មងនេះហើយគឺជាអត្ថប្រយោជន៍របស់សត្វពស់
serpent ទៅវិញនឹងមានអំណាចខ្លាំងបែបហ្នឹងនោះនៅពេលហ្នឹងនាងនឹងអាចទ្រាំទ្រជាមួយនឹងឥទ្ធិពលរបស់សត្វពស់ serpent របស់ Legion បានហ្នឹងនាងនឹងក៏បានរត់ចាក់ចេញមកក្រៅទៅធ្វើអង្គរៈរបស់នាងនឹងក៏បានព្រួយបារម្ភចំពោះនាងដែរនៅពេលហ្នឹងអ្នកវិតម្លៃនេះក៏បាននិយាយដែរថាស្អីគេហេតុអ្វីបានជានាងនឹងចាក់ចេញទៅក្រៅលឿនម៉េះនៅពេលដែលនាងនឹងទៅតែចូលមកខាងក្នុងនឹងសោះហ្នឹងនៅពេលនោះ Legion ក៏បាននិយាយដែរថាប្រហែលជានាងនឹងមានអារម្មណ៍មិនល្អហ្នឹងចាក់ជាមិនខានហើយតែប្រពន្ធរបស់ Legion ក៏បានលួចចេញមកដោយនិយាយថាតារានិករក្នុងចំណោមតារានិករម្នាក់ក្នុងចំណោមតារានិករទាំង12ហ្នឹងគឺបានចូលមកខាងក្នុងហាងមួយហ្នឹងហើយចូលមកគៀកហ្នឹងតារានិករទី13ហ្នឹងហើយគឺជា Legion ហ្នឹងដោយមិនមានការអនុញ្ញាតចឹងហើយបានជាតារានិកររបស់ Legion ដោយគឺជាតារានិករ Octopus ហ្នឹងធ្វើការបង្ហាញនៅឥទ្ធិពលរបស់គេហ្នឹងបំភ័យទៅកាន់តារានិករម្នាក់ហ្នឹងឲ្យនាងហ្នឹងគឺបានចាក់ចេញពីទីហ្នឹងទៅហើយធម្មពលរបស់តារានិករ Octopus របស់ Legion ដែលត្រូវបានបញ្ចេញហ្នឹងគឺជា Divine Power ដែលមានចំនួននឹង 35% នៅពេលនោះ Legion ក៏ឆ្ងល់ថាស្អីគេ Divine Power ថា Divine Power ហើយនឹង Divine ហើយនឹង Magic Power ហ្នឹងគឺវានឹងខុសគ្នាហ្នឹងរបៀបមិនខ្លះទៅប្រព័ន្ធរបស់ Legion ហ្នឹងក៏បានប្រាប់ទៅកាន់ Legion ដែរថា Divine Power ហ្នឹងគឺថាគឺជាឥទ្ធិពលមួយដែល Legion ហ្នឹងអាចធ្វើការខ្ចីហ្នឹងចេញពីព្រះបានហើយវាហ្នឹងគឺមានឥទ្ធិពលហ្នឹងខ្លាំងក្លាដែល Legion ហ្នឹងគឺអាចប្រើប្រាស់វាបានហើយ Legion ហ្នឹងក៏អាចធ្វើការលួចនៅ Divine Power ហ្នឹងចេញពីព្រះដតីណាទៀតហ្នឹងក៏បានដែរហើយអាចធ្វើការលួចហ្នឹងចេញពីមនុស្សណាទៀតហ្នឹងក៏បានដែរហើយ Divine Power របស់ Legion ហ្នឹងបើសិនជាវានឹងធ្លាក់ទៅដល់ 0% ធម្មពលរបស់តារានិកររបស់ Legion ហ្នឹងវានឹងក៏នឹងបាត់បង់ទៅតាមនឹងដែរចំណែកឯធម្មពលកម្លាំងនៃការវាយប្រហាររបស់ Legion ហ្នឹងវានឹងក៏ទន់ខ្សោយនឹងទៅតាមនឹងដែរនៅពេលដែលវានឹងគឺមានកម្រិតទាបនោះពេលហ្នឹង Legion ហ្នឹងក៏បានភ្ជាប់បាននឹងខ្លាំងមែនហើយក៏និយាយថាអូគាត់ហ្នឹងគឺទៅតែទទួលបាននៅការអេតបន្ថែមថ្មីហ្នឹងទៅលើធម្មពលរបស់គាត់ហ្នឹងថែមទៀតហើយ Legion ហ្នឹងក៏បានសួរទៅកាន់អ្នកវិទ្យាម្នាក់ហ្នឹងទៅថាតើនារីដែលបានចូលមកក្នុងពេលមិញហ្នឹងគឺនាងហ្នឹងគឺជានារីបរិសុទ្ធមែនប៉ុន្តែនៅពេលហ្នឹងអ្នកវិទ្យាម្នាក់ហ្នឹងក៏បាននិយាយថាស្អីគេឯនេះគឺមិនស្គាល់នាងទេមែនគេអត់ស្គាល់មុខនាងទេហើយនាងហ្នឹងគឺជាប្រធានក្រុមនៅក្នុងក្រុម Clone នាងហ្នឹងគឺជានារីបរិសុទ្ធតំណាងឲ្យតារានិករ Aquaros នាងហ្នឹងមានឈ្មោះថា Sophie ហើយឯងហ្នឹងមិនបានជួបនាងពីមុនមកទេមែននៅពេលហ្នឹង Legion ហ្នឹងក្រោយពីឮឈ្មោះថា Sophie នាងហ្នឹងគឺជា Sophie ក៏បានសើចឡើងចេញទៅភ្នែកក៏ខ្លេចក៏ខ្លាក់ហើយដល់និយាយនៅពាក្យសម្ដីថាខ្ញុំហ្នឹងគឺបានលើនៅពាក្យសម្ដីរបស់មនុស្សខាងក្រៅហ្នឹងគឺបាននិយាយតាក់ទងទៅនឹងស្អីគេនារីបរិសុទ្ធហ្នឹងគ្រប់គ្នាក៏តែគាត់នឹងមិននឹកស្មានទេថាក្មេងស្រីម្នាក់នេះហ្នឹងគឺជានារីបរិសុទ្ធនោះហើយក៏បានគិតក្នុងចិត្តរបស់គាត់ដែរថាមើលទៅនារីបរិសុទ្ធម្នាក់នេះហ្នឹងគឺចេះប្រែកាយហ្នឹងចេះជាមិនខានហើយមើលទៅនាងហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងគឺមិនស្គាល់ទៅកាន់នាងហើយដោយសារតែរាងកាយរបស់នាងហ្នឹងគឺបានផ្លាស់ប្ដូរនឹងខ្លាំងបែបនេះខុសពីរាងកាយដើមដែលគាត់ហ្នឹងគឺបានជួបនាងនៅក្នុង Tower ធ្វើឲ្យខ្ញុំហ្នឹងគឺពិបាកចងចាំនៅកាន់នាងមើលទៅសម្រស់របស់នាងហ្នឹងគឺកាន់តែស្រស់ស្អាតហ្នឹងខ្លាំងជាងមុនហើយក៏តែមើលទៅរាងកាយរបស់នាងហ្នឹងប្រហែលជាមានជាតិ plastic និងជាតិស្ករច្រើនខ្លាំងណាស់ហើយមើលទៅបានជានាងហ្នឹងមាននៅរូបសម្រស់ហ្នឹងកាន់តែស្រស់ស្អាតទៅបែបនេះនោះនិយាយទៅគេហ្នឹងសាហាវដែរហ្នឹង Legion ណាក៏តែគាត់ហ្នឹងក៏បានគិតថែមទៀតដែរថាចុះបើសិនជាគាត់ហ្នឹងធ្វើការផ្លាស់ប្ដូររូបរាងកាយហ្នឹងរបស់ Sophie ម្នាក់នេះហ្នឹងទៅជាឆ្អឹងត្រីវិញឬក៏ជាសត្វតកូដែលនាងហ្នឹងស្អប់ជាទីបំផុតឬក៏ជាអេតចាយហើយគាត់ហ្នឹងមិនហ៊ានសម័យទេថាវានឹងទៅជាបែបណាហ្នឹងចំពោះរាងកាយរបស់ Sophie ម្នាក់នេះក៏តែអ្នកវាតម្លៃម្នាក់ហ្នឹងក៏បាននិយាយដែរថាគាត់ហ្នឹងគឺមិនយល់ទេហើយបានជាមនុស្សគ្រប់គ្នាហ្នឹងចាត់ទុកទៅកាន់នារីបរិសុទ្ធ Sophie ម្នាក់នេះហ្នឹងថាគឺជានារីដែលមានការលះបង់ហើយនឹងការអាណិតអាសូរហ្នឹងទៅវិញទាំងនៅហ្នឹងគឺជាមនុស្សអាត្មានិយមហ្នឹងក្នុងពេលឥឡូវហ្នឹងសោះហ្នឹងក៏តែពេល Legion ក្រោយពីលើពាក្យសម្ដីរបស់អ្នកវាតម្លៃម្នាក់ហ្នឹងហើយគាត់ហ្នឹងក៏បាននិយាយដែរថាអូលោកហ្នឹងគឺបានស្គាល់នាងខ្លះដែរមែនតែនៅពេលហ្នឹងម្ចាស់ហាងហ្នឹងក៏បាននិយាយដែរថាអូគាត់ហ្នឹងគឺស្គាល់តាហើយពីមុនមកហ្នឹងនាងហ្នឹងក៏បានយកឈ្មោះរបស់ Legion ហ្នឹងហើយយកផ្នត់កំណត់នៃឧត្តមគតិរបស់ Legion ហ្នឹងហើយមកធ្វើការផ្សព្វផ្សាយហ្នឹងធ្វើឲ្យនាងហ្នឹងអាចប្រមូលនៅមូលនិធិហ្នឹងចេញពីមនុស្សគ្រប់គ្នាហ្នឹងបានយ៉ាងច្រើនហើយនាងហ្នឹងក៏ប្រមូលលុយហ្នឹងបានជាច្រើនតែទោះជាយ៉ាងណាក៏ដោយដែរនាងហ្នឹងគឺបានធ្វើបែបហ្នឹងជាញឹកញយហើយមិនត្រឹមតែប៉ុណ្ណោះទេក៏មាននៅពពួកបរិសុទ្ធដែលគឺជាសមាជិកផ្សេងទៀតហ្នឹងក៏ចូលរួមជាមួយនឹងនាងដែរសូម្បីតែរដ្ឋាភិបាលរបស់ពួកគេហ្នឹងក៏លោកជើងរូបដៃហ្នឹងចូលទៅក្នុងរឿងទាំងអស់ហ្នឹងជាមួយនឹងពួកគេដែរកន្លែងហ្នឹង Legion ហ្នឹងក្រោយពីពាក្យសម្ដីមួយហ្នឹងហើយគាត់ហ្នឹងគឺពិតជាខឹងនឹងខ្លាំងពិតមែនហើយក៏និយាយថាស្អីគេហ៊ានប្រើគេឈ្មោះរបស់គាត់ធ្វើការរកលុយផងគាត់ហ្នឹងគឺពិតជាខឹងនឹងខ្លាំងពិតមែនក៏តែទៅពេលហ្នឹងម្ចាស់ហាងហ្នឹងក៏បាននិយាយប្រាប់ទៅកាន់ Legion ទៅថា Legion ប្រហែលជានាងលោកហ្នឹងគឺបានស្គាល់ឈ្មោះនាងហ្នឹងពីមុនមកដែរមែនតែ Legion ក៏បានប្រាប់ទៅថាទេខ្ញុំហ្នឹងគឺមិនដែលស្គាល់ទៅកាន់នាងទេហើយនាងហ្នឹងគឺមើលទៅកាន់ខ្ញុំក្នុងពេលឥឡូវហ្នឹងក៏មិនដែលស្គាល់មកកាន់ខ្ញុំដែរក៏តែខ្ញុំហ្នឹងហ៊ាននិយាយថាពួកយើងនៅពីរហ្នឹងគឺជាមិត្តចាស់ហ្នឹងជាមួយនឹងគ្នាពីមុនមកក៏តែទៅពេលហ្នឹងដាក់វាតម្លៃហ្នឹងក៏បានសួរទៅកាន់ Legion ទៅថាលោកហ្នឹងគឺបានស្គាល់នាងពីមុនមកដែរមែនតែ Legion ហ្នឹងក៏បាននិយាយទៅថាប្រកាសណាស់ថាខ្ញុំគឺស្គាល់នាងក៏តែនាងហ្នឹងគឺមិនស្គាល់ខ្ញុំនោះទេហើយប្រកាសណាស់ថាពួកគេទាំងពីរនាក់នេះគឺជាមិត្តចាស់ហ្នឹងជាមួយនឹងគ្នាហើយស្អីរឿងក៏បានកម្មកាន់ Sophie ឯណែវិញយើងក៏បានឃើញថានាងហ្នឹងកំពុងតែរត់មកកាន់ចន្លោះអាគារមួយហើយធ្វើឲ្យអង្គរៈរបស់នាងហ្នឹងគឺបានមកសួរសុខទុក្ខទៅកាន់នាងដែរក៏តែទៅពេលហ្នឹង Sophie ហ្នឹងនាងហ្នឹងក៏ទទួលអារម្មណ៍ប្រៀបដូចជា Legion ហ្នឹងដាក់សម្ពាធមកកាន់នាងអញ្ចឹងហើយដោយចំនៅពីសម្ដីថាតែអ្នកហ្នឹងគឺចង់ស្លាប់មែននៅពេលហ្នឹង Sophie ហ្នឹងក៏តក់ស្លុតនឹងខ្លាំងពិតមែនហើយក៏និយាយដែរថាគូតពិតមែនហេតុអ្វីបានជា Legion ហ្នឹងគឺត្រឡប់មកវិញក្នុងពេលឥឡូវហ្នឹងអញ្ចឹងហើយមើលទៅ Legion ហ្នឹងគឺបានដាក់សម្ពាធមកកាន់នាងហ្នឹងមើលទៅគៀបសង្កត់នាងហ្នឹងដូចជាសម្រាមហើយក្នុងពេលឥឡូវនេះហើយក៏បានសួរទៅកាន់អង្គរៈរបស់នាងទៅថានាងហ្នឹងគិតបែបណាទៅបើសិនជានាងហ្នឹងស្នាក់នៅ
ទីនោះហើយស្លាប់ហើយវានឹងគឺមិនល្អតែមែនបើសិនជានាងនឹងចាក់ចេញមកពីទីនោះហើយលឿនតាមអាចធ្វើបាននោះធ្វើអង្គរៈរបស់នាងនឹងក៏បានភ្ញាក់ផ្អើលដែរក៏តែទៅពេលហ្នឹង Sophie នឹងក៏បាននិយាយទៅកាន់អង្គរៈរបស់នាងទៅថាឲ្យនាងនឹងត្រឡប់ទៅកាន់កន្លែងវាតម្លៃទៅកាន់ Divine Artifact ហ្នឹងទៅហើយធ្វើការសិក្សាជ្រាវជ្រាវទៅមើលថាតើបរិសម្នាក់ដែលនាងនឹងបានជួបក្នុងពេលមុនហ្នឹងថាគេនឹងគឺជានរណាគេទៅក៏តែទៅពេលហ្នឹងអង្គរៈរបស់នាងនឹងក៏បាននិយាយទៅថានាងនឹងគឺទទួលបញ្ជាក៏តែយើងនឹងគួរតែដោះស្រាយបញ្ហាជាមួយនឹងអ្នកវាតម្លៃទៅកាន់ Divine Artifact ហ្នឹងដោយរបៀបណាដែរទៅពេលហ្នឹង Sophie នឹងក៏បាននិយាយថាឥឡូវហ្នឹងគឺនាងនឹងគឺផ្លាស់ប្ដូរកំណត់របស់នាងហើយនាងនឹងគឺចង់ធ្វើការសម្លាប់ទៅកាន់ពួកគេនឹងទាំងអស់គ្នាក៏តែនាងនឹងគឺមានចំណុចមួយនាងនឹងចង់ឲ្យអ្នកវាតម្លៃទៅកាន់ Divine Artifact ដែលមានចំណាត់ថ្នាក់កម្រិត rank វានឹង double S នឹងធ្វើការទិញនៅ Divine Artifact របស់នាងនឹងនៅក្នុងតម្លៃខ្ពស់ទាំងហើយនាងនឹងអាចធ្វើការលក់ទៅកាន់ Divine Artifact ទាំងអស់ហ្នឹងទៅកាន់ពួកគេបានដើម្បីយកថវិកាទាំងអស់ហ្នឹងហើយនាងនឹងគឺជាការប៉ះប៉ូវដែលគេនឹងហ៊ានធ្វើការប៉ះពាល់ផ្លូវចិត្តរបស់នាងនៅក្នុងពេលដែលនាងនឹងបានចូលទៅខាងក្នុងហ្នឹងចឹងហើយប្រកាសថានាងនឹងគឺចង់បាននៅការប៉ះប៉ូវទាំងអស់ហ្នឹងត្រឡប់មកវិញហើយនាងនឹងគឺមិនខ្វះខ្វាយអំពីពួកគេទាំងពីរទេគឺថាពួកគេទាំងពីរហ្នឹងគឺត្រឹមតែជាមនុស្សឈ្គួតហ្នឹងតែប៉ុណ្ណោះនោះទេហើយដើម្បីឲ្យនាងនឹងអាចធ្វើរឿងទាំងអស់ហ្នឹងបានគឺថាចាំបាច់ណាស់ខ្ញុំនឹងបកគលនៅធម្មពលរបស់ព្រះរបស់ខ្ញុំហ្នឹងតែឲ្យនាងនឹងធ្វើការខ្ចីប៉ុន្តែនៅពេលហ្នឹងអង្គរៈរបស់ Sophie ហ្នឹងក៏បាននិយាយថាទោះបីជាយ៉ាងណាក៏ដោយដែរនៅនាង Sophie បើសិនជាខ្ញុំនឹងប្រើប្រាស់នៅ Divine Artifact របស់អ្នកនៅក្នុងពេលឥឡូវហ្នឹងគឺថាវានឹងប្រឆាំងទៅនឹងគោលការណ៍នៅក្នុងទឹកដីមួយនេះហើយគឺគេនឹងមិនអាចឲ្យពួកយើងនឹងប្រើប្រាស់បាននោះទេក៏តែនៅពេលហ្នឹង Sophie ហ្នឹងក៏បាននិយាយដែរថាតើអ្នកហ្នឹងគឺប្រើពាក្យសម្ដីហ្នឹងមកកាន់ខ្ញុំអ្នកហ្នឹងគឺចង់ប្រឆាំងមកកាន់ខ្ញុំមិនយកព្រមទៅនឹងសំណើរបស់ខ្ញុំហ្នឹងមែនក៏តែនៅពេលហ្នឹងអង្គរៈម្នាក់ហ្នឹងក៏បាននិយាយថាទេគឺគ្មានផ្លូវទេនាងហ្នឹងគឺមិនអាចនោះទេហើយគ្នាហ្នឹងគឺមិនចង់ធ្វើការប្រឆាំងហ្នឹងជាមួយនឹងសំណើរបស់អ្នកនាងឡើយហើយក៏បានយកដៃរបស់នាងទាំងពីរហ្នឹងទទួលយកនៅ Divine Artifact ដែលគឺជាធម្មពលនៃការខ្ចីចេញពីព្រះរបស់ Sophie ហ្នឹងមកធ្វើការប្រើប្រាស់ទៅនៅពេលហ្នឹងអង្គរៈម្នាក់ហ្នឹងក៏បាននិយាយដែរថានារីបរិសុទ្ធគឺជាមនុស្សតែម្នាក់គត់ដែលមានអំណាចនឹងស្មើទៅនឹងឋានសួគ៌ហើយគឺគ្មានផ្លូវនោះទេដែលខ្ញុំនឹងធ្វើការប្រឆាំងមិនយកព្រមទៅនឹងសំណើនឹងរបស់នារីសួគ៌ហើយគឺជានារីបរិសុទ្ធ Sophie ម្នាក់នេះដែលមានអំណាចនឹងស្មើទៅនឹងឋានសួគ៌នោះហើយយើងនឹងក៏បានឃើញដែរថា Legion ហ្នឹងកំពុងតែនៅក្នុងហាងដែលធ្វើការវិតម្លៃទៅកាន់ Divine Artifact ហ្នឹងគាត់នឹងក៏ឆ្ងល់ដែរថាទឹកនឹងស្រក់មកពីណាហ្នឹងក៏តែសាច់រឿងហ្នឹងក៏បានកាប់បង្ហាញយើងនឹងបានឃើញពីកន្លែងស្តុកនៅ Divine Artifact ហ្នឹងឃើញថាវានឹងគឺមានទំហំហ្នឹងធំខ្លាំងប៉ុន្មានយើងក៏បានឃើញដែរថាតុងជេហ្នឹងគឺគាត់នឹងកំពុងតែដើរលេងនឹងជុំវិញទីហ្នឹងដែរនៅពេលហ្នឹងគាត់នឹងក៏ដូចជាចាប់អារម្មណ៍ទៅកាន់ទៅលើដីចឹងហើយអ្វីបានជាវានឹងមានទឹកដក់ចឹងក្រែងមិនមានភ្លៀងនឹងធ្លាក់មកណាហើយក្រោយពីគាត់នឹងបានអោនមើលទៅនឹងក៏បានឃើញដែរថានៅខាងក្នុងទឹកហ្នឹងគឺមានរូបរាងកាយរបស់គាត់នឹងគឺបានបង្កើតឡើងនឹងមួយទៀតហើយវានឹងគឺបានផុសចេញមកពីទឹកហ្នឹងធ្វើគាត់នឹងក៏បានភ័យខ្លាចនឹងខ្លាំងប៉ុន្មានហើយរូបរាងកាយមួយហ្នឹងវានឹងក៏បានធ្វើដំណើរសម្ដៅមកកាន់គាត់ហ្នឹងគឺមិនតិចម្ដងគាត់នឹងក៏ឆ្ងល់ដែរថានេះនឹងគឺជាអ្វីហ្នឹងមិនត្រឹមតែគាត់ដែលបានជួបនៅស្ថានភាពមួយហ្នឹងទេគឺថាមនុស្សគ្រប់គ្នានៅជុំវិញខ្លួនរបស់គាត់ហ្នឹងគឺបានជួបនៅទស្សនវិជ្ជាហ្នឹងគឺដូចជាគាត់នឹងគ្រប់គ្នាអញ្ចឹងមនុស្សគ្រប់គ្នានឹងក៏ទទួលបាននឹងការភ័យខ្លាចនឹងខ្លាំងប៉ុន្មានក៏តែយើងមើលមកកាន់លើដំបូលវិញក៏ឃើញថានារីបរិសុទ្ធហ្នឹងគឺកំពុងតែមើលនឹងទៅកាន់ពួកគេហើយនាងហ្នឹងគឺពិតជារីករាយខ្លាំងណាស់ដែលរឿងអាចធ្វើការ copy ទៅកាន់រាងកាយរបស់មនុស្សនៅក្នុងទីក្រុងមួយនេះបាននោះដែលប្រើប្រាស់នៅវេទមន្តរបស់នាងក៏តែមើលទៅមនុស្សដែលខ្លាំងជាងគេហ្នឹងគឺថាគេហ្នឹងមានកម្រិតសមត្ថភាពហ្នឹងគឺកម្រិត A rank តែប៉ុណ្ណោះទេគេហ្នឹងមិនអាចដោះស្រាយជាមួយនឹងកងទ័ពរបស់នាងដោយច្រើនដែលនាងបានធ្វើការសមត្ថចេញមកនោះទេសុងជេហ្នឹងក្រោយពីឃើញទៅកាន់ទស្សនវិជ្ជារបស់នារីបរិសុទ្ធបានធ្វើបែបហ្នឹងហើយហ្នឹងគាត់ហ្នឹងក៏បានប្រាប់ទៅកាន់អង្គរៈរបស់នារីបរិសុទ្ធហ្នឹងទៅថាតើនាងហ្នឹងកំពុងតែធ្វើអីហ្នឹងទីនេះហ្នឹងគឺគេមិនអនុញ្ញាតឲ្យប្រើប្រាស់នៅវេទមន្តនោះទេហើយអ្វីបានជានាងហ្នឹងមិនធ្វើការរំសាយវាហ្នឹងឲ្យផុតចេញពីទីហ្នឹងឲ្យអស់ទៅក៏តែនារីអង្គរៈម្នាក់ហ្នឹងក៏បានប្រាប់ដែរថានេះហ្នឹងគឺជាសំណើហ្នឹងរបស់នារីបរិសុទ្ធគេហ្នឹងមិនអាចធ្វើតាមបានឡើយធ្វើឲ្យសុងជេហ្នឹងក៏បានឆ្ងល់ទៅនឹងរឿងទាំងអស់ហ្នឹងខ្លាំងប៉ុន្មានដោយឃើញថានៅក្នុងដៃរបស់នារីម្នាក់ហ្នឹងគឺមាន Divine Artifact ហ្នឹងគាត់ហ្នឹងគឺគាត់ដឹងដែរថាគោលបំណងរបស់នារីម្នាក់ហ្នឹងគឺចង់ធ្វើអ្វីនោះហើយនារីម្នាក់នោះហ្នឹងក៏បានធ្វើការដំណើរការនៅ Artifact មួយហ្នឹងភ្លាមយកមកសុងជេហ្នឹងក៏ចង់ទៅធ្វើការហាមគាត់ដែរក៏តែវាយឺតពេលហើយវេទមន្តទឹកជាច្រើនហ្នឹងក៏បានធ្វើការផ្ទុះហ្នឹងចេញមកហើយក៏បានធ្វើការរំពាត់ទៅកាន់រាងកាយរបស់មនុស្សគ្រប់គ្នានៅជុំវិញទីហ្នឹងធ្វើឲ្យពួកគេហ្នឹងក៏បានជាប់នៅក្នុងបាល់ទឹកហ្នឹងរៀងខ្លួនហើយនារីម្នាក់ហ្នឹងក៏បានធ្វើការបង្កើតនៅរូបរាងកាយក្លូនទឹកជាច្រើនហ្នឹងក៏បានចេញមកពីក្រោយរបស់នាងហើយនាងហ្នឹងក៏បានប្រាប់ទៅកាន់ពួកគេទៅថាគោលដៅរបស់ពួកយើងហ្នឹងគឺទៅធ្វើការកម្ចាត់ហ្នឹងទៅកាន់អ្នកវាតម្លៃទៅកាន់ Divine Artifact ហើយនឹងបរិះម្នាក់ទៀតនៅខាងក្នុងហាងមួយហ្នឹងចឹងហើយពួកឯងហ្នឹងឆាប់ចូលទៅភ្លាមទៅយើងក៏បានឃើញថាវេទមន្តទឹកទាំងអស់ហ្នឹងវាក៏បានផ្ទុះហើយក៏បានហក់ហ្នឹងចូលទៅក្នុងហាងទាំងអស់ទៅសុងជេហ្នឹងក្រោយពីឃើញទស្សនវិជ្ជាទាំងអស់ហ្នឹងហើយគាត់ហ្នឹងក៏ចង់ចាក់ចេញពីដុំបាល់ទឹកមួយហ្នឹងដែរក៏តែដោយសារតែកម្លាំងរបស់គាត់ខ្សោយគឺគាត់ហ្នឹងមិនអាចបំបីទៅកាន់បាល់ទឹកមួយនេះបានទេហើយគាត់សម្លាប់បាត់ស្មារតីហ្នឹងនៅទីហ្នឹងបាត់ទៅយើងកាន់មកមើលខាងក្នុងហាងដែរវិញក៏បានឃើញដែរថាសុង Legion ហ្នឹងក៏កាន់តែភ្ញាក់ផ្អើលខ្លាំងទៅដោយសារទឹកហ្នឹងគឺវានឹងស្រក់មកកាន់តែច្រើនទៅក៏តែ
តែទៅពេលហ្នឹងម្ចាស់ហាងហ្នឹងក៏និយាយទៅកាន់លីជីអនទៅថាប្រហែលជាមានបញ្ហាកើតឡើងនៅខាងក្រៅហ្នឹងចាត់ជាមិនខាននោះទេដោយសារតែគាត់នឹងទទួលបានឥទ្ធិពលនឹងចំហាយម៉ាណាហ្នឹងវានឹងគឺច្រើនខ្លាំងណាស់ក៏តែនរណាគេទៅដឹងទៅថាវេទមន្តទឹកទាំងអស់ហ្នឹងវានឹងក៏បានធ្វើការក្តោបក្តាប់ហ្នឹងវាបហាទៅកាន់អ្នកវាតម្លៃទៅកាន់ Divine Artifact ហ្នឹងភ្លាមយកមកម្ដងគាត់ហ្នឹងគឺមិនអាចមាននៅ reflect ហ្នឹងតន់នោះទេម្ដងទឹកទាំងអស់ហ្នឹងគឺវានឹងក៏បានគួយគាត់ហោះឡើងទៅខាងលើទៅចំណែក Legion វិញក៏ត្រូវទទួលរងនៅការវិបហាចេញពីនារីដែលជាអង្គរៈរបស់នារីបរិសុទ្ធម្នាក់នឹងដែរយកកបិតនឹងមកធ្វើការផ្ចុងកទៅកាន់គាត់ហើយប្រាប់ឲ្យគាត់នឹងនៅស្ងៀមទៅហើយនារីដែលអង្គរៈរបស់នារីបរិសុទ្ធហ្នឹងក៏បាននិយាយថានាងហ្នឹងមិនចង់ធ្វើការប៉ះពាល់នឹងទៅកាន់ Legion ទេដោយសារតែ Legion នេះគេធ្វើឲ្យនារីបរិសុទ្ធរបស់គេនឹងអន់ចិត្តទៅបានជានាងមកធ្វើការដោះស្រាយនឹងជាមួយនឹងគេក្នុងពេលនេះបើសិនជាលោកនឹងមិនចង់ឃើញឈាមនឹងហូរចេញពីករបស់លោកទេលោកនឹងកុំចង់មានសកម្មភាពអ្វីផ្ដេសផ្ដាស់នឹងទៅកាន់នាងឲ្យសោះនៅពេលហ្នឹងនារីអង្គរៈនារីបរិសុទ្ធម្នាក់ហ្នឹងក៏បាននិយាយដែរថានារីបរិសុទ្ធរបស់គេនឹងគឺប្រាប់ឲ្យនាងហ្នឹងមកទីនេះហ្នឹងដើម្បីធ្វើការសម្លាប់ទៅកាន់ពួកលោកទាំងពីរប៉ុន្តែនាងហ្នឹងនឹងធ្វើការសុំអង្វរហ្នឹងពីនារីបរិសុទ្ធរបស់នាងហ្នឹងធ្វើការលេខទោសហ្នឹងទៅឲ្យពួកគេទាំងពីរបើសិនជាលោកហ្នឹងទទួលយកព្រមក្នុងការទិញនៅ Divine Artifact របស់នាងហ្នឹងនៅក្នុងតម្លៃមួយដែលខ្ពស់នោះនៅពេលហ្នឹងម្ចាស់ហាងមួយហ្នឹងក៏បានគិតទៅនឹងរឿងរ៉ាវទាំងអស់ហ្នឹងដែរក៏តែនៅពេលហ្នឹង Legion ហ្នឹងក៏បាននិយាយទៅកាន់នារីម្នាក់ដែលជាអង្គរៈរបស់នារីបរិសុទ្ធម្នាក់ហ្នឹងទៅថានេះនឹងគឺជារឿងធម្មតាមែនដែលមនុស្សគ្រប់គ្នានៅក្នុងទឹកដីមួយនេះនៅក្នុងទីក្រុងមួយនេះហ្នឹងគឺកាន់កបិតហ្នឹងដើរពីពេញវាពីពេញកាលហ្នឹងដោយមិនខ្វល់ខ្វាយអំពីរឿងទាំងអស់ហ្នឹងអញ្ចឹងម្ចាស់ហាងហ្នឹងក្រោយពីលើពាក្យសម្ដីមួយនេះហើយគាត់ហ្នឹងក៏ពិតជាភ្ញាក់ផ្អើលហ្នឹងខ្លាំងពិតមែនហើយនៅពេលហ្នឹង Legion ហ្នឹងក៏បាននិយាយតទៅដែរថាមកកាលពីមុនវិញគឺថានៅពេលដែលគាត់មិនជន់ចេញពី Tower មនុស្សគ្រប់គ្នាហ្នឹងគឺមិនអាចធ្វើនៅសកម្មភាពហ្នឹងដូចជាបែបនេះហ្នឹងបាននោះទេក៏បានយកដៃរបស់គាត់ហ្នឹងចំបាច់បំបែកកបិតរបស់នារីម្នាក់ហ្នឹងឲ្យវានឹងបែកខ្ទេចខ្ទីអស់ទៅហើយក៏បានធ្វើដំណើរហ្នឹងទៅចិត្តម្ចាស់ហាងឯណោះវិញហើយក៏និយាយថាជីនយ៉ងតើលោកហ្នឹងចង់ឲ្យនារីម្នាក់ហ្នឹងគឺធ្វើការប៉ះប៉ូវសំណងហ្នឹងដែលនាងហ្នឹងបានបំផ្លាញនៅក្នុងហាងហ្នឹងដែរឬក៏អត់នៅពេលហ្នឹងម្ចាស់ហាងហ្នឹងក៏ឲ្យឃើញថា Legion ហ្នឹងអាចធ្វើការបំបាក់កបិតហ្នឹងរបស់នារីម្នាក់ហ្នឹងបានហ្នឹងដោយប្រើប្រាស់ដៃរបស់គាត់ផ្ទាល់ហ្នឹងគឺពិតជាធ្វើគាត់ហ្នឹងភ្ញាក់ផ្អើលខ្លាំងប៉ុន្មានដោយសារតែកបិតនារីម្នាក់ហ្នឹងដែលបានប្រើហ្នឹងគឺថាវាហ្នឹងគឺជា Divine Artifact ដែលបង្កើតឡើងហ្នឹងដោយតារានិករ Aquaron ហ្នឹងផ្ទាល់ខ្លួនរបស់គាត់ហ្មងហើយនារីដែលជាអង្គរៈម្នាក់ហ្នឹងក៏បានខឹងទៅកាន់ Legion ហ្នឹងខ្លាំងប៉ុន្មានហើយក៏បាននិយាយថាខ្ញុំហ្នឹងគឺបានប្រាប់លោកហើយថាកុំឲ្យលោកហ្នឹងមានសកម្មភាពអ្វីផ្ដេសផ្ដាសសោះនាងហ្នឹងក៏បានប្រើប្រាស់ធម្មពលទឹករបស់នាងហ្នឹងធ្វើការវិបហាបង្កើតទៅជារូបរាងរបស់សត្វពស់ទឹកមួយហ្នឹងធ្វើការខំលេបតបាក់ហ្នឹងទៅកាន់ Legion ក៏តែយើងក៏បានឃើញថាហោះទៅខ្សុយខ្ទេចខ្ទីអស់លេង Legion ហ្នឹងដាក់តាមម្ដាយបន្តិចសោះហ្នឹងក៏បានឃើញថាវាហ្នឹងខ្ទេចខ្ទីអស់ទៅហើយគាត់ហ្នឹងក៏បានប្រាប់ទៅកាន់នារីម្នាក់នេះដែរថានៅពេលដែលគាត់ហ្នឹងធ្វើការវិបហាទៅកាន់អាសត្វវេទមន្តទឹកហ្នឹងធ្វើគាត់ហ្នឹងដូចជាមានអារម្មណ៍ល្អនាងហ្នឹងអាចបង្កើតវាពី3ទៀតហ្នឹងបានដែរឬក៏អត់នៅពេលហ្នឹងនារីម្នាក់នោះហ្នឹងក៏ខឹងទៅកាន់ Legion ហ្នឹងខ្លាំងប៉ុន្មានហើយក៏និយាយថាវាហ្នឹងមិនអាចទៅរួចទេ Legion នេះមិនក៏គាត់ហ្នឹងអាចធ្វើការកំទេចហ្នឹងទៅកាន់សត្វវេទមន្តអានេះហ្នឹងធ្វើការបង្កើតមកដែលវាស្ថិតនៅក្នុងកម្រិត A ហ្នឹងបានយ៉ាងងាយស្រួលហ្នឹងបែបហ្នឹងគ្រាន់តែការវិបហារដៃស្ទេរបស់គាត់ហ្នឹងដោយផ្ទាល់ហ្នឹងហើយមើលទៅវាអ្វីៗគ្រប់យ៉ាងនៅក្នុងទីនេះហ្នឹងគឺវាហ្នឹងដូចជាការគិតរបស់នារីបរិសុទ្ធហ្នឹងរបស់នាងខ្លាំងប៉ុន្មានហើយនៅពេលហ្នឹងនារីម្នាក់ហ្នឹងក៏បាននិយាយដែរថាឥឡូវនេះគឺថាបរិះម្នាក់នេះគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ហើយយើងមើលមកកាន់ Legion ហើយវិញគាត់ហ្នឹងក៏បាននិយាយគ្នាជាមួយនឹងម្ចាស់ហាងនេះឆ្កុយគ្មានខ្វល់ខ្វាយអំពីនារីដែលជាអង្គរៈរបស់នារីបរិសុទ្ធឯណានេះទេចំណែកនារីអង្គរៈហ្នឹងក៏បាននិយាយដែរថាឥឡូវហ្នឹងនាងហ្នឹងត្រូវតែធ្វើការកម្ចាត់ទៅកម្មបរិះម្នាក់នេះហ្នឹងឲ្យបានហ្នឹងជាដាច់ខាតហើយដើម្បីកុំឲ្យគេហ្នឹងទៅធ្វើកម្មបង្ករឿងហ្នឹងជាមួយនឹងនារីបរិសុទ្ធហ្នឹងរបស់នាងហ្នឹងនៅពេលក្រោយៗទៀតហើយនាងហ្នឹងក៏បានដកយកនៅខ្សែកមួយដែលទទួលបានហ្នឹងចេញពី Sophie ទាំងឯងដោយនិយាយនៅពាក្យសម្ដីថាខ្ញុំហ្នឹងមិននឹកស្មានទេថាលោកហ្នឹងអាចធ្វើការកំទេចទៅកាន់ធម្មពលវេទមន្តនៃសត្វវេទមន្តដែលនាងបានធ្វើការសម្បត្តិមកហ្នឹងដែលស្ថិតនៅក្នុងកម្រិត A ហ្នឹងបានយ៉ាងងាយស្រួលនឹងខ្លាំងបែបនេះក៏តែនៅក្នុងពេលឥឡូវហ្នឹងគឺថាវានឹងគឺមិនងាយស្រួលនោះទេសម្រាប់លោកនឹងធ្វើការកំទេចវានឹងបានទៀតនោះនេះនឹងគឺជាសត្វវេទមន្តដែលត្រូវធ្វើដែលបានធ្វើការបង្កើតឡើងដោយធម្មពលម៉ាណារបស់នារីបរិសុទ្ធហ្នឹងដែលស្ថិតនៅក្នុងកម្រិតមួយដែលខ្ពស់យើងក៏បានឃើញដែរថានារីម្នាក់ហ្នឹងក៏បានកោះហៅដែលសត្វស្ថិតនៅក្នុងកម្រិតហ្នឹងចំណាត់ថ្នាក់ហ្នឹងពណ៌ទឹកក្រូចដែលវានឹងគឺជាសត្វឆ្កែចចកទឹកហ្នឹងឯងចេញមកហ្នឹងយ៉ាងច្រើនហើយក៏បញ្ជាវាទៅធ្វើការវិបហាទៅកាន់ Legion ទៅតែ Legion វិញក៏បាននិយាយដែរថាអូអាកាជាសត្វហ្នឹងរបស់ក្រុមពពួកបរិសុទ្ធហ្នឹងមែនមើលទៅនេះហ្នឹងគឺពិតជាបកលនៅកាដូមួយយ៉ាងច្រើនសម្រាប់គាត់ហើយទៅតែជួបគាត់ហ្នឹងដំបងសោះហ្នឹងហើយនៅពេលហ្នឹង Legion ហ្នឹងក៏បានដកហូតយកកបិតពីរដើមដោយនិយាយប្រាប់ទៅកាន់ម្ចាស់ហាងដែរថាហេជីនយ៉ងលោកហ្នឹងគឺបាននិយាយប្រាប់ខ្ញុំថាខ្ញុំហ្នឹងគឺអាចយកអ្វីគ្រប់យ៉ាងបាននៅក្នុងហាងរបស់លោកបើសិនជាខ្ញុំចង់មិនអញ្ចឹងហើយខ្ញុំហ្នឹងនឹងយកនៅអាកបិតពីរដើមនេះហើយណាម្ចាស់ហាងហ្នឹងគាត់ហ្នឹងក៏បានភ្ញាក់ផ្អើលហ្នឹងខ្លាំងប៉ុន្មានដែលឃើញថា Legion ហ្នឹងគឺនៅសុកសោះហ្នឹងក៏បានបាត់ខ្លួនភឹងហើយក៏បានហោះទៅយ៉ាងលឿនហ្នឹងធ្វើការវិបហាគ្នាហ្នឹងជាមួយនឹងអាឆ្កែចចកទឹកហ្នឹងព្រោះម្ចាស់ហាងហ្នឹងក៏បានផ្លន់មកថាវ៉ាវ
ហើយយើងក៏បានឃើញថាលីជីអនហ្នឹងក៏បានប្រើល្បឿនរបស់គាត់ហ្នឹងយ៉ាងលឿនធ្វើការកាប់នោះទៅកាន់ឆ្កែចចទាំងអស់ហ្នឹងដោយសារថាកបិតមួយនេះហ្នឹងគឺជាកបិតមួយដ៏ល្អហ្នឹងខ្លាំងពិតមែនហើយគាត់ហ្នឹងក៏បាននិយាយពាក្យសម្ដីមួយចំនួនទៀតដែរថាបើសិនជាតាមការកាត់របស់គាត់ហ្នឹងគឺថាអាកាជាឆ្កែរបស់នារីបរិសុទ្ធហ្នឹងគឺថាវាហ្នឹងអាចនឹងមានកម្រិតចំណាត់ថ្នាក់របស់វាហ្នឹងគឺលើសពីចំណាត់ថ្នាក់ A rank ទៀតក៏អាចថាបានដែរក៏តែគោលដៅរបស់គាត់ដែលគាត់នឹងធ្វើដំណើរមកកាន់ទីនេះហ្នឹងក៏ព្រោះតែគាត់នឹងគឺចង់ទទួលបាននៃការវិលំឡៃរបស់ Divine Artifact របស់គាត់នឹងចេញពីម្ចាស់ហាងហ្នឹងតែប៉ុណ្ណោះនោះទេគាត់នឹងគឺគ្មានបំណងអ្វីហ្នឹងក្រៅពីនឹងឡើយបានឃើញថា Legion ហ្នឹងក៏បានកាប់ទៅកាន់អាឆ្កែចចទឹកទាំងអស់ហ្នឹងខ្វាំងបណ្ដាវាហ្នឹងក៏បានហក់ខ្ចាស់ហើយយើងក៏បានឃើញថា Legion ហ្នឹងក៏បានចេញទឹកមុខមកហ្នឹងយ៉ាងខូខើនឹងខ្លាំងប៉ុន្មានដោយសោយនៅសំណោចយ៉ាងខ្លាំងហើយយើងក៏បានឃើញថាប្រព័ន្ធរបស់ Legion ហ្នឹងវានឹងក៏បានលោតចេញមកដោយគាត់នឹងគឺទទួលបាននៅ skill ពិសេសជាច្រើនតែ skill ទាំងអស់ហ្នឹងគឺមិនមែនជា skill សំខាន់របស់គាត់ទេក៏តែគាត់នឹងក៏ទទួលបាននៅការកើនឡើងនៃភាពខ្លាំងរបស់គាត់នឹងចំនួន 5% នឹងបន្ថែមទៀតហើយចំណែកបបពិសោធន៍ទៅលើតារានិករបស់គាត់នឹងគឺវានឹងក៏ទទួលបាននៅការកើនឡើងនឹងបន្ថែមទៀតដែរនៅពេលនឹង Legion ក៏បានភ្ញាក់ផ្អើលខ្លាំងប៉ុន្មានគាត់នឹងគឺពិតជាទទួលបានអំណោយនឹងច្រើនខ្លាំងណាស់នៅពេលនឹងនារីម្នាក់នេះនឹងក៏ឃើញទៅកាន់ Legion ហើយក៏និយាយថាវានឹងគឺមិនគួរឲ្យជឿនោះទេថា Legion នេះគឺអាចធ្វើនៅរឿងទាំងអស់នឹងបានហើយមិនត្រឹមតែប៉ុណ្ណោះទេគឺថា Legion នេះគឺគាត់នឹងអាចធ្វើការសម្លាប់នឹងទៅកាន់ការសមុនរបស់នារីបរិសុទ្ធនឹងដែលស្ថិតនៅក្នុងកម្រិត rank ខ្ពស់នឹងហើយធ្វើការសម្លាប់ទៅកាន់ឆ្កែចចដែលស្ថិតនៅក្នុងកម្រិតចំណាត់ថ្នាក់ពតក្រូចនឹងគឺបានយ៉ាងងាយស្រួលនឹងខ្លាំងបែបនេះនោះនៅពេលនឹង Legion ក៏បានហៅទៅកាន់អង្គរៈរបស់នារីបរិសុទ្ធម្នាក់នឹងថាហេកុំប្រាប់ខ្ញុំណាថានាងនឹងគឺមានតែប៉ុណ្្នឹងនោះនារីម្នាក់នោះក្រោយពីធ្វើការសម្លឹងទៅកាន់មុខរបស់ Legion ហើយនឹងនាងនឹងក៏បានញាប់ញ័រជាខ្លាំងដល់និយាយពាក្យសម្ដីមួយចំនួនថាខ្ញុំហ្នឹងគឺមិនមែនជាដៃគូដែលអាចធ្វើការប្រយុទ្ធប្រឆាំងនឹងជាមួយនឹងគេបាននោះទេបើសិនជានាងហ្នឹងនៅតែហ៊ានធ្វើការប្រយុទ្ធគ្នានឹងជាមួយនឹងគេទៀតប្រកាសខ្លះថានាងនឹងបាត់បង់ជីវិតនឹងជាក់ជាមិនខានដោយអស់ជំរឿហើយនឹងនាងនឹងក៏បានបកក្រោយដាក់លេខ3លេខ4ធ្វើការយាយរត់បាត់ទៅហើយក៏បានបោះពាក្យសម្ដីមួយចំនួនទៅកាន់ Legion ដែរថាចង្រៃយោឯងនឹងទទួលបាននៅឯងនឹងកុំគិតថាឯងនឹងរួចខ្លួនហើយសោះក៏បានរត់ទៅចាក់ចេញពីកន្លែងហ្នឹងទៅមើលមកកាន់ Legion នេះវិញក៏អស់សំណាញ់នឹងខ្លាំងបែបមែនដែលភ្ជាប់នៅពាក្យសម្ដីថាលុលក៏មិននឹកស្មានទេថាមានមនុស្សបែបនេះដែរហើយបោះកតុយរត់លឿនហើយហ៊ានបោះពាក្យសម្ដីបែបហ្នឹងមកកាន់គាត់ក៏តែនៅពេលហ្នឹងអ្នកវាតម្លៃទៅកាន់ Divine Artifact ម្នាក់ហ្នឹងក្រោយពីឃើញនៅកាន់សមត្ថភាពរបស់ Legion ហើយហ្នឹងគាត់ហ្នឹងក៏បាននិយាយដែរថាមើលទៅបរិះម្នាក់នេះហ្នឹងគាត់ហ្នឹងគឺគិតថាក៏តែនៅពេលភ្លាមហ្នឹងយើងក៏បានឃើញដែរថាសុងជេហ្នឹងក៏បានរត់ចូលមកកន្លែងហ្នឹងហៅទៅកាន់ Legion ហើយតើអ្នកហ្នឹងគឺមិនអីទេមែនហើយក៏បាននិយាយទៅកាន់ Legion ពេលឥឡូវហ្នឹងគឺថាក្រុមសិស្សដែលមកពីតារានិក Aquarius ហ្នឹងគឺថាពួកគេហ្នឹងគឺកំពុងតែបើកនៅការវិបហានឹងទៅកាន់មនុស្សគ្រប់គ្នានៅក្នុងទីនេះឥឡូវនេះគឺគេនឹងកំពុងតែបើកនៅក្រឹតកម្មធ្វើការវិបហាហើយសូម្បីតែខ្ញុំនឹងក៏មិនអាចធ្វើការតទល់ជាមួយនឹងពួកគេដែរខ្ញុំនឹងគឺគ្មានសមត្ថភាពយកឈ្នះនឹងទៅកាន់ពួកគេទេក៏តែនៅពេលហ្នឹង Legion នឹងក៏បាននិយាយទៅកាន់សុងជេទៅថាអូទីបំផុតអ្នកហ្នឹងគឺមកហើយឥឡូវហ្នឹងគឺខ្ញុំនឹងទៅតែដោះស្រាយជាមួយនឹងពួកវានឹងចប់ហើយនោះទេយើងក៏បានឃើញថាសុងជេនឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងប៉ុន្មានដោយខ្ញុំនៅពាក្យសម្ដីថាអូតើវានឹងមានរឿងអីកើតឡើងនៅទីនេះហ្នឹងហើយយោងតាមចំហាយម៉ាណាដែលកើតចេញពីសត្វទាំងអស់នេះគឺថាវានឹងគឺកើតចេញអំពីចំហាយម៉ាណារបស់ពពុះបរិសុទ្ធនឹងគឺជាអ្នកបង្កើតទៅកាន់វាតើក៏តែដើម្បីប្រើប្រាស់នៅសត្វទាំងអស់នេះធ្វើការវិបហាទៅកាន់មនុស្សនៅទីនេះបាននឹងគឺចាំបាច់ពួកគេនឹងគឺត្រូវប្រើប្រាស់នៅមេត្រីដើម្បីបង្កើតនៅរបស់ Divine Artifact ធ្វើការគ្រប់គ្រងទៅកាន់ពួកវាស្តុកពួកវានឹងហើយយកពួកវានឹងមកធ្វើការវិបហាក្នុងពេលនេះហើយសុងជេនឹងក៏បានប្រាប់ទៅកាន់ Legion ទៅថាយើងនឹងគួរតែចាក់ចេញពីទីនេះនឹងបានឆាប់ហើយមុនពេលដែលពួកគេផ្សេងទៀតនឹងគឺធ្វើដំណើរមកកាន់ទីនេះនោះក៏តែនៅពេលនោះម្ចាស់ហាងនឹងក៏បានប្រាប់ឲ្យពួកគេនឹងគឺឈប់ភ្លាមទៅធ្វើ Legion ហើយនឹងសុងជេនឹងគឺពិតជាឆ្ងល់ខ្លាំងពិតមែនក៏តែនៅពេលនោះម្ចាស់ហាងនឹងក៏បាននិយាយទៅថាវានឹងកន្លងផុតទៅអស់រយៈពេល20ឆ្នាំហើយតែខ្ញុំគឺមិនបានដើរតាមទៅកាន់ Legion ក៏តែយកតាមបទពិសោធន៍ដែលគាត់នឹងគឺបានពិនិត្យមើលទៅកាន់ Legion នឹងកាលពី20ឆ្នាំមុននឹងគឺថាស្នៀតរាល់ការវិបហារបស់ Legion ដែល Legion នឹងធ្វើការប្រយុទ្ធនឹងជាមួយនឹងពពួក Calamity ហើយនឹងអ្នកដតីទៀតគឺគាត់នឹងគឺចងចាំវានឹងមិនភ្លេចនោះទេសូម្បីតែក្បាច់វិបហារបស់ Legion ក្នុងពេលបច្ចុប្បន្ននេះគឺថាវានឹងគឺបង្កើតឡើងនឹងយ៉ាងល្អឥតខ្ចោះនៅពេលដែលគាត់នឹងធ្វើការវិបហានឹងចេញមកសូម្បីតែ style នៃការប្រើប្រាស់អាវុធរបស់ Legion នឹងក៏គាត់នឹងគឺចាំនឹងមិនភ្លេចដែរអំពីរបៀបនៃការប្រើប្រាស់របស់គាត់តើវានឹងគឺអាចទៅរួចដែរទេថាអ្នកនឹងគឺជា Legion នោះក៏តែទៅពេលនឹង Legion ក៏បានប្រាប់ទៅកាន់អ្នកវិតម្លៃទៅកាន់ Artifact នឹងថាគាត់នឹងគឺកុំនិយាយអីលឺពេកឲ្យគាត់នឹងគឺលាក់ទុកនៅរឿងទាំងអស់ហ្នឹងទៅយើងក៏បានឃើញដែរថាអ្នកវិតម្លៃទៅកាន់ Divine Artifact ដែលមានឈ្មោះថាជីនម៉យ៉ងហ្នឹងគឺពិតជារំភើបនឹងខ្លាពិតមែនដែលឃើញថាឥឡូវហ្នឹង Legion នឹងគឺបានត្រឡប់មកវិញក៏តែ Legion នឹងគាត់នឹងក៏បានប្រាប់ទៅកាន់ម្ចាស់ហាងនឹងដែរថាខ្ញុំនឹងត្រឡប់មកវិញដើម្បីពិនិត្យមើលនៅ material ដែលគាត់នឹងគឺបានដើម្បីពិនិត្យ
មើលនៅ material ដែលគាត់នឹងគឺចង់បានអញ្ចឹងហើយឲ្យលោកនឹងគឺរក្សានៅរបស់នោះនឹងឲ្យល្អផងខ្ញុំនឹងត្រឡប់មកវិញមកមើលនៅ material របស់គាត់មួយហ្នឹងអញ្ចឹងហើយឲ្យលោកនឹងថែរក្សារបស់មួយហ្នឹងឲ្យបានល្អផងអញ្ចឹងហើយគាត់នឹងគឺចាក់ចេញពីទីហ្នឹងហើយដោយសារតែគាត់នឹងគឺមានភារកិច្ចមួយចំនួនដែលគាត់នឹងគឺចង់ធ្វើអញ្ចឹងណាអញ្ចឹងហើយនៅពេលក្រោយគាត់នឹងត្រឡប់មកវិញម្ចាស់ហាងក្រោយពីលើពាក្យសម្ដីរបស់ Legion ហើយហ្នឹងគាត់នឹងក៏បានធ្វើការគម្រប់ទៅកាន់ Legion នឹងខ្លាំងពិតមែនដែលឃើញថា Legion នេះគឺជា idol របស់ខ្លួនហើយតាំងពីមុនមកគឺខ្លួនឯងនឹងគ្រប់ស្រឡាញ់នឹងខ្លាំងពិតមែននៅពេលហ្នឹងពួកគេនៅពេលដែលពួកគេនឹងបានចាក់ចេញមកហ្នឹងយើងក៏បានឃើញថាសុងជេនឹងក៏បានហៅឈ្មោះទៅកាន់ Legion ហ្នឹងថាគឺជា Hee-yong ហ្នឹងតទៀតដែរហើយ Legion ក៏បានឆ្លើយដែរហើយនៅពេលហ្នឹងសុងជេនឹងក៏បាននិយាយដែរថាហេតុអ្វីបានជាពពុះបរិសុទ្ធទាំងអស់ហ្នឹងគឺមានកោដៅហ្នឹងទៅលើអ្នកអញ្ចឹងនៅពេលហ្នឹង Legion ក៏បាននិយាយដែរថាខ្ញុំហ្នឹងក៏មិនដឹងដែរប្រហែលជាខ្ញុំហ្នឹងគឺបានលួចរបស់អ្វីម្យ៉ាងចេញពីពួកគេហើយបានជាពួកគេនឹងធ្វើបែបហ្នឹងនៅពេលហ្នឹងសុងជេនឹងក៏បាននិយាយទៅកាន់ Legion ទៀតទៅថាតើអ្នកហ្នឹងគឺបានបង្កើតសត្រូវនឹងជាមួយនឹងពួកគេមែនហើយតាអ្នកហ្នឹងគឺបានធ្វើអ្វីខ្លះទៅលើពួកគេកំដៅទៅពេល Legion ក៏បានប្រាប់ទៅកាន់សុងជេទៅថាឲ្យឯងហ្នឹងគឺរងចាំមើលទៅខ្ញុំហ្នឹងនឹងធ្វើការបង្ហាញឲ្យឯងហ្នឹងបានឃើញបន្តិចម្ដងហើយវាហ្នឹងគឺនៅក្នុងពេលឆាប់ហ្នឹងហើយគាត់ហ្នឹងក៏បានបើកនៅកៅភ្នែករបស់គាត់ហ្នឹងចេញមកពលឺហើយក៏បានដើរចាក់ចេញពីកន្លែងហ្នឹងដោយឥទ្ធិពលយ៉ាងខ្លាំងក្លាដែលផ្ដាំសាច់រឿងនៅក្នុង chapter ទី16នេះយើងក៏បានឃើញថា Legion ហើយនឹងសុងជេហ្នឹងក៏បានធ្វើដំណើរមកកាន់ហាងកាហ្វេមួយនៅពេលហ្នឹង Legion ហ្នឹងក៏បានធ្វើការទិញនៅgelato ហ្នឹងគឺច្រើនខ្លាំងមែនទែនហើយគាត់ហ្នឹងក៏បានធ្វើការញ៉ាំវាមួយម៉ាត់ទៅក៏ឃើញថាវាហ្នឹងគឺពិតជាឆ្ងាញ់ខ្លាំងណាស់ហើយក៏បានប្រាប់ទៅកាន់សុងជេទៅធ្វើការញ៉ាំអស់ចិត្តអស់ចង់ញ៉ាំប៉ុណ្ណាញ៉ាំទៅយើងក៏បានឃើញថាសុងជេហ្នឹងក៏បាននិយាយទៅកាន់ Legion ដែរថាគឺគាត់ហ្នឹងគឺមិនអីទេហើយលោកហ្នឹងគឺប្រកាសដល់អត់ថាគ្មានបញ្ហានោះគឺថារបស់មួយនេះគឺលក់នៅទីនេះហ្នឹងគឺមានតម្លៃហ្នឹងថ្លៃខ្លាំងណាស់លោកហ្នឹងគឺមិនដឹងទេមែន Legion ហ្នឹងក្រោយពីសម្ដីមួយហ្នឹងហើយគាត់ហ្នឹងក៏បាននឹកឃើញទៅកាន់រឿងពីមុនទៅដែលគាត់ហ្នឹងគឺបានវាទៅកាន់អង្គរៈរបស់នារីបលសុតហ្នឹងដែលនេះហ្នឹងក៏បានរត់ចាក់ចេញទៅដែលភ្ជាប់នៅពាក្យសម្ដីដែរថារឿងហ្នឹងមិនបញ្ចប់ហ្នឹងត្រឹមតែប៉ុណ្្នឹងឡើយហើយក៏បានជិះនឹងស្លាកសញ្ញារបស់នេះហ្នឹងមួយនៅឡើយហ្នឹងហើយ Legion ហ្នឹងក៏បានដកហូតយកស្លាកសញ្ញាមួយហ្នឹងមកមើលក្នុងពេលនេះហើយក៏បាននិយាយដែរថាមើលទៅវាហ្នឹងគួរតែមិនអីទេហើយមើលទៅស្លាកសញ្ញាមួយនេះហ្នឹងវាហ្នឹងគួរតែអាចធ្វើរឿងបានច្រើននៅក្នុងពេលនេះហើយវាហ្នឹងគួរតែនិមិត្តសញ្ញារបស់តារានិកមួយមែនដែរក៏អត់ក៏បានសួរទៅកាន់សុងជេនៅពេលហ្នឹងសុងជេក្រោយពីឃើញទៅកាន់ស្លាកមួយហ្នឹងហើយហ្នឹងគាត់ក៏បាននិយាយថាមើលទៅវានឹងហាក់បីដូចជាស្លាកនិមិត្តសញ្ញារបស់តារានិកអាខ្វារុសហើយវានឹងគួរតែជាតួលេខមួយតំណាងឲ្យមនុស្សណាម្នាក់ហើយឬក៏វានឹងអាចធ្វើការជាប់ពាក់ព័ន្ធគ្នានឹងជាមួយនឹងអ្នកដែលបានធ្វើការវិបាកមកកាន់យើងក្នុងពេលថ្មីៗនេះក៏អាចថាបានដែរដោយសារតែវានឹងក៏អាចថាបាននៅពេលហ្នឹង Legion ក៏បានប្រាប់ទៅកាន់សុងជេទៅថាមិនចាំបាច់ខ្វល់ខ្វាយទេញ៉ាំមកហើយទៅចាំដោះស្រាយរឿងទាំងអស់ហ្នឹងនៅពេលហ្នឹងសុងជេក៏បានឃើញទៅកាន់ Legion ហ្នឹងញ៉ាំទៅកាន់gelato ហ្នឹងច្រើនខ្លាំងពេកហ្នឹងក៏បានសួរទៅកាន់ Legion ដែរថាលោកនឹងញ៉ាំច្រើនអញ្ចឹងគឺមិនអីទេមែនតែនៅពេលភ្លាមៗនេះយើងក៏បានឃើញថាមានបារម្ភម្នាក់ទៀតហ្នឹងក៏បានដើរមកឡើយហ្នឹងដោយនិយាយទៅថាសុងជេខ្ញុំនឹងគឺមិននឹកស្មានទេថាលោកនឹងក៏ចូលចិត្តgelatoដែរសុងជេនឹងក្រោយពីពាក្យសម្ដីមួយហ្នឹងហើយហ្នឹងគាត់នឹងក៏ចំណាំសលេងមួយហ្នឹងបានច្បាស់ខ្លាំងណាស់ថានេះនឹងគឺជាចៅហ្វាយនេះរបស់គាត់នឹងឯងនេះនឹងគឺជាក្រុមកម្មាធិការដែលមានឈ្មោះថាឆយសុងយុកនឹងឯងនៅពេលហ្នឹងឆយសុងយុកហ្នឹងក៏បាននិយាយទៅកាន់ Legion ទៅថាលោកនឹងមិនប្រកាន់ទេមែនបើសិនជាខ្ញុំនឹងគឺរួមតុគ្នានឹងជាមួយនឹងលោកក្នុងពេលនេះតែ Legion ហ្នឹងក៏បាននិយាយក្នុងចិត្តរបស់គាត់ទៅថានេះមិនមែនគឺជាមេនឹងរបស់សុងជេនោះដែលតែតាមរំខានទៅកាន់សុងជេនោះរយៈពេលហ្នឹងកន្លងមកនេះនៅពេលហ្នឹងសុងយុកហ្នឹងក៏បានធ្វើការណែនាំខ្លួនទៅកាន់ Legion ទៅហើយក៏បាននិយាយថាគេហ្នឹងក៏បានលឺហើយរឿងហ្នឹងតាក់ទងទៅនឹង Legion ហ្នឹងអំពីសុងជេហ្នឹងប្រាប់មកកាន់គាត់ហ្នឹងខ្លះៗដែរនៅពេលហ្នឹង Legion ហ្នឹងក៏បានសួរសំណួរខ្លះៗទៅកាន់សុងយុកហ្នឹងចឹងថាវាត្រឹមត្រូវហើយចោះមានហេតុផលអ្វីបានជាលោកហ្នឹងមកឡើយហ្នឹងនៅពេលហ្នឹងសុងយុកហ្នឹងក៏បាននិយាយទៅកាន់ Legion ទៅថាខ្ញុំបានលឺរឿងដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងខ្លាំងណាស់តាក់ទងទៅនឹងលោកគឺថាលោកហ្នឹងគឺជាមនុស្សដែលបានធ្វើការសម្លាប់ទៅកាន់ម្ចាស់ស្ត្រីរបស់បិសាចពីងពីងហ្នឹងមែនហើយបិសាចពីងពីងមួយហ្នឹងគឺថាសំបីតែយ៉ាងហ្វៃហ្នឹងក៏អាចធ្វើការដោះស្រាយជាមួយនឹងវាបានផងហើយលោកហ្នឹងអាចធ្វើការកម្ចាត់ទៅកាន់វាបាននៅពេលហ្នឹង Legion ហ្នឹងក្រោយពីពាក្យសម្ដីមួយហ្នឹងហើយក៏បាននិយាយទៅថាតើលោកហ្នឹងគឺនិយាយបែបហ្នឹងគឺចង់មានន័យថាម៉េចតើលោកហ្នឹងគឺគ្មានការងារធ្វើមែនបានជាមកឡើយហ្នឹងធ្វើការសាកសួរគាត់រឿងហ្នឹងតែនៅពេលហ្នឹងសុងយុកហ្នឹងក៏បាននិយាយទៅថាដោយសារតែគាត់ហ្នឹងគឺជាក្រុមកម្មាធិការគាត់ហ្នឹងគឺគ្មានអ្វីទោះខុសទេបើសិនជាគាត់ហ្នឹងចង់សាកសួរទៅនឹងព័ត៌មាននៃធម្មពលរបស់មនុស្សដទៃនោះនៅពេលហ្នឹង Legion ក្រោយពីពាក្យសម្ដីមួយហ្នឹងហើយគាត់ហ្នឹងក៏បាននិយាយទៅកាន់សុងយុកវិញទៅថាលោកនិយាយបែបហ្នឹងគឺតើលោកហ្នឹងគឺមានអ្វីធ្វើការសោកប៉ាន់មកកាន់ខ្ញុំមែនបានជាធ្វើបែបហ្នឹងនៅពេលហ្នឹងសុងយុកហ្នឹងក៏បាននិយាយដែរថាតើលោកហ្នឹងមានដឹងពីដំណឹងតាក់ទងទៅនឹងកម្មវិធីនៃការដេញថ្លៃទៅកាន់ Divine Artifact ដ៏ល្បីល្បាញមួយរបស់ Legion ដែលបានលេចរូបរាងហ្នឹងមកដែរឬក៏អត់ដែលវាហ្នឹងគឺមួយនៅក្នុងចំណោមតែ8ហើយប្រកាសណាស់ថាលោកហ្នឹងនឹងដឹងហើយថាមូលហេតុអ្វីបានជាខ្ញុំហ្នឹងមកតាក់ទងលោកហ្នឹងនៅក្នុងពេលឥឡូវហ្នឹងគឺលោកហ្នឹងនឹងដឹងហើយតាក់ទងទៅនឹងរឿងហ្នឹងនៅពេលហ្នឹង Legion ហ្នឹងក្រោយពីដំណឹងមួយហ្នឹងហើយហ្នឹងគាត់ហ្នឹងក៏បានទម្លាក់សព្រីរបស់គាត់ចោលហើយក៏បាននិយាយដែរថាមើលទៅពពួកបរិសុទ្ធទាំងអស់ហ្នឹងប្រហែលជាយកនៅ Divine Artifact របស់គាត់ហ្នឹងធ្វើការដាក់ដេញថ្លៃហើយបើហឺនខ្លាំងណាស់ហើយ Legion ហ្នឹងក៏បាននិយាយទៅកាន់សុងយុកឡើងហ្នឹងទាំងវត្តចោលកូរ៉េហ្នឹងទៅថាមើលទៅបើសិនជាខ្ញុំហ្នឹងទៅជាមួយនឹងលោកក៏គ្មានអ្វីដែលត្រូវខាត់បងសម្រាប់ខ្ញុំដែរចឹងហើយខ្ញុំហ្នឹងនឹងទៅជាមួយនឹងលោកតើកន្លែងធ្វើកម្មវិធីការដេញថ្លៃមួយហ្នឹងតើវាហ្នឹងនៅក្បែរហ្នឹងដែរឬក៏អត់ក៏តែនៅពេលហ្នឹងសុងយុកហ្នឹងក៏បាននិយាយទៅកាន់ Legion ទៅថាប្រកាសថាការដេញថ្លៃនៃ Divine Artifact ដ៏ល្បីល្បាញរបស់ Legion ហ្នឹងគឺថាវាហ្នឹងគឺជាវត្ថុដ៏កម្រចឹងហើយគេហ្នឹងមិនដាក់ដេញថ្លៃហ្នឹងវាហ្នឹងនៅកន្លែងធម្មតាទេគឺគេហ្នឹងនឹងបើកធ្វើការដេញថ្លៃនៅកន្លែងដ៏ពិសេសមួយគឺថានៅដែនដីនៅលើអាកាសមួយដែលមានកម្ពស់រហូតដល់16,000 feet ឯណោះវាហ្នឹងគឺជាដែនដីហោះមួយនៅលើអាកាសហើយយើងក៏បានឃើញថាដែនដីមួយហ្នឹងគឺវាហ្នឹងនៅលើអាកាសមែនដែលគេហ្នឹងគឺប្រើប្រាស់ធម្មពល
ធ្វើកម្មការវាឡើងហើយសាររឿងក៏បានបង្ហាញតែតទៅនឹងមនុស្សនៅក្នុងអាកន្លែងដេញខ្លាយមួយនឹងដែរហើយមនុស្សម្នាក់ហ្នឹងគឺជា Sophie នឹងឯងនាងហ្នឹងកំពុងតែភ័យខ្លាចជាមួយនឹង Legion ក្នុងពេលឥឡូវហ្នឹងដោយញ័រទៅត្រូវដែរធ្វើ Steven ហ្នឹងក៏បានថាឲ្យនាងទៅថានាងហ្នឹងមានការភ័យខ្លាចបែបហ្នឹងធ្វើគាត់ហ្នឹងគឺបាត់បង់រសជាតិនៅក្នុងការផឹកស្រារបស់គាត់ហ្នឹងអស់ហើយតែនៅពេលហ្នឹង Sophie ហ្នឹងក៏បានថាឲ្យទៅកាន់អាប៉ែ Steven ហ្នឹងវិញទៅថាមើលទៅឯងនេះគឺខិតខំហ្វឹកហាត់ហ្នឹងតែទៅលើធម្មពលខាងសាច់ដុំហ្នឹងទេមើលទៅមិនដែលទទួលនៅមេរៀនអ្វីមួយហ្នឹងចេញពីនរណាគេម្នាក់ទេក៏តែក្នុងពេលឥឡូវហ្នឹងនាងហ្នឹងគឺជាមិនចង់បដៅហ្នឹងទៅកាន់អាប៉ែ Steven ហ្នឹងទេគួរតែទប់កំហឹងរបស់នាងហ្នឹងខ្លះៗហើយដើម្បីពឹងពាក់ទៅកាន់គេហ្នឹងនៅពេលខាងមុខនេះដោយសារថា Steven ហ្នឹងគឺមានធម្មពលហ្នឹងប្រហាក់ប្រហែលគ្នានេះជាមួយនឹង Legion បានបើសិនជានាងហ្នឹងពឹងពាក់ទៅកាន់គេហ្នឹងគេហ្នឹងអាចជួយសង្គ្រោះមកកាន់នាងបានហើយវាហ្នឹងក៏គ្មានទីតាំងណាមួយដែលមានសុវត្ថិភាពសម្រាប់នាងដែរដោយសារតែទីតាំងមួយនេះហើយគឺជាទីតាំងមួយដែលមានសុវត្ថិភាពសម្រាប់នាងនេះជាទីបំផុតដោយសារតែមាន Steven ហ្នឹងគឺនៅកន្លែងហ្នឹងនៅពេលហ្នឹង Steven ហ្នឹងក៏បានប្រាប់ទៅកាន់ Sophie ទៅថានាងហ្នឹងកុំគិតថានាងហ្នឹងគឺអាចទទួលបាននៅ Divine Artifact ដ៏ពិសេសផ្សារដល់3ល្បាញហ្នឹងរបស់ Legion ឲ្យសោះហើយកុំគិតថាចង់លក់វាហ្នឹងទៅឲ្យអ្នកណាគេម្នាក់របស់មួយហ្នឹងដាច់ខាតគឺជារបស់គេហើយក៏បានដើរចាក់ចេញកន្លែងហ្នឹងទៅនៅពេលហ្នឹង Sophie ហ្នឹងក៏បាននិយាយទៅកាន់ Steven ថាលោកហ្នឹងគឺទៅទីណាតែ Steven ក៏បានប្រាប់ទៅវិញដែរថានាងហ្នឹងនឹងដឹងនៅពេលខាងមុខនេះចឹងហើយនាងហ្នឹងនៅកន្លែងនៅស្ងៀមទៅ Sophie ហ្នឹងក៏មិនចង់និយាយពីសម្ដីមួយចំនួនហ្នឹងទៅកាន់ Steven ហ្នឹងដែរហើយនាងហ្នឹងក៏បានធ្វើការងារហ្នឹងទៅកាន់កន្លែងម្ខាងទៀតហើយក៏និយាយដែរថាទីតាំងមួយនេះហ្នឹងគឺជាទីតាំងមួយដែលមានសុវត្ថិភាពបំផុតសម្រាប់នាងទោះបីជាបារម្ភអ្នកនោះហ្នឹងគឺជានរណាគេក៏ដោយដែរគេនឹងមិនអាចធ្វើការវិបាកប្រដេះផ្ដាស់នៅទីនេះហ្នឹងបាននោះទេហើយនាងហ្នឹងក៏បានងាកទៅឃើញទៅកាន់ Hugo គឺនៅទីតាំងមួយហ្នឹងដែរដោយសារតែ Hugo ហ្នឹងគឺជាភ្ញៀវអតិថិជនដ៏ល្អរបស់នាងហ្នឹងហើយគឺថានាងហ្នឹងមិនឲ្យឱកាសមួយនេះហ្នឹងក៏ឡងផុតនោះទេហើយ Hugo វិញលីលើហ្នឹងឯងសម្លឹងមើលជុំវិញនឹងខ្លួនរបស់ឯងក៏ឆ្ងល់ដែរថា Legion ហ្នឹងគឺនៅទីណាមើលទៅប្រហែលជា Legion ហ្នឹងមិននៅទីនេះទេដោយសារតែទីនេះហ្នឹងគឺជាទីកន្លែងដែលធ្វើការដេញថ្លៃរបស់ហ្នឹងគឺវានឹងមានតម្លៃថ្លៃខ្លាំងណាស់គ្មានផ្លូវទេដែល Legion ហ្នឹងគឺមកទីនេះដោយសារតែគេហ្នឹងគឺគ្មានលុយផងហ្នឹងក៏តែនៅពេលហ្នឹង Sophie ហ្នឹងក៏បានបង្ហាញខ្លួនចេញមកក៏បានប្រាប់ទៅថា Hugo អស់រយៈពេលយូរហើយគឺយើងនឹងខានបានជួបគ្នាថាលោកនឹងសុខសប្បាយដែរឬក៏អត់ប៉ុន្តែ Hugo នឹងក្រោយពីឃើញ Sophie ហើយក៏ខឹងនឹងខ្លាំងពិតមែនហើយនៅពេលហ្នឹង Sophie ក៏បាននិយាយទៅកាន់ Hugo ដែរថាវានឹងពិបាកខ្លាំងក្នុងការនាំយកលោកនឹងគឺមកកាន់ទីនេះនោះក៏តែមើលទៅលោកនឹងហាក់បីដូចជាមានការផ្លាស់ប្ដូរហើយពីមុនមកលោកគឺជាមនុស្សតែម្នាក់គត់ដែលតែងតែលើកមុខមាត់ទៅកាន់មនុស្សបរិសុទ្ធនឹងផ្សេងទៀតតែឥឡូវហ្នឹងគឺលោកនឹងផ្លាស់ប្ដូរដូចជាពួកយើងហើយមែនគឺជាមនុស្សអាត្មានិយមដូចជាពួកយើងហើយមែនហើយមិនត្រឹមតែប៉ុណ្ណោះទេគឺថាលោកនឹងគឺទទួលយកនៅសិស្សនឹងតខ្លួនរបស់លោកនឹងធ្វើការនៅក្រមកฎរបស់លោកហើយមែនក៏តែនៅពេលហ្នឹង Hugo នឹងក៏បានប្រាប់ទៅកាន់ Sophie ទៅថានាងនឹងចាប់ចាក់ចេញឆ្ងាយពីគាត់ទៅខ្ញុំនឹងមិនចង់និយាយគ្នានឹងជាមួយនឹងនាងទេនៅពេលហ្នឹង Sophie ក្រោយពីពាក្យសម្ដីរបស់ Hugo ហើយហ្នឹងក៏បាននិយាយឌៀមតាមទៅកាន់ Hugo ដែរថាលោកនិយាយបែបហ្នឹងឬមួយក៏លោកហ្នឹងគឺចង់ទទួលបានលទ្ធផលមួយដូចជាការពីមុនលោកហ្នឹងគឺចង់ឲ្យកូនប្រុសរបស់លោកហ្នឹងទទួលបានលទ្ធផលដូចជាប្រពន្ធរបស់លោកមែនឬក៏លោកនឹងចង់បាត់បង់កូនប្រុសរបស់លោកនឹងគឺដូចជាបាត់បង់ប្រពន្ធរបស់លោកនៅពេលហ្នឹង Hugo នឹងគឺពិតជាខឹងនឹងខ្លាំងពិតមែនមិនត្រឹមតែប៉ុណ្ណោះទេគឺថា Sophie នឹងក៏បាននិយាយពាក្យសម្ដីមួយចំនួនទៀតទៅកាន់ Legion ទៅកាន់ Hugo នឹងដែរថាអូខ្ញុំនឹងគឺនិយាយខុសហើយគឺថាប្រពន្ធរបស់លោកនឹងគឺមិនទាន់បាត់បង់ជីវិតទេបើហើយជានាងនឹងគឺនៅរស់ក៏តែនាងនឹងមិនមែនរស់នៅក្នុងពិភពលោកនេះទៀតទេគួរតែនៅរស់នៅក្នុងពិភពលោកផ្សេងទៀតហើយតែខ្ញុំនឹងនិយាយចឹងថាវានឹងត្រឹមត្រូវដែរក៏អត់ឬមួយក៏លោកនឹងមិនទាន់អន់ចិត្តទៅកាន់ខ្លួនឯងនឹងចប់ហើយនោះទេដោយសារថាលោកនឹងហើយគឺអសមត្ថភាពទៅបានជាលោកនឹងធ្វើការការពារទៅកាន់ពួកគេនឹងមិនបានល្អ Hugo នឹងក្រោយពីពាក្យសម្ដីមួយនឹងហើយគឺខឹងខ្លាំងពិតមែនហើយគាត់នឹងក៏បានប្រើប្រាស់ធម្មពលរបស់គាត់នឹងធ្វើការដាស់នៅលើខ្លួនប្រាណរបស់គាត់វាយទៅកាន់ Sophie ម្ដាយមានបន្ទុកយ៉ាងខ្លាំងនៅកន្លែងហ្នឹងហើយនៅពេលហ្នឹង Hugo នឹងក៏បាននិយាយទៅកាន់ Sophie ទៅថានាងប្រាប់ទៅកាន់នាងហើយថាឲ្យនាងនឹងគឺឆាប់ចាក់ជេរឆ្ងាយពីយើងភ្លាមទៅហើយ Sophie នឹងគឺពិតជាក្អួតក្តោមនឹងខ្លាំងពិតមែនហើយក៏បាននិយាយទៅកាន់ Hugo ដែរថា Hugo នឹងគួរតែទប់កំហឹងរបស់គាត់នឹងខ្លះទៅលោកនឹងមិនគួរធ្វើបែបនេះទេលោកនឹងក៏បានដឹងដែរថាសន្ធិសញ្ញារបស់ពួកយើងនឹងគឺថាបានបង្កើតឡើងហើយគឺថាគ្មានក្រុមបរិសុទ្ធណាអាចធ្វើការវិវត្តទៅកាន់គ្នាទៅវិញទៅមកនឹងបាននោះទេឬមួយក៏លោកនឹងចង់បំរាមហាមឃាត់មួយនេះនឹងដែលបង្កើតឡើងនឹងតាំងពីរយៈពេល20ឆ្នាំមុនឬមួយក៏ខ្ញុំនឹងគឺចាំបាច់ត្រូវធ្វើការបញ្ជាក់ទៅកាន់លោកថាលោកនឹងគឺមិនមែនជាក្រុមបរិសុទ្ធនឹងពេញលេញនោះទេលោកនឹងគឺជាមនុស្សពាក់កណ្ដាលក្រុមបរិសុទ្ធពាក់កណ្ដាលតែប៉ុណ្ណោះទេលោកនឹងហ៊ានប្រហើនជាមួយនឹងនាងផងហើយក៏បានប្រើធម្មពលរបស់នាងនឹងបញ្ចេញមកឡើយហ្នឹងក៏តែនៅពេលហ្នឹងយើងក៏បានលើសម្ដីរបស់មនុស្សម្នាក់ហ្នឹងក៏បាននិយាយដែរថាហេសត្វល្អិតចង្រៃងាកទៅកងហ្នឹងយើងក៏បានឃើញថាលីចអនហ្នឹងដាក់មកក្តាប់ដៃផាក់ដាក់ថ្ងាសហ្នឹងទៀតហើយក៏បានឃើញដែរថានាងហ្នឹងក៏បានជាប់ថ្ងាសទៀតទៅហើយក៏បានដួលសន្លប់ឡើយហ្នឹងបាត់ទៀតទៅ Hugo ហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនដែលឃើញថាលីចអនហ្នឹងគឺគាត់ហ្នឹងមកឡើយហ្នឹងហ៎ពេលហ្នឹងលីចអនហ្នឹងក៏បានភ្ញាក់ផ្អើលដែរដែលឃើញថា Hugo ហ្នឹងគឺគាត់មកឡើយហ្នឹងហើយក៏បានសួរទៅកាន់ Hugo ដែរថាលោកហ្នឹងមកឡើយហ្នឹងគឺធ្វើអ្វីតែនៅពេលហ្នឹង Hugo ក៏បានប្រាប់ដែរថាលោកតែខ្ញុំហ្នឹងគឺមកឡើយហ្នឹងគឺដើម្បីស្វែងរកលោកហ្នឹងហើយគឺខ្លាចថាលោកហ្នឹងគឺមកឡើយហ្នឹងដើម្បីធ្វើការបង្ករឿងច្រើនអញ្ចឹងបានជាខ្ញុំហ្នឹងមកឡើយហ្នឹងដើម្បីធ្វើការហាមឃាត់ទៅកាន់លោកពេលហ្នឹងលីចអនហ្នឹងក៏បាននិយាយថាស្អីគេព្រួយបារម្ភអំពីខ្ញុំហ៎មកឡើយហ្នឹងដើម្បីធ្វើការហាមឃាត់ខ្ញុំហ៎ឬមួយក៏ឯងហ្នឹងស្រឡាញ់មកកាន់ខ្ញុំហ៎អត់មានទេណាប្រុសដូចគ្នាទៅវើយអត់មានស៊ីស៊ីណាញ់ទេអត់មានទេប្រាប់ឲ្យហើយនៅពេលហ្នឹង Hugo ក៏បាននិយាយទៅវិញដែរថាស្អីគេឯងហ្នឹងកុំលេងសើចខ្លាំងពេកមើលហ៎មិនមែនរឿងទាំងអស់ហ្នឹងទេណានៅពេលហ្នឹងលីចអនហ្នឹងក៏បានសម្លឹងមើលទៅកាន់ Sophie ហ្នឹងហើយក៏បាននិយាយដែរថាអូយឆាប់បំភ្លេចនៅរឿងទាំងអស់ហ្នឹងទៅហើយឥឡូវហ្នឹងយើងមើលទៅកាន់ក្មេងស្រីម្នាក់នេះមើលថាគេហ្នឹងគឺជានរណាគេហើយលីចអនហ្នឹងក្រោយពីសម្លឹងមើលទៅកាន់ Sophie ហើយហ្នឹងក៏បាននិយាយថាអូនេះគឺជាក្មេងស្រីម្នាក់ដែលតែងតែដើរតាមគាត់ហ្នឹងនៅទីកន្លែងដែលគាត់ហ្នឹងគឺតែងតែទៅហេតុអ្វីបានជានាងហ្នឹងមកឡើយនាងតាមគាត់ទៀតចឹងហើយមើលទៅនាងនេះគឺដើរតាមគាត់ក្នុងពេលឥឡូវហ្នឹងគឺប្រហែលជានាងស្រឡាញ់មកកាន់គាត់ហើយបានជានាងតែងតែតាមដាន
តាមមកកាន់គាត់ចឹងមើលទៅកាន់ Hugo វិញក៏ជ្រិញទៅកាន់ Legion ខ្លាំងប៉ុន្មានដល់និយាយដែរថាមើលទៅអានេះវាមានជំងឺមែនឬក៏វានឹងឈួតបើឈួតអញហៅឡានទឹកទៅដឹកឯងនឹងយកដាក់ពេទ្យកំដៅនៅពេលបន្ទាប់នេះគេក៏បានបង្ហាញដែរតើតទៅនឹងមូលហេតុអ្វីបានជា Sophie នឹងគឺខ្លាចទៅកាន់ Legion ខ្លាំងម្ល៉េះដោយសារតែអំណាចរបស់ Legion នឹងគឺគាត់នឹងគឺខ្លាំងលើសពីតារានគរចំនួន12រូបនឹងផ្សេងទៀតនឹងឯងមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែស្នាមរបួសនៅលើខ្លួនហើយនៅមុខរបស់ Legion នឹងគឺវានឹងគួរភ័យខ្លាចខ្លាំងប៉ុន្មានបើសិនជាមាននរណាគេម្នាក់នឹងគឺធ្វើការទម្លាក់កំហុសទៅឲ្យ Legion ហើយនឹងគឺថា Legion នឹងគឺមិនលើកលែងទៅឲ្យមនុស្សនឹងជាដាច់ខាតហើយសាច់រឿងក៏បានបង្ហាញឲ្យយើងបានឃើញកាលពី20ឆ្នាំមុនហ្នឹង Legion នឹងគឺបានធ្វើការទម្លាយចូលទៅក្នុងផ្ទះរបស់ Sophie នឹងក្នុងពេលហ្នឹងដោយកំរោលហ្មងសូម្បីតែអ្នកបម្រើជាច្រើនធ្វើការហាមឃាត់ទៅកាន់ Legion ហើយហ្នឹងគឺថាគ្រាន់តែ Legion នឹងនិយាយឲ្យប្រាប់ឲ្យពួកគេនឹងធ្វើការចាក់ចេញពីផ្លូវរបស់គាត់ហ្នឹងពួកគេនឹងគឺបានចាក់ចេញនឹងយ៉ាងងាយហ្មងដោយមិនហ៊ានធ្វើការប្រឈមមុខនឹងជាមួយនឹង Legion ទេហើយយើងក៏បានលើកពីសម្ដីរបស់មនុស្សស្រីម្នាក់ក៏បាននិយាយចេញមកដែរថាតើឯងនឹងធ្វើបែបហ្នឹងគឺចង់មានន័យដូចម្ដេចហើយបានជាឯងនឹងទម្លាយនឹងចូលមកក្នុងផ្ទះរបស់យើងអញ្ចឹងឆាប់ចាក់ចេញពីផ្ទះរបស់យើងនេះឆាប់ទៅ Legion នឹងនិយាយច្រើនដែរលោតមកវាយនឹងមកដៃចំម៉ាំងប្រេះខ្ទេចខ្ទីឡើងនឹងអស់ហ្មង Sophie នឹងក៏បានភ័យខ្លាចទៅនឹងរឿងទាំងអស់ហ្នឹងដែរហើយ Legion នឹងក៏បាននិយាយទៅកាន់ Sophie ទៅថានេះនឹងគឺចង់ស្លាប់មែនក៏តែ Sophie នឹងនៅតែអឺតកតោមដែរអញ្ចឹងហើយក៏បានសួរទៅកាន់ Legion ដែរថាមានមូលហេតុអ្វីបានជាលោកនឹងធ្វើបែបហ្នឹងអញ្ចឹងខ្ញុំនឹងគឺបានធ្វើការបញ្ជូនទៅកាន់លោកឲ្យទៅព្យាបាលទៅកាន់អ្នកដែលមានរបួសហ្នឹងនៅជួរខាងក្រោយនៃកងទ័ពហើយអ្វីបានជាលោកនឹងមកធ្វើរឿងងងខ្លាំងនៅទីហ្នឹងអញ្ចឹងហើយ Legion នឹងក៏បានចាប់ដៃទៅកាន់ Sophie ដោយនិយាយនៅពីសម្ដីថាតែនាងដឹងក៏ថាមនុស្សជាច្រើនបានធ្វើការប្រយុទ្ធជាមួយនឹង Calamity ហើយពួកគេនឹងគឺដាច់ដៃដាច់ជើងនឹងឈាមស្រស់នៅមុខរបស់គាត់ហើយពួកគេនឹងធ្វើការប្រយុទ្ធទាំងអស់ហ្នឹងគឺដើម្បីធ្វើការការពារទៅកាន់នាងនឹងហើយក៏បានអូស Sophie នឹងទៅជាមួយនឹងគាត់ឲ្យភ្ជាប់នៅពីសម្ដីថាឥឡូវហ្នឹងគឺថានាងនឹងគួរតែទៅធ្វើការជួយទៅកាន់ពួកគេនឹងខ្លះៗហើយមិនគួរនៅកន្លែងហ្នឹងដោយឥតប្រយោជន៍នោះទេពួកយើងគួរតែចាក់ចេញពីកន្លែងហ្នឹងទៅក៏តែនៅពេលហ្នឹង Sophie នឹងក៏បានប្រាប់ទៅកាន់ Legion ដែរថា Legion ហេតុអ្វីបានជាឯងនឹងធ្វើបែបហ្នឹងមកកាន់នាងហើយការស្លាប់របស់មនុស្សសាមញ្ញទាំងអស់ហ្នឹងគឺវានឹងមានអ្វីពាក់ព័ន្ធជាមួយនឹងនាងហើយពួកគេនឹងគួរតែមានមោទនភាពហើយដែលគេនឹងហ៊ានធ្វើការលះបង់ជីវិតនឹងសម្រាប់នាងនោះនាងនឹងគឺជានារីបរិសុទ្ធប្រកាសណាស់ថានាងនឹងគឺជាមនុស្សដែលត្រូវបានទទួលការការពារនឹងចេញពីមនុស្សគ្រប់គ្នាលោកនេះគឺធ្វើបែបហ្នឹងគឺជ្រុលពេកហើយក៏តែនៅពេលហ្នឹងនាងនឹងក៏បាននិយាយប្រាប់ទៅកាន់ Legion ពីមូលហេតុដែលនាងនឹងមិនបានទៅទីហ្នឹងទៅថាដោយសារតែនាងនឹងគឺដោយសារតែលេចលឺនៅព័ត៌មានតាក់ទងទៅនឹងពាក្យចចាមរាមថាពពុះបរិសុទ្ធហ្នឹងគឺជាមនុស្សមិនបានការហ្នឹងហើយនាងនឹងក៏មកធ្វើការដោះស្រាយនៅរឿងទាំងអស់ហ្នឹងទៅបានជានាងនឹងមិនបានទៅទីហ្នឹង Legion នឹងក្រោយពីពាក្យសម្ដីមួយហ្នឹងហើយគាត់នឹងក៏បានភ្ញាក់ផ្អើលហើយក៏និយាយថាតើវានឹងគឺពិតមែនដែរក៏អត់នៅពេលហ្នឹង Sophie នឹងដោយឃើញថា Legion ឈប់អូសនាងទៅហើយហ្នឹងក៏បានប្រាប់ទៅកាន់ Legion ដែរថាបើលោកនឹងដឹងរឿងទាំងអស់ហ្នឹងហើយគួរតែចាក់ចេញពីទីហ្នឹងទៅហើយក៏បាននិយាយដែរថានាងនឹងគឺដល់ពេលដែលនាងត្រូវធ្វើការតបតែងខ្លួនរបស់នាងហើយដោយសារតែរាងកាយរបស់នាងមិនទាន់បានតបតែងហើយផងហ្នឹងហើយបានជាលោកនឹងមកបំផ្លាញពេលវេលារបស់ខ្ញុំអញ្ចឹងនៅពេលហ្នឹង Legion នឹងក៏បានលេងដៃរបស់នាងដែល Sophie នឹងឃើញថាដៃរបស់នាងក៏បានជាប់ហើយក៏បានថាឲ្យ Legion ទៅថាលោកនឹងគឺបានកាត់ដៃរបស់នាងនឹងគឺតឹងពេកហើយលោកនឹងមិនឃើញតែមែនថាវានឹងគឺមានស្នាមនោះ Legion ក្រោយពីឮពាក្យសម្ដីមួយហ្នឹងហើយក៏ខឹងនឹងខ្លាំងមែនក៏ដាក់មកកំភ្លៀងផាំងហោះបងចាំងផាំងកើពេញទីស្នាក់ការមួយហ្នឹងទៅហើយ Legion ក៏បានថាឲ្យ Sophie ដែរថាតើនាងនឹងដល់ក៏អត់មនុស្សដែលនាងនឹងគឺបានដេទៅកាន់ពួកគេថាគឺជាសត្វល្អិតហ្នឹងពួកគេនឹងកំពុងតែធ្វើការប្រយុទ្ធនឹងបង្ហូរឈាមរបស់ពួកគេនឹងធ្វើការការពារទៅកាន់មនុស្សជាតិចុះនាងនឹងវិញចុះនាងវិញគឺជានារីបរិសុទ្ធថាអ្វីបានជានាងនឹងធ្វើរឿងប្រយោជន៍នឹងខ្លាំងម្ល៉េះនាងនឹងហ៊ានធ្វើការងារងាយនឹងទៅកាន់មនុស្សគ្រប់គ្នានឹងផងយើងនឹងបដៅនាងឲ្យបានដឹងម្ដងយើងក៏បានឃើញថា Sophie នឹងក៏បានស្រែកចែកចាជេទៅកាន់ Legion នឹងខ្លាំងពិតមែនហើយចាប់តាំងពីពេលនឹងមកនឹងឯងដែលជាមូលហេតុមួយដែល Sophie នឹងគឺស្អប់ទៅកាន់ Legion នឹងខ្លាំងពិតមែនហើយកាន់មកកាន់ទស្សនវិជ្ជានៅពេលបច្ចុប្បន្នវិញក្រោយពេលដែល Sophie នឹងគឺបានដឹងខ្លួនមកវិញនឹង Legion ក៏បាននិយាយទៅកាន់នាងដែរថានាងនឹងគឺបានដេកនឹងយូរពេកហើយនៅពេលដែល Sophie នឹងគឺបានងើបឡើងមកនឹងនាងនឹងក៏បានភ្ញាក់ផ្អើលនឹងខ្លាំងពិតមែនដែលឃើញថា Legion នឹងគឺជានរណាគេហើយបានជាធ្វើបែបហ្នឹងមកកាន់នាងហើយក៏បានថាឲ្យពួកគេទាំងពីរដែរហើយក៏បានស្រែកជំទាវនឹងពីពេញកន្លែងកម្មវិធីដេញថ្លៃត្រាឆ្មាហ្នឹងទៅហើយនាងនឹងក៏បានធ្វើការគម្រាមកំហែងនឹងទៅកាន់ Legion ហើយនឹង Hugo នឹងដែរថាតែអ្នកទាំងពីរនឹងគឺចង់ធ្វើបែបមកកាន់នាងឆាប់ដោះលែងនាងនឹងចេញពីចំណងមួយនេះព្រាមទៅហើយបានជាឯងនឹងហ៊ានធ្វើរឿងទាំងអស់ហ្នឹងនាងនឹងគឺជានារីបរិសុទ្ធណាស់តែឯងមិនដឹងទេមែនតែ Legion នឹងក៏បាននិយាយដែរថាមើលទៅនារីបរិសុទ្ធដែលមានឈ្មោះថា Sophie នេះគឺមិនផ្លាស់ប្ដូរអីបន្តិចមកវាកន្លងផុតទៅអស់រយៈពេល20ឆ្នាំហើយហ្នឹងចរិតនាងនឹងនៅតែដដែលហើយគាត់នឹងក៏បានសួរសំណួរមួយទៅកាន់ Sophie ទៅថាចោះបទចម្រៀងរបស់នាងវិញគឺវានឹងមិនបដូរប្រូទេមែនគឺវានឹងនៅតែដដែលទៅបានជានាងនឹងមានអត្តចរិតដដែលនឹងមែនប៉ុន្តែ Sophie នឹងក៏បានថាឲ្យ Legion ដែរនិយាយនៅក្នុងចិត្តរបស់នាងទេថាស្អីគេឯងនេះហ៊ានធ្វើការប្រៀបធៀបយើងនឹងជាមួយនឹងយើងនឹងកាលពី20ឆ្នាំមុនផងហើយឯងនេះគឺពិតជាល្ងងនឹងខ្លាំងណាស់កុំគិតថាខ្សែដែលចងយើងនេះគឺអាចធ្វើការចងយើងនឹងបាននោះយើងនឹងគឺមានធម្មពលនៃទឹកអាស៊ីតយើងនឹងអាចធ្វើការផ្ដាច់វាបានគ្រប់ពេលវេលាក៏តែបើសិនជានាងនឹងស្រាយចំណងមួយនេះចេញពីខ្លួនរបស់នាងផ្ទាល់ហើយនាងនឹងមិនអាចធ្វើការទប់ទល់ជាមួយនឹងពួកគេទាំងពីរនឹងបាននោះទេនាងនឹងគួរតែរត់ទៅរក Steven ឲ្យជួយនាងហើយព្រោះថា Steven នឹងគឺអាចសង្គ្រោះនាងបានក៏តែ Legion នឹងក៏បានដឹងពីចេតនារបស់នាងក៏បានផ្ទាត់ថ្ងាត់របស់នាងនឹងផាច់មួយទៀតទៅហើយក៏បាននិយាយទៅកាន់នាងដែរថាតើនាងនឹងគឺគិតថាខ្ញុំនឹងមិនដឹងពីចេតនារបស់នាងមែនកុំគិតថាខ្ញុំនឹងគឺជាមនុស្សងងឲ្យសោះហើយក៏បានឃើញថាដៃរបស់គាត់នឹងគឺវានឹងកំពុងតែហុយសែងហើយគាត់ក៏ខ្យល់ថានេះនឹងគឺជារបស់អ្វីហ្នឹង Sophie នឹងក្រោយពីឃើញថា Legion នឹងគឺប៉ះនៅជាអាស៊ីតរបស់នាងហើយនឹងក៏បានត្រេកអរនឹងខ្លាំងប៉ុន្មានហើយក៏បានគម្រាមទៅកាន់ Legion ទៅថាឯនេះគឺពិតជាល្ងងនឹងខ្លាំងប៉ុន្មាននេះនឹងគឺជាអាស៊ីតគឺជាធម្មពលនៃវេទមន្តនៃការការពាររបស់នាងបើសិនជាមាននរណាគេម្នាក់ធ្វើការវាប្រហារមកកាន់នាងហើយវេទមន្តនៃការ
ការការពារជាអាសិទ្ធិរបស់នេះនឹងធ្វើការគ្រប់គ្រងទៅកាន់គេនោះចាក់ជាមិនខានហើយវានឹងស៊ីខ្លួនប្រាណរបស់មនុស្សដែលត្រូវទទួលរងនៅជាអាសិទ្ធិរបស់នេះបន្តិចម្ដងរហូតដល់រលាយនឹងខ្លាយជាផេះហើយឥឡូវហ្នឹងគឺថាវានឹងគឺកំពុងតែចាប់ផ្ដើមស៊ីដៃរបស់លោកនឹងបន្តិចម្ដងហើយនេះនឹងគឺជាធម្មពលដ៏ខ្លាំងបំផុតរបស់នាងដែលនាងនឹងគឺមាននៅក្នុងពេលឥឡូវហ្នឹងក្នុងនាងនឹងគឺជាតារានិករ Aquarius នេះឯងតែលីចអនក៏បាននិយាយទៅវិញដែរថាស្អីគេធម្មពលដ៏ខ្លាំងក្លាចឹងខ្ញុំនឹងបង្ហាញនាងឲ្យបានឃើញថាអ្វីទៅគឺជាធម្មពលដ៏ខ្លាំងក្លារបស់ខ្ញុំវិញនេះណែគឺជា full recovery នឹងឯងគឺជាកំពូលនៃការព្យាបាលរបួសហើយក៏ឲ្យដៃកណ្ដាលទៅកាន់ Sophie thôi Sophie នឹងក៏បានកាន់ទៅនៅលីចអននឹងខ្លាំងពេកមែនហើយក៏ញាក់បានដែរថាតើនេះនឹងគឺជាអ្វីហ្នឹងហើយអ្វីបានជាគេនឹងអាចធ្វើការព្យាបាលនៅរបួសមួយហ្នឹងបានយ៉ាងងាយៗអញ្ចឹងមើលទៅវេទមន្តដែលលីចអនបានប្រើនេះគឺថាវានឹងគឺជាវេទមន្តដ៏កំពូលនឹងខ្លាំងប៉ុតមែនហើយស្គីមួយនេះនឹងគឺវានឹងត្រូវបានបាត់បង់ជាយូរមកហើយតែហេតុអ្វីបានជាលីចអនអាចប្រើប្រាស់វាបានអញ្ចឹងតែនៅពេលហ្នឹងលីចអនក៏បាននិយាយថាឥឡូវនេះគឺថាសត្វល្អិតយើងនឹងធ្វើការដោះស្រាយនៅបំណុលរបស់យើងទាំងពីរហ្នឹងគឺថាម្ដងមួយទៅចោះនៅក្នុងពេលឥឡូវហ្នឹងឲ្យវានឹងគឺបានចាប់ស្រីបាច់ហើយគាត់ក៏បាននិយាយដែរថាខ្ញុំនឹងគឺបានលើតាក់ទងទៅនឹងការនិយាយដើមរបស់មនុស្សគ្រប់គ្នាថានាងនឹងគឺបានអះអាងខ្លួនថាគឺជាគ្រូពេទ្យរបស់ខ្ញុំដោយយកមនសិការរបស់ខ្ញុំធ្វើការផ្សព្វផ្សាយដើម្បីប្រមូលនូវមូលនិធិជាច្រើនហើយមិនត្រឹមតែប៉ុណ្ណោះទេគឺថារឿងទាំងអស់ហ្នឹងគឺខ្ញុំនឹងធ្វើការវាយនាងម្ដងហើយរឿងមួយទៀតគឺថានាងនឹងគឺបានធ្វើការបញ្ជូននៅអង្គរៈរបស់នាងទៅធ្វើការធ្វើឃាតទៅកាន់គាត់ហើយនឹងអ្នកវាតម្លៃទៅកាន់វត្ថុ Divine Artifact ហើយរឿងមួយហ្នឹងគឺខ្ញុំនឹងធ្វើការវាយនាងនឹង5ដងហើយរឿងមួយទៀតគឺថានាងនឹងហ៊ានប្រើពាក្យសម្ដីមិនសមរម្យនឹងចំពោះ Hugo ផងហើយហ៊ានធ្វើការប្រមាថទៅកាន់ Hugo រឿងមួយហ្នឹងខ្ញុំនឹងធ្វើការវាយនាងនឹង50ដងដោយលើកពាក្យសម្ដីរបស់ Legion ហើយនឹង Sophie នឹងក៏បានកាត់ពាក្យសម្ដីរបស់ Legion នឹងហ្មងទៅតែ Legion នឹងក៏បាននិយាយថាស្អីគេឲ្យនាងនឹងឲ្យគាត់នឹងឈប់មានផ្លូវទេខ្ញុំនឹងទ្រង់ចាំឱកាសនឹងយូរមកហើយណែដាក់ហើយវាក៏បានលើសម្លេងរបស់ Sophie EO ពេញនឹងឯងប្រាប់ឲ្យ Legion នឹងគឺថាឈប់ភ្លាមទៅ Legion នឹងដាក់យ៉ាងផោងផាំងHugo នឹងក៏និយាយដែរថាមើលទៅ Legion នឹងគឺថាគេនឹងទោះបីជាមនុស្សស្រីឬក៏មនុស្សប្រុសក៏ដោយដែរបើសិនជា Legion វាហើយគឺថាមិនបទូដៃឲ្យនឹងជាដាច់ខាតហើយមើលទៅ Legion បានធ្វើបែបនេះនឹងក៏ព្រោះតែហេតុផលសមស្របរបស់គាត់ដែលគាត់នឹងគឺបានអះអាងដែរគឺវានឹងមិនខុសទេកំតែទៅពេលនឹង Hugo នឹងក៏ដូចជាមើលទៅកាន់ Legion ទៅក៏បានចាប់អារម្មណ៍ទៅកាន់អ្វីម្យ៉ាងនៅលើខ្លួនរបស់ Legion នឹងហើយនេះនឹងគឺជា Divine Status នឹងឯងគឺថាវានឹងកំពុងតែកើនឡើងរាល់ពេលដែល Legion នឹងបានធ្វើការវាយទៅកាន់ Sophie នឹងម្ដងនៅពេលនោះនឹង Legion ក៏បានវាយទៅកាន់ Sophie នឹងគឺចំនួន50ដងធ្វើ Divine Status របស់ Legion នឹងគឺបានកើនឡើងចំនួន50%នៅតាមនឹងដែរ Legion នឹងក៏បានផ្ចាំបាននឹងខ្លាំងពេកមែនហើយក៏បានសម្លឹងមើលទៅកាន់ Sophie ទៅក៏ឃើញថាឥឡូវហ្នឹងគឺនាងនឹងបានសន្លប់នឹងស្ដុកស្ដឹងបាត់ទៅហើយនៅពេលហ្នឹង Divine Status របស់ Legion នឹងក៏បានបង្ហាញមកនឹងក្នុងទម្រង់ជាប្រព័ន្ធនឹងឯងក៏បានប្រាប់ទៅកាន់ Legion ទៅថា Divine Status របស់គាត់គឺត្រូវបានដំណើរការនឹងបើកសោចេញមកហើយ Divine Status របស់គាត់ក្នុងពេលហ្នឹងគឺបានធ្វើការលួចនៅធម្មពលចេញពីតារានគរ Aquarius នឹងចំនួន50%ពេលហ្នឹង Legion ហ្នឹងក៏ឃើញថា Divine Status របស់គាត់ហ្នឹងគឺមានការលួចធម្មពលនឹងចេញពី Aquarius 50%ហ្នឹងគាត់ក៏ភ្ញាក់ផ្អើលដែរហើយក៏សួរទៅកាន់ប្រព័ន្ធរបស់គាត់ទៅថាអ្វីទៅគឺជា Divine Status ហ្នឹងហើយឆាប់ធ្វើកម្មបញ្ចូលមកកាន់គាត់ហ្នឹងភ្លាមទៅពីពោះហ្នឹងគោខ្ញុំគោពោះគ្រប់ឃើញកំតែ Divine Status ហ្នឹងក៏បានប្រាប់ទៅកាន់ Legion ដែរថា Divine Status ហ្នឹងគឺជាធម្មពលដ៏ទេវភាពរបស់ព្រះដែលវានេះគឺជាអត្តពលមួយដែលមានគោលបំណងនៅក្នុងការបង្ហាញនៃអំណាចរបស់ព្រះซึ่งជាអ្នកហ្នឹងមាន Divine Status មួយនេះអ្នកអាចធ្វើការលួចនៅធម្មពលនឹងចេញពីកូនសិស្សរបស់ព្រះមួយរូបណាក៏បានដែរในធម្មពលរបស់ពួកគេនៅពេលដែលធម្មពលរបស់កូនសិស្សរបស់ព្រះម្នាក់នោះគឺថាធ្លាក់រហូតដល់ 0% ហើយនោះប្រកាសថាគេនឹងគឺអាចបាត់បង់ជីវិតបានបើសិនជាធម្មពលនៃជីវិតរបស់ពួកគេឬក៏ធម្មពលដែល Legion ហ្នឹងគឺធ្វើការលួចហ្នឹងឈានរហូតដល់0% ទៅហើយនៅពេលហ្នឹង Legion ក្រោយពីលើការប្រយោគមួយនេះហើយគាត់ហ្នឹងក៏បានដឹងដែរហើយគាត់ហ្នឹងក៏និយាយដែរថាស្អីគេខ្ញុំហ្នឹងគឺមិនបានដឹងតាក់ទងទៅនឹងព័ត៌មានរបស់ Divine Status ហ្នឹងពីមុនមកនោះទេថាគាត់ហ្នឹងគឺបានធ្វើការវាយទៅកាន់អ្នកដទៃហើយវាបង្កើននៅសមត្ថភាពរបស់គាត់ហ្នឹងកើនឡើងនោះហើយកាលពីមុនមកគាត់ហ្នឹងក៏ឆ្ងល់ដែរថាហេតុអ្វីបានជាវាហ្នឹងមិនកើនឡើងនៅសមត្ថភាពរបស់គាត់ចឹងនៅពេលដែលគាត់ហ្នឹងធ្វើការវាយទៅកាន់យ៉ាងហ្វៃឬមួយក៏ Divine Status របស់គាត់ហ្នឹងគឺវានឹងមិនទាន់អត្ថវេដំណើរការក៏តែវានឹងក៏ល្អដែរដោយសារតែមានអាហ្នឹងហើយវានឹងគឺកាន់តែធ្វើឲ្យគាត់ហ្នឹងគឺមានភាពខ្លាំងក្លាហ្នឹងលើសពីមុនហ្នឹងបន្ថែមទៀតហើយយើងក៏បានឃើញដែរថា Hugo ហ្នឹងក៏បានសួរទៅកាន់ Legion ដែរថា Legion ណាឯងហ្នឹងគួរតែធ្វើការសាកសួរទៅកាន់ Sophie ហ្នឹងបន្តិចទៅតាក់ទងទៅនឹងអ្នកដែលបានចាក់ឯងហ្នឹងពីក្រោយខ្នងតែ Legion ក៏បានប្រាប់ទៅវិញដែរថាមិនចាំបាច់ខ្វល់ខ្វាយពីរឿងទាំងអស់ហ្នឹងទេគឺគាត់ហ្នឹងមានដំណោះស្រាយហើយគាត់នឹងអាចរកឃើញទៅកាន់មនុស្សម្នាក់នឹងបាននៅក្នុងកម្មវិធីនៃការដេញថ្លៃនៅពេលខាងមុខនេះពេលនេះ Hugo នឹងក៏ភ្ញាក់ផ្អើលដែរដែល Legion នឹងមានកម្រងចូលទៅក្នុងកម្មវិធីនៃការដេញថ្លៃមួយហ្នឹងហ៎ Legion នឹងក៏បានដកហូតយកនៅទូរស័ព្ទរបស់គាត់មកក៏បាននិយាយដែរថាឥឡូវហ្នឹងគឺគាត់ចំណាយពេលនៅកន្លែងហ្នឹងយូរពេកហើយវានឹងគួរតែដល់ពេលនៅក្នុងកម្មវិធីការដេញថ្លៃមួយហ្នឹងហើយនៅពេលហ្នឹង Hugo នឹងក៏បានសួរទៅកាន់ Legion ទៅថា Legion នឹងគឺបានទូរស័ព្ទមួយហ្នឹងមកពីណាហើយយើងក៏បានឃើញដែរថា Legion នឹងគឺបានខ្ចីវានឹងចេញពី Song Che ហ្នឹងឯងហើយមើលមុខអ្នកខ្ចីគឺមានអារម្មណ៍អត់ល្អនោះទេខ្លាចគេកំទេចទៀតហើយមុនទូរស័ព្ទ
សពរបស់ Jimin ហ្នឹងគឺខ្ទេចខ្ទីឥឡូវគាត់ហ្នឹងម្នាក់ទៀតហើយនៅពេលហ្នឹង Lee Jeon ហ្នឹងក៏បានប្រាប់ឲ្យ Hugo ធ្វើការដោះស្រាយនៅរឿងដែលគាត់ហ្នឹងបានធ្វើនៅឡើយហ្នឹងឲ្យគាត់ផងគឺគាត់ហ្នឹងគឺដល់ពេលដែលគាត់ហ្នឹងត្រូវចូលរួមនៅក្នុងកម្មវិធីនៃការដេញថ្លៃហ្នឹងហើយចឹងហើយគាត់ហ្នឹងសុំពឹងឯងហ្នឹងបន្តិចហើយរឿងមួយទៀតគឺថាឯងហ្នឹងអាចយកនាងហ្នឹងគឺទៅបោះចោលនៅធុងសារ៉ាមឬក៏ទៅចោលនាងកន្លែងណាក៏បានដែរតាមចិត្តរបស់ឯងទៅចោះគឺខ្ញុំហ្នឹងគឺចាក់ចេញហើយខ្ញុំហ្នឹងតាក់ទងទៅកាន់ឯងនៅពេលដែលខ្ញុំហ្នឹងគឺធ្វើការរបស់ខ្ញុំហ្នឹងគឺចប់ហើយនោះយើងមើលទៅកាន់ Hugo វិញដូចជាមិនចង់ធ្វើនៅរឿងទាំងអស់ហ្នឹងទេក៏តែនៅពេលនេះ Lee Jeon ហ្នឹងក៏ចាក់ចេញបាត់ទៅហើយគឺថារឿងទាំងអស់ហ្នឹងទោះបីជាមិនចង់ហ្នឹងក៏គាត់ហ្នឹងគួរតែធ្វើដែរនៅពេលហ្នឹងគាត់ហ្នឹងក៏បាននិយាយដែរថាតើគាត់ហ្នឹងគួរតែធ្វើអ្វីចំពោះ Sophie ហ្នឹងទៅក៏តែនៅពេលភ្លាមហ្នឹងយើងក៏បានឃើញដែរថាចដាយន្តមួយហ្នឹងនៅពេលដែល Lee Jeon ហ្នឹងគឺឡើងហ្នឹងអាមួយខាងទៀតវាក៏បានបើកចេញមកហើយក៏បានឃើញថាមនុស្សម្នាក់ទៀតហ្នឹងក៏បានចេញមកដែរ Hugo ហ្នឹងក៏ភ្ញាក់ផ្អើលខ្លាំងដែលមានមនុស្សចូលមកឡើយហ្នឹងក៏តែរឿងដែលកាន់តែធ្វើគាត់ហ្នឹងភ្ញាក់ផ្អើលខ្លាំងទៀតនោះគឺថាមនុស្សដែលមកហ្នឹងគឺថាគឺជា Steven ហ្នឹងឯងគឺថាគាត់ហ្នឹងគឺកាន់តែមានបញ្ហាហ្នឹងធំជាមួយនឹងគេទៀតហើយនៅពេលហ្នឹង Steven ហ្នឹងក៏បានដើរចេញមកដោយឃើញទៅកាន់ Sophie ហ្នឹងជាប់សំណងហើយនឹងស្លាប់ហ្នឹងក៏បាននិយាយទៅកាន់ Hugo ទៅថា Hugo តើឯងហ្នឹងគឺកំពុងតែធ្វើអ្វីហ្នឹងដោយសាររឿងនៅក្នុង chapter ទី17ក៏បានចាប់តាមហ្នឹងទៅចាំជួបខ្ញុំនៅក្នុង chapter ក្រោយៗទៀតអរគុណសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នាបាយបាយ